ចឹងពិភពលោកត្រូវបំផ្លាញបេសាជាអ្នកឈ្នះចំណែកមនុស្សជាតិវិនាសខ្ទេចកណ្ដាលកំណោបាក់បែកមានអ្នកតស៊ូចុងក្រោយម្នាក់កំពុងឈរយ៉ាងត្រដាប់ត្រដួលហើយនោះគឺតួឯករបស់យើងស៊ីចិនដែលមើលទៅដូចជាទើបឆ្លងកាត់ថ្ងៃដ៏មហាជូរចត់តាមពិតព្រឹត្តិការណ៍អវសានពិភពលោកនេះចាប់ផ្ដើមកាលពី7ឆ្នាំមុនស្ដេចបេសាចដ៏ខ្លាំងក្លាបាននិយាយឌឺដងថាពួកឯងសុទ្ធតែជាសម្រាមពិតជាមិនធម្មតាមែនវាប្រមូលថាមពលលើដៃត្រៀមវាប្រហារចុងក្រោយហើយនិយាយថាទូនាទីរបស់ស៊ីចិនគ្រាន់តែជាចំណីបង្កើនថាមពលកណោះគួរឲ្យខ្លាញ់ណាស់កម្មរស្មីថាមពលពណ៌ក្រហមបាញ់ចំតួឯករបស់យើងប៉ុន្តែគេមិនព្រមដួលសន្លប់ងាយៗឡើយពេលរាងកាយកំពុងត្រូវឲ្យជាចំណែកគេនឹកឃើញ10អូនស្រីមិត្តភ័ក្តិគ្រូនិងមនុស្សគ្រប់គ្នាដែលគេបានបាត់បង់កន្លងមកកំហឹងចាប់ដាំពុះកញ្ជ្រោលគេចងចាំថាពួកវាត្រូវបានសម្លាប់ដោយបិសាចទាំងនេះហើយគេស្បត់ថានឹងអុសកស្ដេចបិសាចនេះទៅនរកជាមួយគ្នាតួឯងយើងបញ្ចេញជំនាញកំពូលកម្រិត SSS Terminus Arc ស្ដេចបិសាចនេះឈរធ្មឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះស៊ីចិនកំពុងបំផ្លាញខ្លួនឯងឲ្យខ្លាចជាគ្រាប់បែកអត្តឃាតដ៏គួរឲ្យខ្លាចជីវិតរបស់គេលេចឡើងជាបំណែកការចងចាំពីប្អូនស្រីរូបភាពលោកគ្រូដែលគេគោរពបំផុតនិងឪពុកម្ដាយរបស់គេព្រមជាមួយនឹងក្តីសោកស្ដាយចុងក្រោយមួយគេបានបាត់បង់ជីវិតដោយសង្ឃឹមថាខ្លួនអាចខ្លាំងជាងនេះបន្តិចចំណែកស្ដេចបិសាចត្រូវឆេះខ្ទេចពេលកំពុងជេរមិនទាន់ចប់នេះហើយជាលទ្ធផលគំនិតចុងក្រោយរបស់គេគឺក្តីសោកស្ដាយបំផុតបើសិនជាគេលឿនជាងនេះគេប្រហែលជាអាចបញ្ឈប់ស្ដេចបិសាចទី1បានអញ្ចឹងគេប្រហែលជាមិនបាត់បង់គ្រប់យ៉ាងលឿនបែបនេះទេគ្រប់យ៉ាងប្រែជាងងឹតសូនឈឹងរហូតដល់មានពន្លឺភ្លឺឡើងភ្នែកស៊ីចិនបើភ្លាមជាមួយពន្លឺក្រហមដ៏គ្រោះថ្នាក់ហើយឃើញខ្លួនឯងស្លៀកពាក់ពេញលេញលើក្រែទុយមួយគេងើបអង្គុយបណ្ឌិតមើលខ្លួនឯងទាំងងៀងឆ្ងល់ថានៅរស់ប៉ុន្តែមិនដឹងតតែសោះថាបន្ទប់ចម្លែកនេះជាកន្លែងណាគេដើរទៅមាត់បង្អួចសម្លឹងមើលទៅក្រៅឃើញទស្សនវិជ្ជាមិនគួរឲ្យជឿគឺសាលារៀនធម្មតាដែលពោពេញដោយសិស្សនេះធ្វើឲ្យគេគាំងខួរពិភពលោកគួរតែវិនិច្ឆ័យទៅហើយប៉ុន្តែពេលសម្លឹងមើលចំណាំងផ្លាតរបស់ខ្លួនឯងការពិតថ្មីក៏លេចឡើងគេត្រូវបានបញ្ជូនត្រឡប់ក្រោយ10ឆ្នាំចំពេលរៀនមហាវិទ្យាល័យភ្លាមនោះសម្លេងក្រព័ន្ធលោតឡើងក្នុងក្បាលបញ្ជាក់ថាធម្មពលលេបតបាក់បានដំឡើងរួចរាល់ដែលជាកាដូលាគ្នាដ៏អស្ចារ្យការបរិច្ឆេទលើអេក្រង់បញ្ជាក់ថាថ្ងៃទី16ខែឧសភាឆ្នាំ2157ផ្ដល់ពេលឲ្យគេ3ឆ្នាំមុនការឈ្លានពានគេចាំថានេះគឺមុនពេលស្ដេចបិសាចទី1ឈ្មោះរ៉ាតមកដល់វាជាអ្នកបើកភ្លើឲ្យបិសាចផ្សេងទៀតបង្កថ្ងៃអវសានពិភពលោកដែលធ្វើឲ្យស៊ីចិនបាត់បង់គ្រប់យ៉ាងដែលខ្លួនមានប៉ុន្តែពេលនេះគេត្រឡប់មកវិញជាមួយគោលដៅតែមួយគត់គឺសម្រាប់ស្ដេចបិសាចទី1ហើយបិទទ្វារនរកឲ្យជិតឈឹងតែម្ដងចៃដនអីធម្មពលលេបត្របាក់ថ្មីរបស់គេបានដំឡើងរួចរាល់ល្មមហើយគេមានផ្ទាំងប្រព័ន្ធ hologram ចម្លែកអណ្ដែតពីមុខដែលមើលទៅមិនដូចការបង្កើនធម្មពលទេតែដូចជាឯកសារកំពុងគាំងចឹងផ្ទាំងដ៏រញ៉េរញ៉ៃនេះទីបំផុតបានខ្លាយជាតារាងព័ត៌មានបង្ហាញថាគេនៅកម្រិតមួយដែលមាន stat ចំនួន100ទាំងអស់យីមិនគួរឲ្យសង្ស័យសោះវាជារឿងថ្មីស្រឡាងសម្រាប់គេព្រោះពីមុនគេធ្លាប់តែប្រយុទ្ធដោយប្រើធម្មពលភ្ញាក់ដឹងខ្លួនបែបអាជីព game RPG ប៉ុណ្ណោះគេចាំសាលានេះកន្លែងដែលគេជាបាវសាច់សម្រាប់គេវាយលេងទើបដឹងហេតុផលដែលភ្ញាក់ក្នុងបន្ទប់ពេទ្យអារម្មណ៍ déjà vu ពិតជាចង្រៃណាស់ពេលកំពុងគិតពីអតីតកាលដ៏កំសត់ផ្ទាំងប្រព័ន្ធក៏គាំងម្ដងទៀតលើកនេះវាបង្ហាញការអាជីពឃាតកររន្ទះហើយការចងចាំមួយបញ្ជាក់ថានោះគឺជាជំនាញរបស់គេក្នុងជាតិមុនគេអាចមានអារម្មណ៍ពីធម្មពលចាស់ក្នុងខ្លួនហើយគិតថាបើគេរក្សា stat ដដែលមានន័យថាគេភ្ញាក់ដឹងខ្លួនមុនការកំណត់ជាច្រើនឆ្នាំធម្មតារឿងដំបូងដែលគេធ្វើគឺសាក់លបងបំពាក់វាមើលប៉ុន្តែទ្វារបន្ទប់ស្រាប់តែបើកចំហឃើញក្មេងប្រុសរំបងម្នាក់ឈ្មោះម៉ាឡុងដែលជាអ្នកប្រើវេទមន្តផ្កាគេស្ទុះចូលមកយ៉ាងបារម្ភដោយមិនដឹងសោះថាស៊ីជេនកំពុងកាន់របស់ពិសេសកម្រិតព្រះស៊ីជេនធ្វើជាស្ងប់ស្ងាត់ដោយដឹងថាប្រព័ន្ធថ្មីរបស់គេអ្នកផ្សេងមើលមិនឃើញទេខណៈដែលម៉ាឡុងជាមិត្តរួមបន្ទប់កំពុងឈួតលីលាភ្ញាក់ផ្អើលដែលគេជាសាក់ស្បោចទាំងស្រុងទូឯកយើងនឹកឃើញថានេះគឺម៉ាឡុងមិត្តចាស់នៅមហាវិទ្យាល័យគេចាំថាក្មេងនេះត្រូវសម្លាប់ចោល3ថ្ងៃក្រោយពិភពលោកវិនាសវាជាការជួបគ្នាដ៏សោកសៅឃើញមិត្តភ័ក្តិនៅរស់សុខសប្បាយបែបនេះទើបគេដឹងច្បាស់ថាខ្លួនពិតជាបានត្រឡប់មកវិញមែនចំណែកម៉ាឡុងកំពុងពេកស្លន់ស្លូរឿងការប្រឡងចំណាក់ថ្នាក់នៅថ្ងៃស្អែកដែលជាបញ្ហាតូចតាចបំផុតដូច្នេះពេលនេះគេកំពុងអូសទាញស៊ីជៀនចេញក្រៅដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងនៅខាងក្រៅសាលារៀនត្រូវបានគ្របដណ្ដប់ដោយពន្លឺថ្ងៃលិចដ៏ស្ងប់ស្ងាត់និងធម្មតាបំផុតមានសិស្សនៅគ្រប់ទីកន្លែងខ្លះធ្វើហាត់ធម្មពលឯខ្លះទៀតរស់នៅធម្មតាវាជាទស្សនវិជ្ជាដ៏ធម្មតាមួយដែលគេមិនបានឃើញអស់មួយទសវត្សរ៍មកហើយសម្ដីធម្មតារបស់គេអំពីមនុស្សរស់ជាច្រើនបានធ្វើឲ្យម៉ាឡុងព្រឺសម្បូរដោយមានហេតុផលត្រឹមត្រូវអញ្ចឹងកំឡោះមានស្នើទាំងភ័យថាពួកគេគួរទៅទីលានប្រកួតដើម្បីជៀសវាងការគិតច្រើនសម្រាប់ស៊ីជេនវាជាដំណើរដ៏ធ្ងន់ធ្ងរពេលនឹកឃើញមនុស្សដែលគេជិតនឹងបាត់បង់ម្ដងទៀតរូបភាពអនាគតដ៏វិនាសរំលឹកថាបើមិនធ្វើអ្វីសោះគ្រប់យ៉ាងនឹងខ្ទេចទីនេះជាកម្លាំងចិត្តដែលគេត្រូវការវាដល់ពេលត្រូវឡើងកម្រិតឲ្យបានលឿនហើយបញ្ហាតែមួយគត់គឺសបបបិសាចជាកន្លែង farm HP តែមួយគត់ហើយពួកវាត្រូវគ្រប់គ្រងដោយគៀលទាំងអស់នេះធ្វើឲ្យគាត់មាន stat ខ្ពស់កប់ពពកតែមិនដឹងថាវាខ្លាំងកម្រិតណាពេលប៉ះ monster ពិតប្រាកដពិភពលោកនេះបែងចែកអ្នកភ្ញាក់រលឹកពីថ្នាក់ S ចុះមកថ្នាក់ E ហើយសិស្សភាគច្រើនគឺខ្សោយមែនទែនសម្លឹងមើលផ្ទាំងបន្ទុកខ្លួនឯងគាត់ឆ្ងល់ថាតើអ្នក level 1ដែលមាន stat ពេញអាចខ្លាំងដល់កម្រិតណាទៅតែកលេចមើលមកឡងបន្តិចគាត់ក៏ដឹងអូខេគាត់ច្បាស់ជាខ្លាំងជាងអាម្នាក់នោះដាច់ភ្លាមនោះបាល់បាសមួយក៏ហោះមកប៉ះមុខម៉ាឡុងពេញទំហឹងធ្វើឲ្យគេដួលខ្ទាតវ៉ែនតាបែកខ្ទេចនេះក៏ព្រោះតែក្រុមសិស្សវាប្រចាំតំបន់បានឃើញពួកគេហើយមីកុយរបស់វាក៏និយាយឌឺដងថាពួកឯងឆាប់ជាសះស្បើយលឿនមែនធ្វើឲ្យម៉ាឡុងភ័យស្លន់ស្លោយ៉ាងខ្លាំងព្រោះពួកគេបានប៉ះចំមកមនុស្សកាចសាហាវនេះតែស៊ីជីងគ្រាន់តែឈរស្ងៀមសម្លឹងមើលទៅវិញដោយមិនញញើតដែលធ្វើឲ្យមីកុយនោះកាន់តែសើចហើយប្រាប់មិត្តភក្តិវាថាអាមួយនេះរឹងក្បាលមែនមកទៅមកវាក៏ចូលសាច់រឿងតែម្ដងគឺគម្រាមទីភេសជ្ជៈអត់មានអីថ្មីសោះហើយម៉ាឡុងក៏ចាញ់ញឹកភ្លាមដោយសន្យាថានឹងរត់ទៅទិញអុយឥឡូវនេះ
តែស៊ីជីនបានគាត់គេភ្លាមដល់និយាយថាពួកវាទៅវិញទេដែលត្រូវសំទោសនេះធ្វើឲ្យអាពីលនោះសើចចំអកហើយនិយាយថាពួកឯងនេះពិតជាទ្រាំនឹងការវាយដំបានល្អមែនការចងចាំក៏ផុសឡើងក្នុងខួរក្បាលស៊ីជីនភ្នែករបស់គេចាប់ផ្ដើមបញ្ចេញពន្លឺអូគេចាប់ម្នាក់នេះច្បាស់ណាស់ នឹកឃើញការពីពេលដែលវាសង្កត់ក្បាលគេចូលចានបង្គន់ដែលមានក្រុមដដែលនេះជាអ្នកចាប់រីឯម៉ាឡុងដ៏កំសត់បានត្រឹមតែអង្គុយមើលពីលើឥដ្ឋហើយអង្វរឲ្យពួកវាឈប់ តែពេលនោះបែរជាសើចញញឹមហើយអះអាងថាវាកំពុងតែជួយទេទៅវិញ វាប្រាប់ថាការធ្វើទីរណកម្មបន្តិចបន្តួចនេះអាចដាស់ធម្មពលឲ្យភ្ញាក់រលឹកបានជឿក៏ឈួតដែរ ស្រស់ពេលដែលបាក់ពួករបស់វាសាយក្អាកក្អាយដោយហ្វូងឆ្កែព្រៃមុនពេលពួកវាធុញទ្រាន់ហើយទុកឲ្យគេស្លាប់ស្ដុកស្ដឹងនៅលើឥដ្ឋបន្ទប់ទឹករូបភាពអតីតកាលបានរលាយបាត់ទុកឲ្យស៊ីជីនឈោក្តៅក្រហាយយ៉ាងខ្លាំងនៅក្នុងពេលបច្ចុប្បន្នការចងចាំនេះធ្វើឲ្យស៊ីជីនឆ្ងល់ថាហេតុអ្វីបានជាពួកគេតែងតែជាអ្នករងគ្រោះព្រោះការពិតទៅភាពសាហាវខកខើរបស់មនុស្សគឺអាក្រក់ដូចបិសាចអញ្ចឹងហើយពលឺភ្នែករបស់គេពេលនេះបញ្ជាក់ថាគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយតប់ជុំទី2 សម្លេងគំរាមទារភេសជ្ជៈរបស់វានៅតែបន្លឺឡើងខណៈពេលដែលម៉ាឡុងព្យាយាមបន្ទាបខ្លួនសុំញោមភ្លាមៗដូចមនុស្សគ្មានឆ្អឹងខ្នង តែស៊ីជីនបានខាត់គេឲ្យនិយាយថាពួកវាទេដែលត្រូវសំទោសដែលធ្វើឲ្យអាពីនោះឈោកគាំងនិយាយលែងចេញមិត្តភ័ក្តិរបស់គេក៏កំពុងភ័យស្លន់ស្លោហើយអង្វរឲ្យគេបិទមាត់ឃើញបែបនេះកងឆាងក៏បញ្ចេញធម្មពលកណ្ដាប់ដៃអ្នកចម្បាំងផ្កាថ្នាក់ E របស់វា ស៊ីជីនចាប់បានថាម្នាក់នេះខ្លាំងតែសម្ដីទេក៏ព្រោះតែកងប្រុសវាជាប្រធានក្រុមប្រឹក្សាសិស្សប៉ុណ្ណោះ ហ្វុងសាចាប់ផ្ដើមចំរំមើលត្រៀមចាំមើលទស្សនីយភាពវាយតបប្រចាំថ្ងៃដោយនាំគ្នានិយាយថាកំសោទាំងពីរប្រចាំសាលាចាត់ត្រូវគេវាយខ្ទេចអីកងឆាងដើរចូលទៅចិត្តត្រៀមនឹងប្រើកម្លាំងបាយរបស់វាចាប់ក៏ឲ្យស៊ីជីនហើយកុំហក់ឲ្យគេនិយាយម្ដងទៀតទោះឲ្យយើងគ្រាន់តែសម្លឹងមុខវាហើយប្រាប់ឲ្យវាដើរចេញឲ្យឆ្ងាយដែលនេះធ្វើឲ្យអាពីលនោះអស់ការអត់ធ្មត់តែម្ដងវាសង្គ្រោះវាយមួយដៃស្រែកថានឹងវាយដំគេម្ដងទៀតតែស៊ីជីនបែរជាចាប់កណ្ដាប់ដៃនោះជាប់ដោយញីស្រួលបំផុតបញ្ឈប់ការវាយប្រហារដោយមិនញញើតសូម្បីតែបន្តិច អ្នកមើលទាំងអស់ស្លងកាំងស្មារមិនដល់នឹងការទប់នេះសោះព្រោះគ្រប់គ្នាដឹងច្បាស់ថាគេមិនទាន់មានធម្មពលភ្ញាក់រលឹកនៅឡើយទេកងឆាងខឹងឈឺឆាវយ៉ាងខ្លាំងហើយជាគេថាជាអាមនុស្សខ្សោយដែលមិនទាន់ភ្ញាក់រលឹក តែស៊ីជីនគ្រាន់តែញញឹមចុងមាត់ហើយចាត់ទុកឲ្យម្នាក់នេះជាសត្វកណ្ដោសាកល្បងដ៏ល្អបំផុតសម្រាប់ថ្នាក់ថ្មីរបស់គេហើយភ្លាមៗនោះការបដូរអាជីពក៏បានបញ្ចប់ឃាតករអគិសនីបានបង្ហាញខ្លួនហើយខួរក្បាលមកលងកេងស្តុកគេស្រែកសួរថាតើគាត់ភ្ញាក់រលឹកតាំងពីពេលណាខណៈដែលតួឯងយើងឈរនៅស្ងៀមបញ្ចេញធម្មពលឆក់ភ្លេចភ្លេចអ៊ីងសង្ហាដូច្នេះកងឆាងក៏បើកប្រើអោក្រក់បិសាចដ៏ធំសាហាវនិងរឹងមាំរបស់វាដែលជាឈ្មោះដ៏ដែរនោះរួចស្រែកថាស៊ីជីនប្រហែលជាភ្លេចរសជាតិកណ្ដាប់ដៃពីឃាតរបស់វាហើយមើលទៅតែតួឯងយើងគ្រាន់តែគិតវឹបចូលទៅក្រោមដៃនោះដូចជាវាកំពុងធ្វើចលនាយឺតអញ្ចឹង ហើយវាយបកវិញជាមួយនឹងកណ្ដាប់ដៃផ្លេចបន្ទោចំធ្គាមពេញទំហឹងធ្វើអាពីនោះហោះផ្លងកាត់ទីធ្លាសាលាតែម្ដងហ្វុងសើទាំងអស់រួមទាំងម៉ាឡុងផងដែរសិតតែស្រឡាំងកាំងទាំងស្មារតីគ្រប់គ្នាហើយកងឆាងដែលកំពុងដេកលើដីក៏ចោទប្រកាន់ថាគេលួចវាយក្បត់ក្រោយវាស្រែកបញ្ជាឲ្យកូនចៅវាឈប់ឈរមើលហើយចូលទៅវាយលុកព្រមគ្នាតែពួកកូនចៅវាបានតែឈោគាំងនៅក្តីភ័យខ្លាចព្រោះពេលនេះស៊ីជីនកំពុងបញ្ចេញកំហឹងសម្លាប់យ៉ាងសាហាវថែមទាំងកាន់កំបិតទៀតផងទោះជាយ៉ាងណាកងឆាងនៅតែរឹងរូសវាស្រែកថានឹងសម្លាប់គេចោលតែត្រូវគេចាប់កណ្ដាប់ដៃជាប់ដោយងាយស្រួលម្ដងទៀត ស៊ីជីនកាច់ដៃវាទៅក្រោយធ្វើឲ្យពីលនោះស្រែកយ៉ាងឈឺចាប់ហើយប្រាប់វាត្រង់ថាវាខ្សោយខ្លាំងណាស់មុននឹងដាល់មួយកណ្ដាប់ដៃផ្លេចបន្ទោចំពោះវាយ៉ាងដំណំកណ្ដាប់ដៃផ្លេចបន្ទោនេះធ្វើឲ្យកងឆាងហោះវិលវល់ហើយទៅបោកផ្ទប់នឹងកៅអីអង្គុយលេងលាន់សូក្រាំងយ៉ាងខ្លាំងវាដេកសន្លប់ស្ទោកស្ទឹងនៅក្បែរជញ្ជាំងក្នុងសភាពបាក់បែកនិងប្រឡាក់ពេញដោយឈាមស្របពេលដែលកូនចៅវាបំបីជួររត់ដោយកណ្ដុរអ្នកទស្សនាទាំងអស់បានត្រឹមតែឈោគាំងដោយក្តីតក់ស្លុតចំណែកម៉ាឡុងវិញគឺគាំងខួរក្បាលតែម្ដងដោយសួរថាតើស៊ីជីនខ្លាចជាខ្លាំងបែបនេះតាំងពីពេលណាស៊ីជីនខ្លួនឯងក៏កំពុងសម្លឹងមើលដៃរបស់គេហើយនឹកឆ្ងល់ពីរឿងនេះដូចគ្នាដែរ ពេលសម្លឹងមើលផ្ទាំងស្ទែតរបស់គេទើបគេចាប់ដើមយល់សាច់រឿងដោយបញ្ជាក់ថាគេនៅតែអាចប្រើប្រាស់ក្លាសឃាតករអគិសនីរបស់គេបានតាមចិត្តចង់មានន័យថាទូត្រឹមកម្រិតមួយក៏គេខ្លាំងលើចំណាត់ថ្នាក់ E ទៅហើយគ្រាន់តែធម្មពលពិតនៅជាអាចកំបាំងតែបញ្ហាថ្មីដ៏ធំមួយទៀតបានលេចឡើងគេទើបតែវាយអានេះខ្ទេចចុះហេតុអីបានជាកម្រិតធម្មពលគេមិនកើនឡើងសោះពេលដើរទៅរកអាពីលនោះជាមួយផ្លេកបន្ទោក្នុងដៃគំនិតសាហាវមួយបានកាត់ឡើងធ្វើឲ្យម៉ាឡុងនិងអ្នកមើលភ័យស្លន់ស្លោស្រែកអង្វរគេឲ្យឈប់ស៊ីឆេនចាប់មុខអាពីលនោះជាប់ដើម្បីសាកទ្រឹស្ដីសាហាវមួយដោយចង់ដឹងថាការយកបទពិសោធន៍នៅទីនេះដូចក្នុងអនាគតកាលដ៏រលាយនោះឬអត់ គេត្រៀមវាយបិទឆាកព្រោះកម្រិតវាមិនឡើងដោយឯងទេតែស្រាប់តែមានសម្លេងបន្លឺឡើងរំលឹកថាទីនេះជាសាលាហើយមានច្បាប់គឺលីងយូអនុប្រធានសិស្សដែលកំពុងខឹងនាងប្រាប់អាពីនោះថាស៊ីឆេនមិនហ៊ានធ្វើបាបវាទៀតទេពេលគេលេងដៃច្បាស់ណាស់ថានាងនៅទីនេះដើម្បីការពារកូនចៅរបស់នាងស៊ីឆេនសើចចំអកឲ្យការចូលរួមរបស់ក្រុមប្រឹក្សាសិស្សព្រោះដឹងថាបើមិនវាយពួកនេះឲ្យរៀងចាទេវាមិនឈប់ឡើយពួកសិស្សដែលភ័យខ្លាចក៏យល់ស្របហើយស្បត់ឈប់រករឿងគេទៀតម៉ាឡុងក៏ចាប់ទាញមិត្តដ៏គួរឲ្យខ្លាចនេះរត់ចេញដោយទុកឲ្យអនុប្រធានលីងយូឈរមើលជាមួយស្នាមញញឹមដ៏មានល្បិច យប់នោះនៅអន្តេវិស័យកដ្ឋានវិញបរិយាកាសហាក់ដូចជាខុសពីធម្មតាបន្តិចពេលម៉ាឡុងខំប្រាប់អ្នករួមបន្ទប់ថាពេលនេះសៃឆេនជាទេវតាផ្លែបន្ទោអ្នកទាំងពីរនោះគិតថាគេកំពុងតែយកសពឈួនលីឡាទៅវិញម្នាក់ឈ្មោះស៊ុងស៊ីវក៏សួរទាំងខ្ជិលថាមនុស្សខ្លាំងនៅណាហើយម្នាក់ទៀតសាំងយីបានចាប់ក្លុកម៉ៃឡុងឲ្យស្រែកថារឿងនេះមិនសមហេតុផលសោះដោយគិតថាខួរក្បាលគេប្រកាសជាទង្គិចហើយស៊ុងស៊ីវរំលឹកគ្រប់គ្នាថាពួកគេត្រូវនៅបន្ទប់ជាមួយគ្នាព្រោះសុទ្ធតែជាពួកអន់បំផុតរួចក៏ប្រកាសដោយមោទនភាពថាគេជាអ្នកខ្លាំងជាងគេក្នុងចំណោមពួកអ្នកចាញ់មុនពេលបដិសេធគំនិតដែលថាស៊ីឆេនមិនមែនជាមនុស្សខ្សោយ ចំណែកបងប្អូនគេនិយាយស្ងាត់ថាការប្រឡងថ្ងៃស្អែកនឹងបញ្ជាក់គ្រប់យ៉ាងនៅឯជនវឹកហាត់បិសាចចំណាស់ណាអ៊ីវិញស្ថានភាពរៀងតានតឹងដែលយើងបានជួបប្រធានក្រុមប្រឹក្សាសិស្សហ្គងធីងផ្ទាល់តែម្ដង
គាត់ទៅតែបញ្ចប់ការវឹកហាត់ជាមួយក្រុមខ្លួនស្រាប់តែឃើញប្អូនប្រុសកងឆេងកំពុងរងចាំក្នុងសភាពដូចជាម៉ាំមីចឹង អាក្មេងពីស្ពូននោះទៀមទាសងសឹកភ្លាមដោយចាត់ទុករឿងនេះជាការប្រមាថដល់បងប្រុសវា កងធីងគ្រាន់តែស្ដាប់សាច់រឿងរបស់ប្អូនហើយសន្យាថានឹងដោះស្រាយឲ្យដែលស្ដាប់ទៅដូចជាការគំរាមច្រើនជាងជំនួយ ស្របពេលនោះនៅអាហារល្ងាចដ៏ថ្លៃថ្នូរសាច់អាំងត្រូវបានកាត់យ៉ាងផ្ចិតផ្ចង់ ពេលញ៉ាំជាមួយលីងយូនាងក៏សារភាពថាប្អូនគេទើបតែត្រូវគេចាត់ការ គង់ទិញពិបាកជឿណាស់ថាស៊ីឆេនពិតជាខ្លាំងបែបនេះមែន លីងយូក៏រៀបរាប់ពីលំដាប់ថ្នាក់សាលាគេបានអូសទាញសិស្សចំណាក់ថ្នាក់ D ទាំងអស់រួចទៅហើយ នាងបន្ថែមថាបើគ្មានធនធានគេទេសិស្សធម្មតាគ្មានសង្ឃឹមអភិវឌ្ឍខ្លួនឡើយ នាងសន្និដ្ឋានថាគ្មាននរណាតាមគេទាន់ទេស្របពេលស៊ីឆេនកំពុងវឹកហាត់យ៉ាងខ្លាំងក្រោមភ្លៀង កំឡោះយើងកំពុងរត់ចម្ងាយ20គីឡូម៉ែត្រទាំងស្ពីទម្ងន់100គីឡូក្រាមព្រោះកម្លាំងកាយគឺជាគន្លឹះក្នុងការបញ្ចេញសក្តានុពលពិតរបស់អ្នកប្រើប្រាស់ថាមពល តែការហ្វឹកហាត់សាហាវនេះមិនទាន់គ្រប់គ្រាន់សម្រាប់ផែនការគេទេដោយសារការចងចាំពីសាច់បិសាចរស់ម្ដងនឹងការសម្លាប់ពង្គៀលនោះ ក្នុងអនាគតកាលដ៏រលាយនោះប្អូនស្រីគេបានស្លាប់នៅចំពោះមុខហើយបិសាចនោះជាដើមហេតុបើកទ្វារនរកឲ្យពួកផ្សេងចេញមក ដូច្នេះបេសកកម្មចម្បងក្នុងជីវិតថ្មីនេះត្រូវបានកំណត់រួចរាល់ហើយគេនឹងកម្ចាត់ Roth មុនពេលទិវាអវសានកាលមកដល់ ដោយសពពេលតែ3ឆ្នាំគេត្រូវតែបោះជំហានឲ្យលឿនជាងថ្ងៃរលាផែនដីនេះ តែពេលនោះទូរស័ព្ទគេស្រាប់តែញ័រវាជាការហៅចូលពីស៊ីយូនដែលកំពុងទេមកវិញ ស៊ីឆេនទទួលទូរស័ព្ទទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថានរណាជាអ្នកទេមក គឺជាប្អូនស្រីស៊ីយុនសួរថាហេតុអ្វីបានជាគេទេទៅនាងច្រើនម្លេះនាងនិយាយលេងយ៉ាងសប្បាយពីប្រាក់រង្វាន់ដោះស្រាយថ្លៃផ្ទះ IC Chen គ្រាន់តែឈោកកណ្ដាលភ្លៀងទាំងរំជួលចិត្ត គេខំប្រឹងប្រាប់នាងថាគ្មានអីទេទាំងទឹកភ្នែកព្រោះវាយូរណាស់ហើយដែលមិនបានឮសំឡេងនាង នាងមិនដឹងរឿងទេហើយសន្យាជួបគេក្រោយប្រកួតចប់ពេលទូរស័ព្ទទម្លាក់ចុះគោលដៅគេកាន់តែច្បាស់ នេះជាឱកាសទី2គេកាន់តែប្រឹងប្រែងដោយត្រូវតែខ្លាំងនៅពេលនេះដើម្បីការពារគ្រប់ចាំង ត្រឡប់មកបន្ទប់ពួកមិត្តភ័ក្តិកម្រិតអន់ដេកលក់អស់ហើយគេក៏ជងនូតទឹកសង្កេតរាងកាយថ្មីទោះខ្សោយតែក្មេងជាងមុនឆ្ងាយ បន្ទាប់មកវាដល់ពេលដោះស្រាយបញ្ហាដ៏សំខាន់បំផុតនៅចំពោះមុខហើយ ការឡើងកម្រិតគឺត្រូវជួបជន់បិសាចដែលត្រូវបានគ្រប់គ្រងទាំងស្រុងដោយពួកហ្គៀល ប្រព័ន្ធនេះធ្វើឲ្យអ្នកមានកាន់តែខ្លាំងហើយអ្នកផ្សេងត្រគាំងម្យ៉ាងគេមិនទាន់ដឹងថាធម្មពលក្លិតនីជាអ្វីឡើយ និយាយមិនទាន់ផុតផុងផ្ទាំងប្រព័ន្ធក៏ស្រាប់តែលោតឡើងក្នុងខួរក្បាលគេតែម្ដង ពេលដែលប្រព័ន្ធក្លាធានីដំណើរការជាប់គាត់ក៏ត្រូវបានទាញចូលទៅក្នុងលំហ digital ដ៏ទទេស្អាតតែម្ដង កំឡោះរបស់យើងបានធ្លាក់ក្បាលចុកក្រោមចូលទៅក្នុងកន្លែងដ៏ចម្លែកនេះរួចក៏ទង់គិតយ៉ាងខ្លាំងទៅលើកំរាលពណ៌ក្រហមឆ្អៅពេលងើបឡើងគាត់ឃើញខ្លួនឯងកំពុងឈរនៅពីមុខប៉មដ៏ធំសម្បើមមួយដែលមើលទៅដូចជារឿងសុបិនអាក្រក់យ៉ាងចឹងស៊ីឆានពិតជាងឿងឆ្ងល់ខ្លាំងណាស់ដោយគិតថាមិនក៏គាត់ធ្លាក់ពីលើក្រែមកដល់ទីនេះបានទៅវិញ ត្រឡប់ទៅអន្តរវិស័យកដ្ឋានឯនោះវិញមិត្តរួមបន្ទប់ម្នាក់របស់គាត់បានបញ្យល់យ៉ាងតិចៗថាគាត់ចេញទៅរត់ហាត់5បាត់ទៅហើយតែស៊ីឆានបែរជាងើបពីគេនៅកន្លែងពណ៌ក្រហមដ៏ចម្លែកដោយក្តីងឿងឆ្ងល់យ៉ាងខ្លាំងទៅវិញ នៅពីមុខគាត់គឺជាប៉មដ៏គួរឲ្យខ្លាចដដែលដោយដែលគាត់បានឃើញពីមុនហើយភ្លាមៗនោះគាត់ក៏ត្រូវបានស្វាគមន៍ដោយហ្វូងឆ្កែក្រងឆ្អឹងកម្រិត E មួយហ្វូងធំតែម្ដង ដោយដឹងច្បាស់ថាខ្លួនកំពុងនៅក្នុង Demon Layer គាត់ក៏បដូរទៅ class ថ្មីភ្លាមៗដែលធ្វើឲ្យ Mokabo Lightning Assassin ត្រឡប់មកវិញជាផ្លូវការ ការខ្លារបស់គាត់លោតឡើងបញ្ជាក់ពីការកើនល្បឿនយ៉ាងខ្លាំងពី Lightning Spirit របស់គាត់នេះជារឿងល្អណាស់ព្រោះសត្វចម្លែកមួយហ្វូងនោះទាំងមូលកំពុងស្ទុះសម្ដៅមករកគាត់ហើយ កំឡោះរបស់យើងបានខ្លាយជាពន្លឺពណ៌លឿងដ៏លឿនស្លែវទម្លុះរាងកាយសត្វមួយក្បាលនោះថែមទាំងទទួលបានរបរដែលជ្រុះពីវាទៀតផងលយមែនតែន បន្ទាប់មកគាត់ក៏បន្តកំទេចសត្វដែលនៅសល់ទាំងអស់នោះយ៉ាងងាយស្រួលផុយតែម្ដងដោយគិតថាសត្វចម្លែកកម្រិត E ទាំងនេះគ្រាន់តែជារឿងក្មេងលេងសម្រាប់គាត់ប៉ុណ្ណោះនៅពេលនេះ រាល់ពេលសម្រាប់បានម្ដងបន្ទុបបទពិសោធន៍បានលោតពេញអេក្រង់របស់គាត់ដែលឈានទៅដល់ការឡើង level យ៉ាងគប់ចិត្តបំផុតទីបំផុតគាត់អាចប្រមូលបន្ទុ HP បានហើយតារាងបន្ទុរបស់គាត់បានបញ្ជាក់ពីការកើនឡើងដែលរាល់សមត្ថភាពទាំងអស់សុទ្ធតែទទួលបានការបូកបន្ថែមយ៉ាងល្អគាត់ទៅនឹកឃើញថាគាត់មាន Demon Layer ផ្ទាល់ខ្លួនសម្រាប់វាយម្នាក់ឯងហើយតើហើយប្រកាសណាស់នោះក៏ជាពេលដែលសត្វមេកម្រិត E នៃតំបន់នេះសម្រាប់ចិត្តបង្ហាញខ្លួនតែម្ដង ពេលវាបាញ់កាមេរ៉ាស្មីធម្មពលចេញមកស៊ីឆេនគ្រាន់តែញញឹមចង់មាត់ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីសាកល្បងធម្មពលថ្មីរបស់គាត់ សត្វមេមួយនេះត្រូវបានកាត់ជាកង់ៗដោយការវាយប្រហារដ៏រន្ទះយ៉ាងសាហាវដែលធ្វើឲ្យគាត់ទទួលបានបន្ទុ HP យ៉ាងច្រើននិងឡើង level មួយទៀតព្រមទាំងលោតអេក្រង់ជ័យជំនះនិងធ្លាក់របស់របរជាច្រើនទៀត ងាយមែនតើតារាងបន្ទុរបស់គាត់បានបញ្ជាក់ច្បាស់ថាគាត់បានឡើងដល់ level 3បាត់ទៅហើយប៉ុន្តែនៅលើសាកសពរបស់សត្វមេនោះមានសារដ៏ចម្លែកមួយបានលេចឡើងធ្វើឲ្យស៊ីឆេនងឿងឆ្ងល់យ៉ាងខ្លាំងនឹងសារនោះដែលវានៅតែលោតដដែលពីលើសាកសពថាអាចលេបត្របាក់បានគំនិតដ៏ឈួតលីលាមួយបានលេចឡើងពេលគាត់លូកដៃទៅទីបំផុតគាត់ក៏អាចភ្ជាប់ទំនាក់ទំនងវាទៅនឹងធម្មពលក្លាធនីរបស់គាត់បានខ្យល់គោធម្មពលបានផ្ទុះឡើងដោយស្រូបយកព្រលឹងរបស់សត្វមេនោះចូលទៅក្នុងខ្លួនគាត់តែម្ដងដែលវាក៏កាត់ទៅជាដុំបន្លឺនៅក្នុងដៃរបស់គាត់ប្រព័ន្ធនេះបានបញ្ជាក់ថាការស្រូបយកគឺបានបញ្ចប់សពគ្រប់ដោយបំផ្លែងសត្វចម្លែកនោះទៅជាកាតមួយសន្លឹក ហើយស៊ីឆេនទើបដឹងថាគាត់ពិតជាអាចលួចយកខ្លះរបស់សត្រូវគាត់បានមែន ខួរក្បាលគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការពិតមួយនេះពីព្រោះធម្មពលមួយនេះគាត់ច្បាស់ជាធ្លាប់បានឃើញវាពីមុនមករួចហើយ វាធ្លាប់ជារបស់ស្ដេចបិសាចម្នាក់កាលពីជាតិមុនរបស់គាត់ដែលបានប្រើសមត្ថភាពលេបត្របាក់ដូចគ្នាបេះបិទនេះដើម្បីស្រូបយកសត្រូវរបស់វាចូលក្នុងខ្លួន ហើយពេលនេះស៊ីឆេនបានលួចយកធម្មពលនោះមកធ្វើជារបស់ខ្លួនឯងបាត់ទៅហើយធម្មពលក្លាធនីនេះគឺជាក្បាច់ពិសេសរបស់ស្ដេចបិសាចពិតជាការលួចដ៏ធំបំផុតមែន ស្ដាប់ណាច្បាប់គឺសាមញ្ញទេមនុស្សម្នាក់អាចមានតែខ្លះមួយគឺចប់រឿងហើយប៉ុន្តែពេលនេះគាត់កំពុងកាន់កាតខ្លះដល់ទៅ2នៅក្នុងពេលតែមួយទៅវិញនេះជាការបើកឱកាសដ៏គួរឲ្យខ្លាចមួយសម្រាប់គាត់ហើយបើគាត់អាចលេបតបាក់សត្វចម្លែកណាមួយបានគាត់នឹងមានខ្លះច្រើនគ្មានដែនកំណត់តែម្ដង
ស៊ីឆេននៅតែព្យាយាមស្វែងយល់ពីធម៌ពលដែលលួចបាននេះនៅឡើយទេស្រាប់តែពេលនោះគាត់ឃើញខ្លួនឯងចូលនៅមុខប៉មបិសាចដែលហាក់ដូចជាចេញពីឋាននរកយ៉ាងចឹង ហើយសម្ពាធដ៏ធ្ងន់សង្កត់គាត់ឲ្យលុតជង្គង់ចុះដល់ដីតែម្ដងកម្រិតធម៌ពលដ៏ឈ្ងុយលីលាមួយនេះគឺជះចេញពីកម្ពុជាចិនដាឯណោះដែលមានបុរសសមោដ៏សាហាវម្នាក់ប្រកាសថាគេកំពុងតែរងចាំគាត់យូរមកហើយ បរិសម្នាក់នេះថែមទាំងស្គាល់ឈ្មោះរបស់គាត់ទៀតដែលនេះមិនមែនជាសញ្ញាល្អទាល់តែសោះ ពេលប្រព័ន្ធកំពុងជួយកញ្ជុលពីចំណាត់ថ្នាក់នោះក្តីភ័យខ្លាចក៏លេចឡើងព្រោះគាត់ត្រូវបានប៉ើមខ្ទាតទៅក្រោយដោយសារតែធម៌ពលអរ៉ារបស់មេនោះបាត់ទៅហើយកាលពីជាមុនគាត់ស្ទើរតែបាត់បង់ជីវិតទៅហើយដើម្បីអាចឡើងដល់កម្រិត S បានប៉ុន្តែពេលនេះគាត់ទើបតែនៅកម្រិត D ប៉ុណ្ណោះនេះគឺជាបញ្ហាដ៏ធំណាស់ពួកមេមួយនេះគឺជាសត្វចម្លែកកម្រិត S លំដាប់កំពូលតែម្ដង កំឡុងរបស់យើងពិតជាងឿងងខ្លាំងណាស់ថាហេតុអ្វីបានជាកន្លែងវឹកហាត់ផ្ទាល់ខ្លួនរបស់គាត់មានមេចុងក្រោយទៅវិញ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះតើវានេះស្គាល់ឈ្មោះពិតរបស់គាត់បានយ៉ាងម៉េចទៅ ពួកគេបានចាប់ផ្ដើមប្រយុទ្ធគ្នាហើយប៉ុន្តែមេនោះច្បាស់ជាកំពុងលាក់កម្លាំងដោយវាគ្រាន់តែទះវាគាត់លេងដូចជាសត្វរុយនៅជុំវិញសង្វៀនអញ្ចឹងរាល់ការវិភាគទាំងអស់គឺបានជៀសវាងចំណុចសំខាន់ៗរបស់គាត់វាគ្រាន់តែលេងសើចជាមួយគាត់ប៉ុណ្ណោះមេនេះថែមទាំងសួរឌឺដងថាគាត់នៅតែចង់តស៊ូទៀតឬយ៉ាងណាអាមួយនេះឌឺមែនពេលកំពុងជួបឈាមជាពីមាត់ស៊ីឆេនក៏បានដឹងថានេះមិនមែនជាការប្រយុទ្ធដ៏ស្លាប់នោះទេវាគឺជាការសម្ភាសការងារដែលមេនោះផ្ដល់ការងារជាសហអ្នកការពារដល់គាត់ទៅវិញចម្លើយរបស់ស៊ីឆេនគឺបដិសេធដាច់អហង្ការមិនព្រមចំណាយពេលអស់មួយជីវិតនៅក្នុងកន្លែងនរកមួយនេះទេដូច្នេះមេនោះក៏បដូរចិត្តលេងវាយបែបធ្នមៗទៀតហើយការបញ្ចុះបញ្ចូលយ៉ាងស្រទន់របស់វាធ្វើឲ្យខ្ទាតឈាមពេញនឹងព្រោះស៊ីឆិនគឺជាភ្ញៀវពិសេសរបស់វាបន្ទាប់មកវាក៏ហៅកូនចៅគ្រូឆ្អឹងមួយហ្វូងចេញពីកម្រាលឥដ្ឋដើម្បីគ្រាន់តែជួយបង្កើតបរិយាកាសឲ្យរឹតតែសាហាវតែប៉ុណ្ណោះវាបញ្ចេញធម៌ពលដើម្បីផ្ដល់ឱកាសចុងក្រោយឲ្យគាត់ពិចារណាការងារនេះម្ដងទៀតដែលមានន័យថាចូលរួមជាមួយវាឬក៏ត្រូវខ្លាយជាស្នាមឈាមក្រហមនៅលើកម្រាលឥដ្ឋនេះជាមួយនឹងរន្ទះបាញ់ភ្លេតស៊ីឆេនបានសម្រេចចិត្តជាមួយនឹងខ្សែភ្នែកដ៏កាចសាហាវបំផុតហើយជំរឿសមួយនោះគឺគាត់នឹងព្យាយាមសម្លាប់មេចុងក្រោយកម្រិត S នេះតែម្ដង ជាផែនការដ៏ល្អមែនមេនេះយល់ថាវាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ខណៈពេលដែលវាទម្លាក់ភ្នំទាំងមូលទៅលើគាត់ប៉ុន្តែកំឡោះរបស់យើងបានគេចផុតពីការវាយប្រហារនោះលឿនដូចជារន្ទះអញ្ចឹងដោយបានចូលទៅគៀកវាមុនពេលមេនោះអាចវាយបានត្រឹមត្រូវទៅទៀតតាមពិតទៅក៏បានវិភាគរាល់ចលនារបស់គូប្រកួតយ៉ាងលម្អិតរហូតមកដោយកំណត់ដឹងថាវាត្រូវការពេល 0.4 វិនាទីមុនពេលបញ្ចេញរាល់ការវាយប្រហារទាំងអស់តាមរយៈចន្លោះប្រហោងដ៏តូចមួយនោះគាត់អាចទស្សន៍ទាយនិងគេចពីកន្លងដាវបានយ៉ាងល្អថែមទាំងរកឃើញចំណុចខ្សោយ 0.2 វិនាទីក្រោយពេលវាយប្រហារម្ដងទៀតផងនេះជាឱកាសមាសជាពេលដែលមេធំគ្មានការការពារខ្លួនតទៅសោះដូច្នេះគាត់ក៏ប្រើដាវរន្ទះវាយប្រហារចំបេះដូងពេញទំហឹងតែម្ដងការវាយប្រហារមួយនេះបានធ្វើឲ្យបិសាចចំណាត់ថ្នាក់ S គាំងស្ទុកអស់ពី 2-3 វិនាទីយ៉ាងមានតម្លៃប៉ុន្តែមេធំនោះនៅតែលឿនខ្លាំងដែលបង្ខំឲ្យស៊ីជេនត្រូវបញ្ចេញធម៌ពលលបឿនភ្លេចបន្តកម្រិតព្រះរបស់គេផែនការថ្មីរបស់គាត់មិនមែនវាយបន្តទេគឺប្រើពេលដែលវាគាំងនោះដើម្បីគេចខ្លួនហើយគាត់ក៏បានមើលឃើញផ្លូវចេញតែមួយគត់ពីឋាននរកមួយនេះរួចបាត់ទៅហើយគាត់ស្ទុះយ៉ាងលឿនទៅរកច្រកចេញដ៏ភ្លឺភ្លេចនោះប៉ុន្តែប្រភពពន្លឺស្រាប់តែរលាយបាត់ទៅវិញទាំងស្រុងមេធំនោះប្រាប់ថាមុននេះត្រឹមជាការបំភាន់ភ្នែកប៉ុណ្ណោះហើយទីនេះក៏មិនមែនជាសម្បុកបិសាចអីនោះដែរតែវាក៏លួចសរសើរដែលស៊ីជេនចាប់ថ្នាក់ការវាយប្រហារវាបានលឿនបែបនេះថែមទាំងហៅគាត់ថាជាអ្នកនាំក្តីសង្ឃឹមដែលស្ដាប់ទៅរៀងលឺការពិតបន្តិចហើយស៊ីជេនបើកភ្នែកធំៗដោយសារគាត់ធ្លាប់ឃើញទម្រង់មួយនេះពីមុនរួចមកហើយវាធ្វើឲ្យគាត់នឹកឃើញការប្រយុទ្ធចុងក្រោយកាលពីជាតិមុនពេលតទល់ជាមួយស្ដេចបិសាចឡានយូនិងការបំផ្លាញខ្លួនគ្មានទីបញ្ចប់របស់វាក្នុងការប្រយុទ្ធលើកនោះស្ដេចបិសាចបានផ្លាស់ប្ដូរថ្នាក់កម្រិតខ្ពស់ដូចជាផ្លាស់ខោអាវចឹងបិសាចសាហាវព្រោះភ្លើងទៅជានាគតកកបន្តខ្លាយជាបិសាចប្រៃពលគឺវាវាយយកគ្មានទុកពេលឲ្យសម្រាកតែម្ដងវាមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងបញ្ចេញថ្នាក់ប្រភេទពន្លឺស័ក្តិសិទ្ធិដើម្បីបន្ថែមភាពអស្ចារ្យទៀតផងខណៈកំពុងដេកនៅដីស៊ីជើនឹកឃើញទម្រង់មួយយ៉ាងច្បាស់គឺបិសាចពីដែកពណ៌ស្វាយដ៏គួរឲ្យខ្លាចដែលមានរូបរាងដូចគ្នាបេះបិទនឹងមេធំកំពុងឈរនៅទីនេះអញ្ចឹងការពិតដ៏គួរឲ្យខ្លាចក៏បានលេចឡើងមេធំនេះត្រូវបានស្ដេចបិសាចលេបត្របាក់បាត់ទៅហើយចំណែកប៉មទាំងមូលនេះតាមពិតគ្រាន់តែជាលំហចិត្តសាស្ត្រនៅខាងក្នុងខ្លួនរបស់ស៊ីជេនប៉ុណ្ណោះរក្សាសាញញញឹមឲ្យនិយាយថាគាត់ពិតជាស័ក្តិសមនឹងទទួលបានអ្វីៗគ្រប់យ៉ាងនៅទីនេះដែលធ្វើឲ្យកំឡោះយើងគាំងស្មារតីនឹងការផ្ដល់ជូននេះតែម្ដងបន្ទាប់មកមេធំនោះក៏ហុយសោលំហកម្រិត SSS ទៅឲ្យគាត់ដែលវាជាសោប៉មថ្មីរបស់គាត់រក្សាសាបញ្យល់ថាប៉មនេះជាគុកឃុំឃាំងជនរងគ្រោះខ្លាំងបំផុតរបស់ឡានយូហើយបេសកកម្មគឺសាមញ្ញទេគឺត្រូវលេបត្របាក់អ្វីៗគ្រប់យ៉ាងនៅខាងក្នុងដើម្បីឲ្យកាន់តែខ្លាំងកំឡោះយើងកំពុងហូរឈាមនៅឡើយក៏សួរថាហេតុអីបានជាបិសាចចំណាត់ថ្នាក់ S មួយនេះស្រាប់តែមកជួយគាត់ទៅវិញក៏ពិតទៅរក្សាសាមានគំនុំយ៉ាងជ្រាលជ្រៅបំផុតព្រោះពួកស្ដេចបិសាចទាំងនោះបានសម្លាប់ផ្ដាច់ពូជសាសរបស់គេទាំងអស់ជាយូរណាស់មកហើយវាទន្ទឹងរង់ចាំការសងសឹកហើយស៊ីជេនគឺជាក្តីសង្ឃឹមតែមួយគត់ដែលធ្វើឲ្យស៊ីជេនងឿងឆ្ងល់បន្តិចហើយសួរត្រឡប់ទៅវិញថាអាបរោះអត្តកំបាំងម្នាក់នោះជានោះណាចម្លើយទាំងអស់ដែលវាបានប្រាប់គឺកំពុងរង់ចាំនៅខាងក្នុងប៉មនោះស្រាប់ដើម្បីឲ្យគាត់ចូលទៅស្វែងរកបន្ទាប់មករក្សាសាក៏ប្រគល់ធម្មពលរបស់ខ្លួនដោយសុខចិត្តរលាយកាយដើម្បីសម្រេចកិច្ចនេះដែលធ្វើឲ្យស៊ីជេនស្រឡាំងកាំងយ៉ាងខ្លាំងចំពោះការសុំប្រគល់ធម្មពលឲ្យនេះបញ្ជាចុងក្រោយគឺត្រូវប្រែក្លាយជាបិសាចពេញលេញហើយលេបត្របាក់អ្វីៗនៅខាងក្នុងទាំងអស់ប៉ុន្តែវាក៏បានប្រមានទុកមុនថាពួកបិសាចបន្ទាប់នឹងមិនងាយស្រួលនិយាយគ្នាដូចវានោះទេការងារថ្មីរបស់ស៊ីជេនគឺត្រូវអត់ធ្មត់យកឈ្នះនិងឈរលើកម្ពូលពិភពលោកព្រោះគោលដៅធំបំផុតចុងក្រោយគឺត្រូវលេបត្របាក់ពួកស្ដេចបិសាចទាំងអស់មិនឲ្យសល់សូម្បីតែមួយពេលរាងកាយវាចាប់ផ្ដើមរលាយវាក៏និយាយពាក្យបណ្ដាំចុងក្រោយយ៉ាងរំជួលចិត្តថាមានតែមនុស្សដែលមានការបដិញ្ញាចិត្តមុតមមទេទើបស័ក្តិសមនឹងទទួលធម៌ពលរបស់វាហើយភ្លាមនោះវាក៏បានរលាយបាត់ខ្លួនទៅពិតមែន
របស់ទុកធម្មពលបានលេចឡើងពីធម្មពលចំណាត់ថ្នាក់ S ផ្ទេរចូលទៅក្នុងខ្លួនគាត់ព្រមជាមួយការឡើងកម្រិតយ៉ាងពេញចិត្តពីប្រព័ន្ធផ្ទាល់តែម្ដង ងាយបែបនេះសោះគាត់ឡើងដល់កម្រិត10បាត់ទៅហើយជាមួយកាយវិការជ័យជំនះនឹងដាវថ្មីដោយទឹកមុខពោពេញដោយការបដិញ្ញាចិត្តស៊ីជេនក៏ព្រមទទួលយកបេសកកម្មថ្មីរបស់គាត់ ដោយមានធម្មពលរបស់រាក់សសាយខ្លាចជាកាត់នៅក្នុងដៃពេលនេះស៊ីជេនស្បត់ថានឹងធ្វើឲ្យពួកវាទាំងអស់សងកម្មឲ្យតទៅបាន ហើយប៉ោមបិសាចនោះក៏រលាបបាត់រូបរាងទាំងស្រុងដែលដាស់គាត់ឲ្យភ្ញាក់ព្រឺតដោយសម្លេងអ្នកណាម្នាក់កំពុងស្រែកក្រំពលឺថ្ងៃនៅពេលព្រឹកព្រលឹម គាត់ងើបអង្គុយហើយដឹងខ្លួនថាកំពុងនៅលើគ្រែជន់ដែលខ្លួនធ្លាប់ដេកយ៉ាងស៊ាំភ្នែក គណៈមិត្តរួមបន្ទុកកំពុងរត់ខ្វែងដៃខ្វែងជើងនឹងរំលឹកគាត់ពីឯកសណ្ឋានសាលាទើបគាត់ដឹងថាខ្លួនត្រឡប់មកអន្តេវាសិកដ្ឋានវិញហើយ របួសធ្ងន់ធ្ងរទាំងអស់របស់គាត់បានជាសះស្បើយបាត់អស់រលីងដែលធ្វើឲ្យគាត់សង្ស័យថារឿងមួយនេះគ្រាន់តែជាសបិនអាក្រក់ប៉ុណ្ណោះ ប៉ុន្តែផ្ទាំងប្រព័ន្ធរបស់គាត់បានបញ្ជាក់ថារង្វាន់នឹងការឡើងកម្រិតគឺជារឿងពិតប្រាកដមែនគាត់លោតដល់កម្រិត10ក្នុងមួយយប់ដែលនេះជាការកើនធម្មពលដ៏ស្ងាត់កំបាំងពិតៗ ពេលនោះមិត្តរួមបន្ទប់ដែលមុខគួរឲ្យចង់បានរបស់គាត់បានហៅគាត់ព្រមទាំងចាប់ផ្ដើមសើចចំអកគាត់ពីរឿងនិយាយអួតថានឹងខ្លាយជាអ្នកខ្លាំងកាលពីយប់មិញ កំឡោះពាក់វ៉ែនតាម្នាក់ទៀតគ្រាន់តែឈោបែកញើសនៅពីក្រោយដោយមិនចង់ពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃនេះទេ ពេលអាជើងការនោះចត់ស៊ីជេនថាចង់ដណ្ដើមតំណែងបងធំក្នុងបន្ទប់ការសម្លឹងមើលមុខយ៉ាងស្ងប់ស្ងាត់របស់ស៊ីជេនគឺជាចម្លើយដ៏ស័ក្តិសមបំផុតសម្រាប់ការធ្វើតេស្តចំណាត់ថ្នាក់ខាងមុខនេះ ពេលក្រោយមកអាជើងកាងនោះកំពុងឈរអួតនៅខាងក្រៅបណ្ដាលស៊ីដំប៉ៅបណ្ដាលដែលប្រាប់កូនចៅវាថាវាស្ថិតនៅថ្នាក់ E កម្រិតកណ្ដាលដែលមើលទៅហាក់ដូចជាអស្ចារ្យខ្លាំងណាស់អញ្ចឹង វាអះអាងថាគម្លាតរវាងចំណាត់ថ្នាក់គឺធំធេងណាស់ដែលវាអាចវាយមនុស្សថ្នាក់ទាប10នាក់ក្នុងពេលតែមួយបានយ៉ាងងាយ ជឿហើយសម្លាញ់អើយក្រុមនេះទាំងមូលនាំគ្នាចេញទៅធ្វើតេស្តដោយអាជើងការនោះនៅតែបន្តអួតសរសើរខ្លួនឯងមិនឈប់ ហើយគណៈមិត្តរបស់គាត់ស្នើឲ្យយកត្រឹមចំណាត់ថ្នាក់ D ទៅបានហើយតែស៊ីជេនកំពុងតែគិតគម្រោងធំជាងនេះឆ្ងាយណាស់ ពេលដែលអាជើងកាងដើរបង្អួតរឿងយ៉ាងលយដើម្បីតាក់ទាញអ្នកណាម្នាក់ហើយងាកមកនិយាយទាំងជឿជាក់ដែលធ្វើឲ្យមិត្តភក្តិក្មេងរៀនរបស់គាត់មានអារម្មណ៍ថារអៀសខ្លួនជំនួសតែម្ដង សាសាឡាតែមួយបានចេញមកសម្រាប់កម្មវិធីធ្វើតេស្តចំណាត់ថ្នាក់ជាផ្លូវការចំណែកនៅខាងក្នុងពួកក្មេងទំនើងប្រចាំតំបន់កំពុងតែបញ្ចេញរើពីធ្វើបងធំទៅហើយវាជាក្រុមដែលអ្នកគ្រប់គ្នាដឹងថាត្រូវជៀសវាងឲ្យឆ្ងាយគឺកូនចៅរបស់កុងឈីងពួកគេស្រាប់តែសម្លឹងមុខក្រុមរបស់ស៊ីជេនចំហើយបរិយាកាសទាំងមូលក៏ប្រែប្រួលភ្លាមតែម្ដង ចំណែកស៊ីជេនវិញមើលទឹកមុខទៅដូចជាចង់គិតទៅកន្លែងផ្សេងឲ្យឆ្ងាយតែម្ដងពួកអាការទាំងនេះបាញ់យុទ្ធជៈភ្លាមពេលស្គាល់គាត់ហើយក៏បញ្ញាប់រត់ទៅហៅគាត់ថាបងធំស៊ីជេនដោយក្តីគោរពបំផុត អាកាំងដែលកាំងថ្មឹងឆ្ងល់ថាខ្លួនមើលស្រាសិស្សថ្មីនេះយ៉ាងណាទីកំឡោះយើងដើរហួសពួកវាដែលមិនសំបីតែងាកមើលស្រាប់តែមានសម្លេងមួយហៅគាត់ធ្វើឲ្យភ្នែកស៊ីជេនភ្លឺពណ៌ក្រហមដែលក្តីធុញថប់ អាមុខគួរឲ្យធន់នេះឈ្មោះជាងជាសមាជិកក្រុមប្រឹក្សាសិស្សហើយវាមកទីនេះព្រោះស៊ីជេនបានមានរឿងជាមួយប្អូនប្រុសប្រធាន អ្នកមើលជុំវិញស្គាល់វាភ្លាមថាជាជើងខ្លាំងប្រចាំសាលានេះតែម្ដង ម៉ាឡុងភ័យស្លន់ស្លោព្រោះអាមួយនេះជាជើងខ្លាំងកម្រិត D ឯណោះ ជាងចូលមកគីអួតថាវាអាចហិតក្លិនភាពខ្លាំងដឹងតែក្លិនដែលភាយចេញពីស៊ីជេនគឺជាក្លិនរបស់អាចចាញ់មួយជីវិត វានៅតែបន្តហិតក្លិនមិនឈប់ហាក់ដូចជាជឿជាក់លើការហិតក្លិនដ៏ចម្លែកនេះដើម្បីបញ្ជាក់ថាវាចាត់ទុកស៊ីជេនត្រឹមជាសម្រាមប៉ុណ្ណោះ ចម្លើយដ៏ស្ងប់ស្ងាត់របស់ស៊ីជេនពិតជាអេមណាស់ឯងជាសត្វឆ្កែឬយ៉ាងម៉េចគ្រាន់តែប៉ុណ្្នឹងអាកប្បកិរិយាក្រអឺតក្រទមនោះក៏ប្រែជាកំហឹងឆេះឈួលតែម្ដង ភ្លាមនោះមានសម្លេងមួយទៀតបន្លឺឡើងប្រាប់ឲ្យចាំងជៀនថយចេញឲ្យឆ្ងាយនេះគឺជាប្រធានក្រុមប្រឹក្សាសិស្សដែលដឹងថាប្អូនខ្លួនជាអ្នកខុសហើយក៏និយាយយ៉ាងស្ងប់ស្ងាត់ថាអ្នកធ្វើខុសត្រូវតែទទួលទៅធ្វើឲ្យចាំងជៀនបិទមាត់ឈឹង ប្រធាននោះសម្លឹងមើលស៊ីជេនមួយផ្លែតឯកំឡោះយើងសម្លឹងតបវិញជាមួយភ្នែកក្រហមភ្លឺដែលមិនខ្វល់អ្វីទាំងអស់ សម្លេងប្រកាសមួយបានបំបីភាពតានតឹងពីទីធ្វើតេស្តកម្រិតចាប់ផ្ដើមឥឡូវនេះពេលដែលចេញប្រធាននោះចាត់ទុកស៊ីជេនថាគ្មានការគម្រាមកំហែងទេដែលនេះមើលទៅដូចជាកំហុសដ៏ធំហើយពីបង្អួចខ្ពស់ខាងលើក៏មាននរណាម្នាក់កំពុងសម្លឹងមើលសិស្សប្រមូលផ្ដុំគ្នាដែរបុរសម្នាក់សួរដៃគូគេថាតើនាងកំពុងមើលព្រោះឃើញមនុស្សគួរឲ្យចាប់អារម្មណ៍មែនទេស្ត្រីនោះញញឹមចង្វាត់ដែលគិតថាការធ្វើតេស្តនេះអាចនឹងសមនឹងពេលវេលានាងនៅលើទីលានខាងក្រោមសិស្សដំបងឈ្មោះសៀងជូត្រូវបានហៅឡើងឆាកដោយគេមានភ្លើងឆេះឈួរចង់បង្ហាញភាពខ្លាំងរបស់ខ្លួនដល់គ្រប់គ្នាសំណាងល្អណាស់សម្លាញ់គេដើរកាត់ច្រកទ្វារពណ៌ខៀវសម្រាប់ការវិតម្លៃផ្ទាល់ខ្លួនហើយក៏លេចមុខក្នុងបន្ទប់ងងឹតមួយពោពេញដោយខ្សែភ្លើងកន្លែងនេះគឺជាតំបន់ហ្វឹកហាត់ដែលមានបេះដូងបិសាចសម្រាប់ស្រូបយកធម្មពលហើយការសាកល្បងនេះងាយទេគឺវាយប្រហារបេះដូងនោះឲ្យអស់ពីសមត្ថភាពការវិប្រាពេញទាំងហឹងរបស់គេបុកចំកណ្ដាលបេះដូងនោះវាបានស្រូបយកធម្មពលហើយភ្នែកកណ្ដាលរបស់វាភ្លឺឡើងពីដំណើរការទិន្នន័យធម្មពលទាំងនោះត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីនខាងក្រៅដើម្បីអានលទ្ធផលចុងក្រោយលទ្ធផលសរុបរបស់គេគឺកម្រិត E ថ្នាក់កណ្ដាលដែលជាបន្ទុកមធ្យមធម្មតាបំផុតសម្រាប់ថ្ងៃនេះគណៈកម្មការបញ្ជាក់លទ្ធផលរបស់ក្មេងទី1ថាជាកម្រិត A ដ៏ធម្មតាគណៈមិត្តភ័ក្តិវ៉ែនតារបស់ស៊ីជេនរំភើបញាប់ញ័រហៅនេះថាជាព្រឹត្តិការណ៍ធំព្រោះម៉ាស៊ីននេះក៏វាស់ពីសក្តានុពលផងដែរកម្រិតអនាគតខ្ពស់បំផុតរបស់ពួកគេហើយសក្តានុពលរបស់អាកំសត់នេះគឺត្រឹមកម្រិត C ប៉ុណ្ណោះ សៀងជូពិតជាខកចិត្តខ្លាំងពេលដឹងថាខ្លួនមិនរីកចម្រើនសោះក្នុងរយៈពេល2ឆ្នាំ មិត្តភ័ក្តិព្យាយាមលួងលោមដោយប្រាប់ថាពួកគេរឹតតែខ្សោយជាងគេទៅទៀតដែលនេះគឺជាមិត្តភាពពិតប្រាកដមែនកម្រិត E ជាច្រើនបន្តទៀតបានលេចឡើងធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមរហូតទាល់តែកម្រិត D ដែលមានសក្តានុពល B លោតលើអេក្រង់ធ្វើឲ្យហ្វូមមនុស្សស្រែកហូរក៏ក្រៅបង្ហាញឲ្យឃើញក្មេងស្រីក្នុងបន្ទប់កំពុងធ្វើកាយវិការជ័យជំនះដែលជាកម្រិត D ដំបូងគេប្រចាំឆ្នាំមួយសន្ទុះក្រោយមកកម្រិត D ម្នាក់ទៀតដើរចេញមកជាមួយសក្តានុពលខ្ពស់និងការដើរយ៉ាងក្រអឺតក៏ទាំម៉ាឡុងខ្ទប់មុខអស់សង្ឃឹមពេលរាប់ឃើញកម្រិត D 8នាក់ឯគណៈកម្មការរំភើបដោយសង្កេតឃើញថាឆ្នាំនេះសម្បូរជើងខ្លាំងណាស់អ្នកបកការហៅសិស្សបន្ទាប់ហៅស្បែកជើងដ៏ទំនើបមួយគូឈានទៅមុខដែលមិនមែនជានរណាក្រៅពីគង់ទិញប្អូនប្រុសប្រធានឡើយហ្វូងមនុស្សស្រែកហូរកក្រោកសម្រាប់ក្មេងពិសេសនេះដែលមើលទៅមានតំណែងធំរាប់មិនអស់
តែស៊ីចេនគ្រាន់តែឈរមើលពីក្រោយដោយមិនភ្ញាក់ផ្អើលនឹងភាពអស្ចារ្យនេះសោះគ្រប់គ្នានិយាយថាគៀដល់កម្រិត D តាំងពី2ឆ្នាំមុនដូច្នេះពួកគេរំពឹងចង់ឃើញកំណត់ត្រាថ្មីខាងក្នុងបន្ទប់នោះគេប្រឈមមុខនឹងបេះដូងបិសាចដ៏គួរឲ្យខ្លាចផ្នែកដ៏ធំរបស់វាបើកឡើងយឺតដើម្បីវាស់ធម្មពលរបស់គេ ពេលគង់ទីងរៀបចំបញ្ចេញកម្លាំងវាយប្រហារលើម៉ាស៊ីនគេសម្រេចចិត្តលាក់កម្លាំងបន្តិចដើម្បីទុកសម្ញែងព្រោះទោះជាយ៉ាងណាគេជឿជាក់ថាគេនឹងក្លាយជាលេខ1ក្នុងប្រវត្តិសាស្ត្រសាលាដាក់ខ្លួនដល់ហើយធម្មពលរបស់គេហូរចូលម៉ាស៊ីនធ្វើឲ្យទិន្នន័យកម្រិតនិងសក្តានុពលចាប់ផ្ដើមលោតឡើងគណៈកម្មការម្នាក់សម្លឹងមើល2ដងដោយភ្ញាក់ផ្អើលនឹងពណ៌នៃការអានសក្តានុពលនោះលទ្ធផលចុងក្រោយបានបង្ហាញកម្រិត D ថ្នាក់ខ្ពស់ជាមួយសក្តានុពល S ដ៏ភ្លឺចេញចាញ់ចិញ្ចាចការបង្ហាញនេះធ្វើឲ្យហ្វូមមនុស្សទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយសក្តានុពល S នេះពួកអ្នកគាំទ្រនាំគ្នាស្រែកហូយ៉ាងកក្រើកដើម្បីសរសើរប្អូនប្រុសរបស់ប្រធានរូបនេះខណៈអ្នកផ្សេងកំពុងទស្សនាប្រវត្តិសាស្ត្រនេះស៊ីជែនវិញមើលទៅដូចជាកំពុងរងចាំជិះឡានក្រុងអញ្ចឹងពួកគណៈកម្មការបញ្ជាក់ថាលទ្ធផលនេះពិតប្រាកដមែនហើយក៏សម្រេចចាត់ទូរស័ព្ទរីកាទៅថ្នាក់លើភ្លាមព្រោះសក្តានុពលកម្រិត S គឺជាកំណត់ជាតិជាពិសេសមកពីតកូលអធិរិបែបនេះទៀតកងទិញញញឹមទទួលយកដោយកៅអ៊ឺកតមចំពោះជ័យជំនះជាផ្លូវការនេះចំណែកអ្នកសង្កេតការពីអ្នកពីបង្អួចជាន់ខ្ពស់ក៏កំពុងនិយាយពីជើងខ្លាំងឆ្នាំនេះដែរនាយកយានឡុងគិតថាដៃគូរបស់គាត់ដឹងរឿងគង់ទីងតាំងពីដំបូងតែនាងបដិសេធយ៉ាងត្រជាក់ថានាងមកទីនេះមិនមែនដើម្បីតែគេនោះទេនាងលួចញញឹមឲ្យសារភាពថានាងចាប់អារម្មណ៍អ្នកផ្សេងជាងខ្សែភ្នែកនោះកំពុងសម្លឹងចំទៅលើស៊ីឆេនក្នុងហ្វូមនុស្សខាងក្រោមស្របពេលនោះអ្នកប្រកាសក៏ហៅឈ្មោះបន្ទាប់គឺស៊ីឆាន់មិត្តរួមបន្ទប់មាត់ឆៅម្នាក់បានដើរមកគម្រាមកុំឲ្យគេធ្វើឲ្យបាក់មុខដល់ពួកគេវាចាប់ផ្ដើមសើចំអកថាពួកគេនឹងក្លាយជាធ្លុកបើទេបានកម្រិត E ទៀតមួយទៀតព្រោះមិត្តរួមបន្ទប់ផ្សេងទៀតសុទ្ធតែជាពួកខ្សោយបំផុតទៅហើយតែមិត្តរួមបន្ទប់ក្មេងរៀនស្រែកគាំទ្រថាស៊ីឆេននឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលមិនខាននៅលើអេក្រង់ធំឈ្មោះទូឯកយើងលោតឡើងពេលគេដាវចូលក្នុងទ្វារវិមាត្រសូម្បីប្រធានក្រុមប្រឹក្សាសិស្សក៏ងាកមកមើលដោយការចាប់អារម្មណ៍ដែរនៅក្នុងបន្ទប់ងងឹននោះស៊ីឆេនបានសម្លឹងទៅកាន់បេះដូងបិសាចដែលជាប់ខ្សែញញ៉ៃភ្នែកដ៏គួរឲ្យខ្លាចរបស់វាបើកធ្លុងដើម្បីវាស់ថាមពលគេព្រោះក្នុងលោកនេះគៀលកំពូលគឺជាអនាគតដ៏ល្អបំផុតហើយការប្រឡងនេះគឺជាផ្លូវតែមួយគត់ដើម្បីត្រូវបានគេជ្រើសរើសសិស្សបង្កើតក្រុមមាន10នាក់ដោយជ្រើសរើសសមាជិកខ្លួនឯងសម្រាប់ការប្រយុទ្ធនេះហើយក្រុមដែលឈ្នះនឹងបានចូលទៅគៀលអធិរាជដោយផ្ទាល់ដូច្នេះការប្រឡងនេះពិតជាការជ្រើសរើសដ៏សំខាន់បំផុតហើយក្រុមរបស់ប្រធានបានប្រមូលយកសិស្សកម្រិត D ទាំង9នាក់អស់ទៅហើយបពុរបស់គេជឿជាក់ថាគេនឹងក្លាយជាកីឡាករឆ្នាំបំផុតមានន័យថាពួកខ្សោយនឹងត្រូវបានបោះបង់វាជារឿងធម្មតានៅវិទ្យាល័យត្រឡប់មកបច្ចុប្បន្នមិត្តរបស់ស៊ីឆេនបែកញើសជោគឆ្ងល់ថាមិនក៏យូរម្លេះខណៈដែលក្តារបន្ទុកនៅទទេស្អាតមិនបង្ហាញអ្វីសោះឡើយអាក្មេងពីលូសាយគេថាម៉ាស៊ីនមិនអាចវាស់ថាមពលដ៏អន់របស់គេបានកូនចៅប្រធាននោះក៏ចង់ដើរចេញហើយហៅអ្នកសល់ថាសម្រាមដែរដោយដកដង្ហើមធំយ៉ាងធុញទ្រាន់ប្រធានយល់ព្រមចាក់ចេញដោយមិនខ្វល់ពីស៊ីឆេនតតែសោះប៉ុន្តែពេលពួកគេងាកចេញក្តារបង្ហាញកម្រិតក៏ចាប់ផ្ដើមភ្លឺឡើងហើយកម្រិត D ខ្ពស់មួយបានលោតលើអេក្រង់ធ្វើឲ្យគ្រប់គ្នាគាំងនិយាយលេងចេញទីលានធម៌ឈោគាំងភ្ញាក់ផ្អើលហាមាត់ធ្លុងខណៈមិត្តរួមបន្ទប់ក្មេងរៀនរបស់គេលោតកញ្ឆេងស្រែកថាខ្ញុំដឹងតាំងពីដើមលេសំបីប្រធានក្រុមប្រឹក្សាសិស្សក៏គាំងឯកូនចៅវាវិញលេងដឹងអីអស់តែប្រព័ន្ធលោតសញ្ញាមិនប្រក្រតីដោយបង្ហាញថាបេះដូងបិសាចមិនទេហើយត្រូវធ្វើតេស្តម្ដងទៀតនៅខាងក្នុងស៊ីឆេនគិតថានោះត្រឹមជាទម្រង់ធម្មតាគ្មានថ្នាក់គ្មានជំនាញអីសោះតែសម្រាប់ចាត់យកមែនទែនដោយផ្លាស់ប្ដូរកម្រិតថ្នាក់លើកដំបូងខ្លាយជាស្ដេចយមរាជនរោត្តដើម្បីសាកទម្រង់ខ្សោយបំផុតរបស់គេនៅខាងក្រៅក្តារបន្ទុកយ៉ាងម្ដងទៀតកម្រិត D ចាប់ផ្ដើមប្រែប្រួលហើយលោតទៅកម្រិត C កណ្ដាលដែលធ្វើឲ្យមិត្តគេស្រែកម្ដងទៀតក្នុងភាពភ្ញាក់ផ្អើលបំផុតក្រុមប្រធានគិតថាម៉ាស៊ីននេះគឺឡើងដំណើរការហើយខណៈដែលអ្នកត្រួតពិនិត្យទទួលបានសញ្ញាព្រមានពីប្រព័ន្ធរអាក់រអួលនេះដូចគ្នាចំណែកបេះដូងបិសាចវិញកំពុងបែកញើសជោគដោយសេចក្តីភ័យខ្លាចបំផុតដូច្នេះស៊ីឆេនគិតថាបើនេះជាទម្រង់ខ្សោយបំផុតដល់ពេលសាកល្បងថ្នាក់ថ្មីមួយទៀតហើយគេបដូរម្ដងទៀតទៅជាទម្រង់ដាវរក្សាសាឯផ្នែកកំសត់របស់ម៉ាស៊ីននោះក៏បើកខ្លួនដោយក្តីភ័យខ្លាចតក់ស្លុតបំផុតរំពេចនោះថាមពលគួចពណ៌ស្វាយដ៏ធំបានផ្ទុះឡើងលើអាកាសខ្យល់ព្យុះងងឹតគ្រប់ដំប៉ោះពេញទីលានធ្វើឲ្យប្រធាននិងបពុះសម្លឹងឡើងលើទាំងឆ្ងល់ថាមានរឿងចង្រៃអីកំពុងកើតឡើងទីបំផុតពួកម៉ាក់យល់ហើយបន្ទាប់ពួកគេទើបតែបង្កើតបានបិសាចកម្រិតព្រះមួយខាងក្រៅក្តារបន្ទុកនៅលន់ញ៉ែរញ៉ៃដើម្បីដំណើរការទិន្នន័យធម្មពលរបស់គេរួចកម្រិតសក្តានុពលរបស់គេក៏ឈប់ត្រឹមអក្សរ S ពណ៌មាសធំមួយវាធ្វើឲ្យអ្នកត្រួតពិនិត្យស្រែកឡើងដោយភ្ញាក់ផ្អើលបំផុតជាមួយអ្នកជាប់កម្រិត S ទី2នេះសូម្បីតែប្រធានក្រុមប្រឹក្សាសិស្សក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលនេះដែរតែម៉ាស៊ីននៅបន្តលោតសញ្ញាព្រមានធំមួយដែលคล้ายជាបញ្ហាប្រព័ន្ធទាំងមូលភ្លាមព្រោះសក្តានុពលគេមិនមែនត្រឹមកម្រិត S ទេតែវាខ្លាំងរហូតផ្ទុះឧបករណ៍វាស់តែម្ដងក្មេងពីមិត្តរួមបន្ទប់កំពុងតែភ័យឡើងលេងដឹងអីព្រោះរឿងនេះរួចម៉ាស៊ីនតេស្តទាំងមូលក៏ផ្ទុះខ្ទេចតែម្ដងពួកគ្រូកំពុងភ័យស្លុតយ៉ាងខ្លាំងហើយស្រែកថាបេះដូងបិសាចកំពុងផ្ទុកលើកម្រិតហើយពួកគេក៏ប្រញាប់រត់ចូលទៅក្នុងបន្ទប់ផ្សែងហុយដើម្បីមើលសិស្សនោះតែបែរជាឃើញទស្សនវិជ្ជាដែលធ្វើឲ្យនិយាយឡើងចេញបេះដូងបិសាចនេះដែលជាស្នូលនៃប្រព័ន្ធទាំងមូលបានក្លាយជាសម្បកងាប់ស្ងួតមួយទៅហើយពួកគេឆ្ងល់ថាវាឆេះដោយសារផ្ទុកលើកម្រិតមែនទេខណៈស៊ីឆេនដើរកាត់ទីនោះយ៉ាងប្រងើយគេលួចគិតថាខ្លួនជ្រុលដៃសម្រាប់វាបាត់ទៅហើយតែគេក៏បានរង្វាន់តូចមួយដែរការពិតជំនាញលោភលន់នេះបានអនុញ្ញាតឲ្យគេលាបស្នូលម៉ាស៊ីនដែលផ្ដល់ជំនាញសង្កេតថ្មីមួយដល់គេពេលគេដើរចេញពីបន្ទប់តេស្តដ៏ខ្ទេចខ្ទាំនោះថាមពលបេះដូងបិសាចថ្មីក៏ដំណើរការធ្វើឲ្យភ្នែកគេបញ្ចេញពន្លឺពណ៌ខៀវពេលនេះគេអាចឃើញកម្រិតពិតរបស់អ្នកផ្សេងកណ្ដាលលើក្បាលពួកគេដែលងាយស្រួលមែនទែនជាមួយសមត្ថភាពស្កេនថ្មីនេះល្បែងទាំងមូលបានផ្លាស់ប្ដូរទាំងស្រុងភ្នែកថ្មីរបស់ស៊ីឆេនបង្ហាញថាកម្រិតពិតរបស់គង់ទីងគឺត្រឹមកម្រិត C កណ្ដាលដ៏អន់ប៉ុណ្ណោះ
ពួកអ្នកត្រួតពិនិត្យបានប្រកាសលុបចោលការប្រឡងដោយសារតែម៉ាស៊ីនស្រាប់តែខូចភ្លាមៗដែលស្ដាប់ទៅពិតជាគួរឲ្យជឿខ្លាំងណាស់ ពួកគេនឹងរាយការណ៍ថាទិន្នន័យរបស់ Sichen គ្រាន់តែជាកំហុសហើយប្រាប់អ្នកគ្រប់គ្នាឲ្យត្រឡប់មកវិញនៅថ្ងៃស្អែកដើម្បីប្រើម៉ាស៊ីនថ្មី មករួមបន្ទប់របស់គេចាត់ទុកគេដូចជាព្រះទៅហើយខណៈពេលដែល Sichen គ្រាន់តែចង់ទៅផ្ទះប៉ុណ្ណោះ ប៉ុន្តែជាពិតណាស់ក្រុមរបស់ប្រធានសិស្សមិនជឿតតែសោះហើយអះអាងថាវាគ្រាន់តែជាបញ្ហាម៉ាស៊ីនប៉ុណ្ណោះ កូនចៅម្នាក់ខឹងយ៉ាងខ្លាំងហើយបន្ទោសស៊ីឆែនថាបានធ្វើឲ្យម៉ាស៊ីនខូចនិងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់ពួកគេថាមពលបន្តិចបន្តួចចាប់ផ្ដើមឆេះផ្លែកៗនៅក្នុងដៃរបស់ស៊ីឆែន គេពិតជាចាប់ផ្ដើមធុនថប់ហើយភ្នែករបស់គេភ្លឺឡើងខណៈពេលដែលកំពុងគិតយ៉ាងម៉ត់ចត់ថានឹងវាគំតិចអាមនុស្សម៉ត់ឆៅនេះនៅទីនេះតែម្ដង ស្រាប់តែកងទីងដើរចូលមកប្រាប់កូនចៅឲ្យថយក្រោយហើយគោរពមិត្តរួមក្រុមថ្មីរបស់ពួកគេកូនចៅម្នាក់នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮពាក្យថាមិត្តរួមក្រុម ជាមួយនឹងកាយវិការដ៏សង្ហាកងទិញអញ្ជើញស៊ីឆាំងជាផ្លូវការឲ្យចូលរួមក្រុមរបស់គេសម្រាប់ការវាយតម្លៃ ស៊ីឆេនគ្រាន់តែសម្លឹងមើលទៅវិញដោយមិនខ្វល់ខ្វាយទាល់តែសោះពីកិត្តិយសនៃការផ្ដល់ជូននេះមិត្តភ័ក្តិរបស់គេកំពុងតែភ័យស្លន់ស្លោអស់ហើយប្រធានសាស្ត្រផ្ទាល់បានអញ្ជើញគេជួបក្រុមកូនចៅម្នាក់នេះចាប់ដើមបែកញើសដោយដឹងថាបើស៊ីឆេនចូលរួមនរណាម្នាក់នឹងត្រូវដេញចេញពីក្រុមដែលធានាថានឹងឈ្នះមួយនេះគេខឹងយ៉ាងខ្លាំងហើយឆ្ងល់ថាហេតុអ្វីបានជាមនុស្សគ្មានឈ្មោះបោះសម្លេងម្នាក់នេះមានសិទ្ធិខណៈដែលអ្នកផ្សេងត្រូវសុកប៉ាន់ដើម្បីចូល ប៉ុន្តែដោយសារមេបញ្ជាគេត្រូវតែលាក់ភាពអាម៉ាស់ហើយធ្វើជាល្អដោយបញ្ចេញស្នាមញញឹមคล้ายៗនឹងគួរឲ្យស្អប់បំផុតដើម្បីស្វាគមន៍Sichenចូលក្រុម ស៊ីឆេនគ្រាន់តែទះដៃគេចេញហើយនិយាយយ៉ាងខ្លីថាមិនចាប់អារម្មណ៍ទេកូនចៅម្នាក់នេះត្រូវបានទុកចោលនៅទីនោះជាមួយនឹងដៃដែលលូកចេញយ៉ាងអាម៉ាស់មុខបំផុត ហើយទឹកមុខរាក់ទាក់របស់កងទីងក៏ប្រែប្រួលបង្ហាញពីកែវភ្នែកដ៏ត្រជាក់គីមិនទម្លាប់នឹងការត្រូវគីបដិសេធឡើយកូនចៅរបស់កងទីងខឹងឈួតតែម្ដងហើយស្រែកប្រាប់ថាក្រុមរបស់ពួកគេគឺជាលេខ1 ប៉ុន្តែជាមួយនឹងពលឺពណ៌ក្រហមនៅក្នុងភ្នែកស៊ីឆេនគ្រាន់តែប្រាប់គេឲ្យចេញឲ្យឆ្ងាយពេលដែលកំឡោះរបស់យើងដើរចេញទៅកូនចៅម្នាក់នោះឈោកខឹងចង់ចេញផ្សែងតាមត្រចៀកទៅហើយ គេពិតជាខឹងខ្លាំងណាស់ហ្វូមនុស្សទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងតើអ្នកណាឈួតទៅបដិសេធប្រធានក្រុមប្រឹក្សាសាស្ត្រនោះសិស្សមួយចំនួនចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាស៊ីឆេនច្បាស់ជាមានគម្រោងយកចំណាត់ថ្នាក់លេខ1ដោយខ្លួនឯងហើយស្របពេលជាមួយគ្នានោះមិត្តរួមបន្ទប់របស់គេកំពុងតែសើចចុកពោះចំពោះពួកកូនអ្នកមានដែលអាម៉ាស់មុខ កងទីងដែលពូកែធ្វើពុតនិយាយយ៉ាងស្ងាត់ស្ងាត់ថាមើលទៅស៊ីឆេនមានកំណត់ផ្ទាល់ខ្លួនហើយភាពស្ងាត់ជ្រងំបានកន្លងផុតទៅខណៈដែលសិស្សសាំងនុសិស្សចាប់ផ្ដើមចាក់ចេញពីទីលាន នៅខាងលើអគារនាយកសាលាមានការខកចិត្តដែលពួកគេមិនចូលរួមក្រុមដើម្បីបំបីកំណត់ត្រាថ្មីប៉ុន្តែស្ត្រីអាកំបាំងដែលនៅជាមួយគាត់យល់ថារឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍ទៅវិញ មានបញ្ជាក់ថាសម្រាប់ក្មេងឆ្នាំដូចជាកងធីងការបដិសេធជាសាធារណៈគឺជាការប្រកាសសង្គ្រាម សូម្បីតែកូនចៅរបស់គេក៏ដឹងដែរថាប្រធានរបស់ពួកគេមិនមែនជាមនុស្សដែលគួរឲ្យចង់លេងសើចជាមួយឡើយ កូនចៅម្នាក់នេះនៅតែរអ៊ូទាន់ដោយជឿជាក់ថាចំណាត់ថ្នាក់របស់ស៊ីឆេនគ្រាន់តែជាកំហុសម៉ាស៊ីនប៉ុណ្ណោះប៉ុន្តែកងទីងមិនព្រមបន្ថយនោះទេ គេមិនអាចឲ្យនរណាម្នាក់គំរាមកំហែងតំណែងកម្ពុជារបស់គេបានទេដូច្នេះកូនចៅរបស់គេស្ម័គ្រចិត្តទៅបង្រៀនមេរៀនដល់ស៊ីឆេនដើម្បីផលប្រយោជន៍ក្រុម កងទីងហត់គេភ្លាមៗហើយសួរថាតើគេមើលទៅជាមនុស្សចង្អៀតចង្អល់ដល់ថ្នាក់នឹងឬ បន្ទាប់មកគេប្រាប់កូនចៅឲ្យរៀបចំក្រុមដែលខ្លួនឯងរួចក៏ដើរចេញទៅជាមួយនឹងសម្លឹងដកកាចសាហាវគេបន្ថែមថាអ្វីដែលកូនចៅធ្វើគឺគ្មានពាក់ព័ន្ធនឹងគេទេដែលធ្វើឲ្យកូនចៅងឿងឆ្ងល់មួយផ្លែតមុនពេលបញ្ចេញស្នាមញញឹមដ៏គួរឲ្យខ្លាចនៅលើមុខព្រោះយល់ន័យ 10 នាទីក្រោយមកកូនចៅរបស់កងធីងទទួលបានដំណឹងអំពីទីតាំងរបស់ស៊ីឆេនហើយអ្នកស៊ើបការរបស់គេបញ្ជាក់ថាកំឡោះរបស់យើងទើបតែចេញពីសាលាទៅផ្ទះ កូនចៅម្នាក់នោះច្របាច់កំប៉ុងឲ្យខ្ទេចដោយគិតថាព្រះទើបតែផ្ដល់ឱកាសមាសឲ្យគេហើយជាមួយនឹងស្នាមញញឹមដ៏គួរឲ្យខ្ពើមគេសម្រាប់ចិត្តទៅស្ទាក់ផ្លូវស៊ីឆេននៅក្រៅសាលាដែលជាកន្លែងងាយស្រួលដើម្បីចាត់ការគេយ៉ាងចាស់ដៃ ស្រាប់ពេលនោះស៊ីឆេនកំពុងតែដើរតាមផ្លូវយ៉ាងស្ងប់ស្ងាត់ដោយមិនខ្វល់ពីអ្វីទាំងអស់ តាមពិតគេមានរឿងសំខាន់ជាងនេះដែលត្រូវធ្វើដោយនៅឃើញដល់សោកនាដកម្មក្នុងជីវិតមួយរបស់គេដែលកុលសម្ព័ន្ធកម្ពុជាមួយត្រូវបានបំផ្លាញទាំងស្រុងដោយស្ដេចបិសាចឈ្មោះរ៉ាស ក្រុមទាំងមូលនេះត្រូវបានកំទេចដោយបិសាចមាន6ដែលគួរឲ្យខ្លាចហើយនោះគឺជាអ្វីទាំងអស់ដែលគេបានដឹង ដូច្នេះនៅក្នុងជីវិតនេះផែនការទាំងមូលរបស់គេគឺស្វែងរកសម្បុករបស់បិសាចនោះហើយបញ្ចប់រឿងនេះតែម្ដងប៉ុន្តែជារឿងដំបូងបំផុតគេត្រូវការលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គេធ្វើដំណើរទៅកាន់ Mithril Monster Exchange ដែលជាកន្លែងគេដឹងថានឹងក្លាយជាកន្លែងដ៏ធំនៅថ្ងៃអនាគតព្រោះវាជាកន្លែងដ៏ល្អបំផុតក្នុងការលក់សម្ភារៈនិងជាផ្លូវលឿនបំផុតដើម្បីឆាប់មានបានដូច្នេះគេក៏ដើរទៅបញ្ចោឲ្យទម្លាក់ជង្គង់បិសាចមួយក្តាប់ដៃនៅទីនោះ បុគ្គលិកដកក្រអើយក្រតំម្នាក់នេះសង្ស័យភ្លាមៗនៅពេលដែលឃើញសិស្សម្នាក់មានបំណែកសាកសពបិសាច ស៊ីឆានក៏ប្រាប់ថាបិសាចជាអ្នកទម្លាក់វាចោលប៉ុន្តែបុរសនោះមិនដែលឃើញវាពីមុនមកទេសំណាងល្អជំនួយការសក់ពណ៌ផ្កាឈូករបស់គាត់ស្គាល់ថាវាជាចង្កូមរបស់សត្វចម្លែកកម្រិត E ប៉ុន្តែមុនពេលនាងអាចពយល់ពីអត្ថប្រយោជន៍របស់វាប្រធានបុគ្គលិកក៏ទាត់ចោលរបស់របរកម្រិតទាបនេះបាត់ទៅហើយ គាត់បញ្ចេញអាកប្បកិរិយាអួតអាងដោយនិយាយថាគាត់ទទួលតែអតិថិជនមានឋានៈខ្ពស់និងរបស់កម្រិត D ប៉ុណ្ណោះពិតជាអាជីពមែន បន្ទាប់មកគាត់ក៏រអ៊ូក្នុងចិត្តដែលមិនមានអតិថិជនជាន់ខ្ពស់គ្រប់គ្រាន់ដើម្បីទទួលបានការឡើងតំណែង បុគ្គលិកដ៏ក្រអឺតក្រតំនេះរអ៊ូតមក្នុងចិត្តអំពីក្មេងរំខានម្នាក់នេះហើយសម្រាប់ចិត្តទម្លាក់គេទៅឲ្យបុគ្គលិកថ្មីជាអ្នកចាត់ការដូច្នេះក៏រុញការងារនេះទៅឲ្យជំនួយការសក់ពណ៌ផ្កាឈូករបស់គាត់ហើយដើរចេញយ៉ាងកលីបនាងបានហុចកញ្ចក់លុយថ្លៃថ្មិញបិសាចយ៉ាងគួរសមហើយស៊ីឆេនឃើញថាវាល្មមគ្រាន់សម្រាប់បង់ថ្លៃឈ្នួលផ្ទះរបស់គេពេលនេះពេលរឿងតូចតាចដោះស្រាយរួចរាល់គេក៏សម្រេចចិត្តបញ្ចេញរបស់មានតម្លៃពិតប្រាកដដោយបង្ហាញដោយយៈបិសាចដ៏ធំមួយភ្លាមៗនៅកណ្ដាលហាងនោះ
ជំនួយការនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរូបរាងដ៏អស្ចារ្យរបស់វាដោយទីថាវាយ៉ាងហោចណាស់ក៏ជាអាវុធកម្រិត B ឬក៏អាចជាកម្រិត A ដែរប្រកបណាស់មេបេឡាចំអប់ភ្លាមៗថាអាវុធកម្រិត A តម្លៃដល់1លានហើយគេមិនដែលធ្លាប់ឃើញវាម្ដងណាទេបរិសស្លៀកពាក់ស្អាតម្នាក់ដើរចូលនិយាយស្ងប់ស្ងាត់ថាវាមិនមែនកម្រិត B ឬ A ទេបុគ្គលិកនោះចាប់ផ្ដើមយកចិត្តច្រវាយភ្លាមៗដោយយល់ស្របថាសិស្សក្រីក្រម្នាក់មិនអាចមានរបស់ល្អបែបនេះឡើយប៉ុន្តែចៅហ្វាយឈ្មោះឈីងចៃបានបញ្ជាក់ថាវាជាអាវុធកម្រិត S មកពីដែនដី Purgatory នេះធ្វើឲ្យបុគ្គលិកនឹងជំនួយការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតនិយាយលែងចេញភ្លាមៗនោះឈីងចៃក៏ញញឹមចាប់ដៃស៊ីឆេងហើយស្វាគមន៍គេដោយស្ដេចដោយជូនគេផ្ទាល់ទៅកាន់បន្ទប់ VIP ដើម្បីទទួលសេវាកម្មកម្រិតផ្កាយ5ស៊ីឆេនគ្រាន់តែញញឹមចុងមាត់ដោយគិតថាមនុស្សដែលគេកំពុងរងចាំទីបំផុតបានលេចមុខហើយបុរសឈ្មោះឈីងចៃនេះច្បាស់ជាមេធំនៅទីនេះនៅក្នុងបន្ទប់ VIP ដ៏ប្រណិតគាត់សួរស៊ីឆេនថាចង់ដោះស្រាយដាវកម្រិត S នេះយ៉ាងម៉េចហើយកំឡោះយើងឆ្លើយយ៉ាងត្រជាក់ថា1លានស៊ីងចៃពិតជាស្រឡាំងកាំងព្រុសសម្រាប់អាវុធកម្រិត S នេះគឺថោកខ្លាំងណាស់គាត់បញ្យល់ថាអាវុធនេះមានតម្លៃរាប់សិបលានឬអាចមិនអាចកាត់ថ្លៃបានប៉ុន្តែស៊ីឆេនគ្រាន់តែចង់ប្រើវាជាបញ្ចាំសម្រាប់ប្រាក់កម្ចី1លានដែលត្រូវសងវិញក្នុងរយៈពេល1ខែប៉ុណ្ណោះនេះធ្វើឲ្យឈីងចៃវិលមុខការយករបស់មហាសាលមកខ្ចីលុយពេលខ្លីក៏ឈួតណាស់ខណៈដែលកំឡោះយើងផឹកទឹកធម្មតាខួរក្បាលឈីងចៃគិតញាប់ស្មែថាក្មេងនេះមិនធម្មតាទេស៊ីឆេនថែមទាំងស្នើសងប្រាក់ដើមបូកនឹងការប្រាក់ 10% ដើម្បីឲ្យកិច្ចព្រមព្រៀងនេះកាន់តែរលូនដូច្នេះឃីងចៃក៏ប្រាប់ជំនួយការសក់ពណ៌ផ្កាឈូកឲ្យចេញទៅក្រៅសិនដល់ពេលត្រូវនិយាយឯកជនហើយពេលនេះការចរចាពិតប្រាកដបានចាប់ផ្ដើមគាត់ទាដឹងថាស៊ីឆេនជាសិស្សច្បងនៅសាកលវិទ្យាល័យ National Awakener ហើយគាត់ក៏ចាប់ផ្ដើមយល់សាច់រឿងភ្លាមការប្រឡងរបស់សាលាគឺនៅមួយខែទៀតដែលមានរង្វាន់1លានគត់ដោយកសែភ្នែកល្បិចកលគាត់សាកទាថាស៊ីឆិនពិតជាមានទំនុកចិត្តពេញលេញក្នុងការយកចំណាត់ថ្នាក់លេខ1តក្កវិជ្ជានេះគឺសាមញ្ញណាស់គេកំពុងត្រូវការលុយបន្ទាន់ហើយគ្មានជំរឿសផ្សេងទៀតទេពេលឃើញឱកាសឈីងចៃក៏រៀបចំសំណើដ៏ល្អជាងនេះមួយទៀតគាត់នឹងឲ្យលុយសត1លានកន្លះភ្លាមៗដោយគិតការប្រាក់ 0% គាត់ហួចដៃទៅដោយហៅថាជាមិត្តភាពដែលគួរឲ្យជឿជាក់កំឡោះយើងគ្រាន់តែសម្លឹងគិតពីការផ្លាស់ប្ដូរថ្មីនេះមួយផ្លែតបរិះនេះសន្យាលាក់ការសម្ងាត់និងផ្ដល់សិទ្ធិ VIP នៅថ្ងៃមុខគាត់កំពុងសម្លឹងឆ្ងាយមែនទែនស៊ីឆេនពិតជាកោតសរសើរមែននេះជាយុទ្ធសាស្ត្រពិតប្រាកដដែលអាចធ្វើឲ្យកន្លែងនេះក្លាយជាលេខ1នៅពេលអនាគតពេលចាប់ដៃគ្នាស៊ីឆេនក៏នឹកឃើញថាគេមិនអាចផ្ដួលស្ដេចបិសាចរស់តែម្នាក់ឯងបានឡើយគេត្រូវការដៃគូគួរឲ្យទុកចិត្តទើបអាចធ្វើបានហើយនេះជាជំនាញដំបូងបំផុតកិច្ចសន្យាវេទមន្តភ្លឺឡើងពេលស៊ីឆេនយល់ព្រមភ្លាមនោះលុយ1លានកន្លះក៏លោតចូលគណៈនេះការរកស៊ីនេះពិតជាលយមែនឈីងចៃជាអ្នកលក់ដូរប៉ាកែក៏សួរថាតើគេនឹងប្រើអ្វីសម្រាប់ការប្រឡងបដាវល្អបំផុតបាត់ទៅហើយព្រមទាំងផ្ដល់ការខ្ចីអាវុធកម្រិត A ឬ B ដោយក្តីសប្បុរសទៀតផងប៉ុន្តែស៊ីឆេនហៅដាវបិសាចមួយទៀតមកយ៉ាងសាមញ្ញព្រោះគេនៅមានសងមួយទៀតតានេះធ្វើឲ្យបុគ្គលិកទាំងអស់ឈរកាំមាត់ចំហូតែម្ដងឥឡូវនេះឈីងចៃស្ទើរតែអន់លំតន់ពេលជូនវីរបុរសវ័យក្មេងសំណប់ចិត្តថ្មីចេញក្រៅទ្វារគាត់ថែមទាំងដំឡើងតំណែងជំនួយការសក់ពណ៌ផ្កាឈូកភ្លាមៗអាយអាក្អែងក្អាងចាស់នោះបានត្រឹមខឹងនៅខាងក្រោយពេលរឿងរកស៊ីដោះស្រាយរួចរាល់ស៊ីឆេនសម្លឹងមើលក្រៅបង្អួចជាមួយគំនិតថ្មីមួយគេនឹកឃើញថាមានរបស់សំខាន់ដែលត្រូវទិញដូច្នេះកំឡោះយើងក៏ជិះតាក់ស៊ីទៅកាន់គោលដៅបន្ទាប់គេបានមកដល់ចំណតឡានក្រុងផ្លូវឆ្ងាយដោយកំពុងរងចាំនរណាម្នាក់យ៉ាងជាក់លាក់នេះធ្វើឲ្យគេនឹកឃើញអតីតកាលដែលគេធ្លាប់បាក់ទឹកចិត្តនឹងគ្មានអំណាចដោយខំប្រឹងធ្វើការហត់នឿយស្ទើរដាច់ខ្យល់គ្រប់យ៉ាងដើម្បីតែរស់រានមានជីវិតគេនឹងប្អូនស្រីសាយុនរស់យ៉ាងលំបាកលំបិនដោយនាងសុកចិត្តចេញធ្វើការជួយទ្រទ្រង់គ្រួសារទៀតផងតាមពិតនាងជាប់សាលាសិល្បៈល្បីមួយដែលជាឱកាសដ៏ធំបំផុតប៉ុន្តែនាងបានឲ្យសម្បត្តិចូលរៀននោះចោលដោយប្រាប់ថាសាលានៅឆ្ងាយពេកនាងសុកចិត្តលះបង់ក្តីសុំឲ្យខ្លួនឯងដើម្បីកុំឲ្យខ្លាចជាបន្ទុករបស់បងប្រុសត្រឡប់មកពេលនេះវិញស៊ីឈីនកំពុងរងចាំទាំងភ័យអដែលដឹងថាប្អូនស្រីចិត្តមកដល់ហើយសម្លេងដែលធ្លាប់ស្គាល់បានស្រេចហើយបងប្រុសហើយគេក៏ងាកមកតែជាប្អូនស្រីស៊ីយូនដែលស្ដីឲ្យគេភ្លាមព្រោះតែឈោចាំខុសកន្លែងនាងបែរជាបញ្ជាស់ថាគេហត់ពេកដោយនាងហាក់គ្មានហត់នឹងផ្លូវសោះតែសម្រាប់សៃឆេនវាមានរយៈពេល7ឆ្នាំហើយដែលគេមិនបានឃើញនាងនៅរស់នាងគ្រាន់តែសួរថាចង់ជួយយូរអីវ៉ាន់ទេដោយមិនដឹងអីទាំងអស់បន្ទាប់មកក្រវីដីដាក់មុខគេហាងគេថាល្ងងដែលឈោថ្មឹងដែលនេះសមហេតុផលហើយដល់នឹងយាយអ្វីកំឡោះយើងគ្រាន់តែទាញនាងមកអោបយ៉ាងណែនដែលធ្វើឲ្យប្អូនស្រីភៀងព្រោះក្តីស្រឡាញ់ដ៏ទាន់ហន់នេះចំណែកស៊ីចេនវិញពិតជារំភើបខ្លាំងណាស់ដែលបានជួបស៊ីយុនម្ដងទៀតនាងនៅតែឆ្ងល់នឹងកាយវិការចម្លែករបស់បងប្រុសនាងរហូតដល់នាងគិតថាគេចង់ច្បាច់កនាងហើយក៏ចាប់ផ្ដើមវាយតបវិញនេះហើយជាក្តីស្រឡាញ់របស់បងប្អូននោះនាងគិតភ្លាមថាគេប្រកាសជាត្រូវស្រីសំបែកហើយទើបធ្វើខ្លួនចម្លែកបែបនេះពេលដើរទៅផ្ទះគ្រប់យ៉ាងមើលទៅធម្មតានឹងមានក្តីសោកបំផុតតែស៊ីចេនកំពុងគិតថាជីវិតលើកនេះនឹងមិនដូចមុនទេដោយលួចសន្យាថានឹងមិនឲ្យនាងវេទនាម្ដងទៀតឡើយចំណែកឯក្នុងច្រកងងឹតមួយក្រុមស្ទាវមុខដដែលកំពុងរងចាំគេកូនចៅរបស់កុងទីងបានប្រមូលបាក់ពួកដើម្បីស្ទាក់វាយស៊ីចេនតាមផ្លូវទៅផ្ទះអាមួយនេះជឿជាក់ថាត្រូវតែឲ្យក្មេងយើងសងជំងឺចិត្តកូនចៅរបស់វាម្នាក់បារម្ភថាមនុស្សច្រើនអាចនឹងជ្រួលដៃវាយគេដល់ស្លាប់ប៉ុន្តែមេខ្លោងកំពុងរវល់តែខឹងសម្បាដែលក្មេងកម្រិតទាបម្នាក់ហ៊ានប្រឆាំងនឹងខ្លួនសម្លេងដ៏ត្រជាក់មួយបន្លឺឡើងប្រាប់ឲ្យពួកវាបិទមាត់ហើយថយចេញស៊ីចេនបានមកដល់ហើយវាបញ្ជាឲ្យចាត់ការស៊ីចេនដើម្បីកុំឲ្យគេអាចចូលប្រឡងបញ្ចុះថ្នាក់បានដើម្បីសម្រេចការងារនេះពួកវាបានជួបឃាតករកម្រិត D ម្នាក់ដែលមើលទៅសាហាវខូខើណាស់ស៊ីចេននិងប្អូនស្រីកំពុងដើរទៅផ្ទះដោយមិនដឹងអ្វីឡើយស៊ីយូនថាឲ្យគេរឿងធ្វើខ្លួនចម្លែកដោយគិតថាមកពីសម្ពាធការប្រឡងនាងច្បាស់ឲ្យគេថាមនុស្សល្ងងបែបនេះមិនអាចមានបញ្ហារឿងស្រីបានទេបន្ទាប់មកនាងក៏និយាយលើកទឹកចិត្តដល់ផ្អែមល្ហែមឲ្យគេតាំងស្មារតីឡើងវិញមុននឹងច្រៀងចម្រៀងលើកទឹកចិត្តដល់គួរឲ្យអស់សំណើចមួយដើម្បីឲ្យគេសប្បាយចិត្ត
ស៊ីជេនប៉ាត់ជារំភើបដែលនាងចេះយកចិត្តទុកដាក់ទាំងមិនដឹងសោះថាគាត់ខ្លាចជាញាក់ភ្ញាក់ដឹងខ្លួនហើយ គេព្យាយាមបញ្ជាក់ប្រាប់នាងប៉ុន្តែនាងគិតថាគេគ្រាន់តែធ្វើជាក្លាហានប៉ុណ្ណោះដែលនេះជារឿងធម្មតារបស់មនុស្សប្រុសនាងថែមទាំងលើកឧទាហរណ៍ពីសៀវភៅខ្លះៗមកនិយាយឲ្យសន្និដ្ឋានថាបងប្រុសនាងចាស់ហើយ ប៉ុន្តែពេលពួកគេកំពុងដើរពួកគេត្រូវបានគេលួចមើលពីក្នុងច្រកងងឹតមួយដោយកូនចៅម្នាក់បានប្រាប់ថាគោលដៅរបស់ពួកគេមានស្រីម្នាក់មកជាមួយអាមេខ្លោងនោះបញ្ចេញខ្សែភ្នែកយ៉ាងសាហាវដោយគិតថាវាគឺស័ក្តិសមបំផុតព្រោះទីនេះគ្មានកាមេរ៉ាទេពេលនោះភ្នែករបស់ស៊ីជេនប្រែប្រួលគេអាចដឹងពីធម្មពលដ៏អាក្រក់នោះគេមើលទៅច្រកនោះហើយស្គាល់ព្រាមថាជាពួកកូនចៅក្រុមប្រឹក្សាសិស្ស មេខ្លងនោះភ្ញាក់ផ្អើលដែលពួកគេដើរចូលក្នុងអន្ទាក់តែម្ដងតែស៊ីជេនគ្រាន់តែទាញយកកាសឥតខ្សែមួយគូចេញមកយ៉ាងស្ងប់ស្ងាត់ គេយកវាទៅពាក់ឲ្យប្អូនស្រីថ្នមៗដើម្បីការពារនាងពីអំពើហិង្សាដោយប្រាប់ឲ្យនាងស្ដាប់ចម្រៀងដែលគេចូលចិត្តធ្វើឲ្យនាងមានអារម្មណ៍ឆ្ងល់យ៉ាងខ្លាំងពេលនាងបិទភ្នែកស្ដាប់ចម្រៀងយ៉ាងជូរចិត្តនាងមិនបានដឹងតតែសោះពីភីវសង្គ្រាដែលចិត្តនឹងកើតឡើង ពេលប្អូនស្រីមានសុវត្ថិភាពទឹកមុខស៊ីជេនក៏ប្រាជាត្រជាក់ភ្នែករបស់គេបញ្ចេញពន្លឺសម្លឹងទៅកាន់ពួកស្ទីវកម្រិត E ដែលស្ទាក់វាយគេខណៈស៊ីយុនកំពុងវង្វេងក្នុងសម្លេងចម្រៀងដោយមិនដឹងខ្លួន ពួកស្ទីវសម្រុកចូលមកត្រៀមខ្លួនទទួលសេចក្តីវិនាសតែសម្រាប់ស៊ីជេននេះជារឿងគំនុំផ្ទាល់ខ្លួនតែម្ដង គេធ្លាប់បាត់បង់នាងម្ដងហើយក្រោយឆ្លងកាត់7ឆ្នាំគេមិនមកដោយឲ្យនរណាមកបំផ្លាញពេលវេលានេះឡើយ ដូច្នេះគេក៏បញ្ចេញធម៌ពលពេញលេញរបស់គេខណៈដែលពួកវាសម្រុកចូលមករស់សេចក្តីស្លាប់ គេវាយទម្លាក់អាទីមួយភ្លាមៗជាមួយនឹងកណ្ដាប់ដៃដ៏សាហាវចំកណ្ដាលមុខ ធ្វើឲ្យវាហោះផ្លោហួរមិត្តភក្តិដែលកំពុងឈរគាំងស្របពេលដែលប្អូនស្រីកំពុងតែជក់ចិត្តនឹងការស្ដាប់ចម្រៀងតែម្នាក់ឯង ក្មេងយើងបន្តសកម្មភាពវាយកំទេចតែម្នាក់ឯងដោយធ្វើឲ្យអាស្ទីវម្នាក់ទៀតស្រែកយ៉ាងឈឺចាប់បំផុត បន្ទាប់មកគេក៏វាយទម្លាយពួកវាដែលនៅសល់ដូចជាពួកវាធ្វើពីក្រដាសហើយទាត់ម្នាក់ទៀតឲ្យហោះទៅលើអាកាសដូចជាផ្កាយព្រឹកអញ្ចឹង រហូតដល់មេខ្លងនោះទាត់កណ្ដាប់ដៃចុងក្រោយដែលស៊ីជេនចាប់បានយ៉ាងងាយស្រួលមុននឹងកាច់ដៃវាឲ្យបាក់លឺសូរគ្រប់គួរឲ្យខ្លាច ហើយអាមួយនោះបានត្រឹមតែស្រែកពេលឆ្អឹងរបស់វាបាក់មុនពេលកណ្ដាប់ដៃចុងក្រោយវាយបញ្ជូនវាឲ្យស្លាប់ឈឹងតែម្ដង ខណៈសម្លេងចម្រៀងប្អូនស្រីកំពុងបន្លឺឡើងស៊ីជេនបានវាយកំទេចពួកស្ទីវទាំងស្រុងហើយមានអាមួយនោះភ័យឡើងបាត់បង់ស្មារតីព្រោះនេះមិនមែនជាអ្វីដែលគេប្រាប់វានោះទេ ក្មេងយើងកំពុងបញ្ចេញធម៌ពលដ៏សាហាវខ្លាំងបំផុតគេបន្តវាយសំពងខណៈអាឃាតករកំពុងតែឈរមើលពីក្រោយមុខអាម្នាក់ទីជប់កណ្ដាប់ដៃស៊ីជេនលទ្ធផលគឺដេកដីពេលដោះស្រាយពួកកាកសំណល់អស់ហើយទីបំផុតគេក៏ងាកមករកគោលដៅធំគឺឃាតករកម្រិត D អានេះបាច់ញើសឲ្យអាំងថាវាជាឃាតករកំពូលជឿងាប់ហើយបងប្អូន បន្ទាប់មកវាស្រែកថាវាមិនអាចចាញ់ក្មេងបែបនេះទេប៉ុន្តែស៊ីជេនគ្រាន់តែគេចពីកំបិតយ៉ាងងាយស្រួលហើយត្រៀមវាយបកវិញ កណ្ដាប់ដៃមួយនេះវាយឃាតករកំពូលឲ្យហោះបាត់សមោលដោយសន្ទុះយ៉ាងខ្លាំងហើយយើងអាចឃើញយ៉ាងច្បាស់ពេលដែលភាពជឿជាក់របស់វាបានរសាយបាត់អស់ពីខ្លួន ការវាយប្រហារចុងក្រោយបានបញ្ជូនឃាតករនោះឲ្យសន្លប់បាត់បង់ស្មារតីដោយវាយបុកវាទៅនឹងជញ្ជាំងបន្សល់ទុកនៅស្នាមបែកប្រេះជាកាដូ សមោលស៊ីជេនលេចឡើងចំកណ្ដាលច្រកភ្នែកបញ្ចេញពន្លឺក្រហមយ៉ាងសាហាវ ចូលមើលពួកវាគេនិយាយស្ងប់ស្ងាត់ថាប្រាប់ហើយកុំឲ្យររឿងរួចសួរថាស្ដាប់ភាសាមនុស្សមិនបានទេអីដែលជាសំណួរដ៏សមរម្យបំផុតការព្រមាននេះត្រូវបាននិយាយម្ដងទៀតដោយមានការកំបិតរបស់ឃាតករផ្ទាល់ភ្នែករបស់គេបញ្ចេញកំហឹងយ៉ាងត្រជាក់ពេលកំពុងរងចាំចម្លើយ អបពួកម្នាក់នោះបានត្រឹមតែយំអង្វរសុំការព្រីតូដោយដឹងច្បាស់ថាពួកគេបានប៉ះចំកំហឹងរបស់បិសាចពិតប្រាកដទៅហើយ ស៊ីជេនយកកំបិតភ្ជូងករបស់វារួចដាក់លក្ខខណ្ឌយ៉ាងសាមញ្ញបំផុតនោះគឺបិទមាត់ឬក៏ចង់ស្លាប់ ភ្លាមនោះវាក៏ដឹងច្បាស់ថាក្មេងនេះមិនមែនកំពុងតែនិយាយលេងសើចនោះទេព្រមទាំងឆ្ងល់ថាតើសិស្សម្នាក់នេះឆ្លងកាត់ជីវិតបែបណាទើបមានចិត្តចង់សម្លាប់មនុស្សគួរឲ្យខ្លាចបែបនេះ សោះពេលនោះស៊ីជេនក៏ប្រាប់ឲ្យវាចងចាំពាក្យសម្ដីរបស់គេទៅក្នុងខួរក្បាលដោយដាក់ច្បាប់ថ្មីថាកុំមកជជែករំខានគេទៀតហើយជាពិសេសហាមដាច់ខាតកុំចូលទៅក្បែរប្អូនស្រីរបស់គេឲ្យសោះព្រោះថាបើសិនជាពួកគេនៅតែហ៊ានគេនឹងតាមប្រមាញ់ពួកគេម្ដងដោយសន្យាថានឹងលុបបំបាត់ពូជពួកគេចោលភ្លាមដោយគ្មានការស្ទាក់ស្ទើរឡើយ ហើយមើលទៅតាមទឹកភ្នែករបស់វាសារមួយនេះត្រូវបានបញ្ជូនទៅដល់គូដៅហើយ ក្រោយពីនិយាយចប់កម្លាស់របស់យើងក៏ទម្លាក់កំបិតចុះហើយដើរចេញឆ្ងាយពីគម្រោងសម្រាប់មនុស្សមួយនេះទៅ ចំណែកឯស៊ីយ៉ានក៏ចាប់ផ្ដើមរំជួលចិត្តនឹងបទចម្រៀងដោយឆ្ងល់ថាហេតុអ្វីវាធ្វើឲ្យនាងចង់យំហើយមានអារម្មណ៍ថាបងប្រុសនាងច្បាស់ជាបានឆ្លងកាត់រឿងដ៏អាក្រក់ណាមួយមិនខាន រួចនាងក៏រំលឹកខ្លួនឯងថាគេមិនឯកានោះទេព្រោះនាងតែងតែនៅក្បែរគេជានិច្ច ភ្លាមនោះនេះក៏ដកកាសស្ដាប់ត្រជាក់ចេញហើយហៅគេថាជាមនុស្សគួរឲ្យធុញដែលចូលចិត្តលេងសើចរឿងបែបនេះ ប៉ុន្តែស៊ីជេនគ្រាន់តែងាកមកវិញព្រមទាំងហុចប្រអប់កាដូតូចមួយជាមួយនឹងស្នាមញញឹមហើយបង្ហាញប៊ិចដ៏ស្រស់ស្អាតមួយដើមមួយនាងដែលធ្វើឲ្យនាងភ្ញាក់ផ្អើលរហូតដល់ហាមាត់ធ្លង វាគឺជាប៊ីគូរូបហូឡូក្រាមម៉ាណាដ៏ថ្មីស្រឡាងនាងក៏ស៊ូភ្លាមថាគេបានលុយ$10000មកពីណាប៉ុន្តែគេគ្រាន់តែញញឹមពេញចិត្តនឹងទស្សនវិជ្ជានេះទៅវិញ ពេលដែលនាងកំពុងបារម្ភពីរឿងលុយស៊ីជេនបែរជាកំពុងលិចលង់ក្នុងការសោកស្ដាយនៃជីវិតមុនរបស់គេដោយក្តាប់ដៃប្រឡាក់ឈាមយ៉ាងណែនព្រមទាំងស្បត់ក្នុងចិត្តយ៉ាងមុតមាំ ខណៈពេលដែលអាសម្រាមនោះហៅឡានពេទ្យគេបានសន្យាថានឹងការពារគ្រប់យ៉ាងដែលជារបស់នាងនៅពេលនេះឲ្យបានប៊ិចថ្មីមួយនេះអនុញ្ញាតឲ្យស៊ីយ៉ានអាចគូររូបដោយប្រើប្រាស់ធម៌ពលម៉ាណាសុទ្ធសាធហើយនាងពិតជារំភើបខ្លាំងណាស់ពេលបានបង្កើតត្រីហូឡូក្រាមហែលពេញអាកាសបែបនេះ ស៊ីជេនក៏សប្បាយចិត្តដែលឃើញនាងចូលចិត្តវាខណៈកំពុងអង្គុញញ៉ាំមីដែលនាងបានចម្អិនឲ្យយ៉ាងឆ្ងាញ់ ប៉ុន្តែប្អូនស្រីរបស់គេក៏ចាប់ផ្ដើមរអ៊ូតាន់ភ្លាមពីរឿងចំណែកលុយប្រទេសប្រាស់ទាំងដែលពួកគេត្រូវបង់ថ្លៃផ្ទះជួល គេក៏និយាយយ៉ាងរំភើយថាគេបានបង់ថ្លៃឈ្នួលផ្ទះសម្រាប់ពេញមួយឆ្នាំរួចទៅហើយបន្ទាប់មកក៏ព្យាយាមកុហកនាងយ៉ាងភ្លាវអំពីការចាប់ដៃគូរកស៊ីមួយ ស៊ីយ៉ានមិនចាញ់បោកគេសូម្បីតែមួយវិនាទីដោយគិតក្នុងចិត្តថាបងប្រុសនាងពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ ទោះជាយ៉ាងនេះក្តីនាងក៏ចាប់អារម្មណ៍ឃើញពីការផ្លាស់ប្ដូររបស់គេដោយឃើញស្នាមញញឹមដ៏ពិតប្រាកដនៅលើមុខរបស់គេជាលើកដំបូងក្នុងរយៈពេលដល់យូរ ដូច្នេះហើយនាងក៏ដាក់ដៃលើស្មាបងប្រុសដើម្បីផ្ដល់កម្លាំងចិត្តហើយប្រាប់គេថាកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ កម្លោះរបស់យើងក៏ញញឹមតបទៅវិញយ៉ាងស្ងៀមស្ងាត់ស្របពេលជាមួយគ្នានេះ
យើងមកមើលពីស្ថានភាពអបពួករបស់គង់ទីងឯនេះវិញម្ដងពេលនេះវាប្រៀបដូចជាបោឆ្អឹងបាក់អញ្ចឹងឈរនៅមុខអាំងត្រីដ៏ធំគង់ទីងបានដឹងថាកូនចៅរបស់គេនឹងមិនអាចជាសះស្បើយវិញទេយ៉ាងហោចណាស់ក៏មួយខែទៀតដែរ ហើយគេក៏មានអារម្មណ៍ធុញថប់ដែលកូនចៅខ្លួនឯងត្រូវបានស៊ីឆេនវាយឡើងខ្ទេចគ្មានសល់ស្ត្រីម្នាក់ក៏បានបញ្ជាក់ថាអបពួកនោះនឹងត្រូវខកខានការប្រឡងបញ្ចប់ការសិក្សាហើយ ប៉ុន្តែកងទីមិនខ្វល់សូម្បីតែបន្តិចដោយហៅវាថាជាបន្ទុកដ៏អរិយប្រយោជន៍ចាប់ត្រឹមនឹងហើយភាពស្មោះត្រង់នោះ គេកំពុងរាយការណ៍រឿងទាំងអស់នេះប្រាប់ទឹកបរិសុទ្ធចំណាស់ដែលមានអំណាចម្នាក់ដែលតាមពិតគាត់គឺជាកុងស្វានជានាយកសាកលវិទ្យាល័យហើយប្រហែលជាប៉ារបស់គេតែម្ដង បន្ទាប់មកនាយករូបនេះក៏និយាយថាគាត់បានឆែកមើលលទ្ធផលនៃការធ្វើតេស្តចំណាត់ថ្នាក់ថ្មីៗនេះរួចហើយ នាយកកងបានបញ្ជាក់ថាស៊ីឆេននៅកម្រិត C ហើយក៏ជាក្មេងតែម្នាក់គត់ក្នុងសាលាដែលខ្លាំងជាងកូនប្រុសរបស់គាត់ ហើយកងទីងក៏កំពុងតែក្តៅក្រហាយរឿងនេះខ្លាំងណាស់ជាក់ស្ដែងនឹងមានអ្នកធំមកមើលការប្រឡងដូច្នេះហាមមានកំហុសដាច់ខាត គាត់ថែមទាំងស្នើប្រើខ្សែរយៈដើម្បីបញ្ចូលក្មួយស្រីចូលក្នុងក្រុមទៀតផងខណៈដែលក្មួយស្រីកំពុងអង្គុយលើសាឡុងនាងងើបមុខឡើងជាមួយនឹងស្នាមញញឹមយ៉ាងជឿជាក់បំផុតប៉ុន្តែកងទីងប្រាប់ពូរបស់គេថាគាត់កំពុងតែបារម្ភច្រើនពេកហើយរត់ក៏បោះសម្ដីមួយឃ្លាដាក់ស៊ូចានថាខ្លួននៅមិនទាន់បញ្ចេញអស់សមត្ថភាពនៅឡើយទេ គេសន្យាថានឹងបង្ហាញអ្នកគ្រប់គ្នាឲ្យឃើញថានរណាជាអ្នកខ្លាំងពិតប្រាកដនៅថ្ងៃប្រឡង ហើយអ្នកក៏ត្រូវតែសារភាពដែរថាការប្រៀបធៀបទៅនឹងត្រីឆ្លាមនោះគឺវាច្បាស់កឡែតពេកហើយក្នុងពេលនោះដែរស៊ីឆេនកំពុងបញ្ចប់ការវឹកហាត់រត់ចម្ងាយ100គីឡូម៉ែត្រដោយមានអារម្មណ៍ល្អបន្ទាប់ពីបញ្ហាលុយកាក់ត្រូវបានដោះស្រាយហើយផែនការរបស់គេក៏អាចចាប់ផ្ដើមបាន អ្វីដែលត្រូវធ្វើមុនគេបង្អស់គឺការដណ្ដើមយកអាហារូបករណ៍$1 លាននោះដើម្បីយកទៅសុំបំណុលព្រោះគេដឹងថាខ្លួនត្រូវតែគោរពកិច្ចសន្យាជាមួយឈីងចៃដើម្បីទទួលបានជំនួយនៅពេលអនាគតទៀតដែលសល់ពេលមិនដល់មួយខែទៀតផងនោះគេក៏សម្រេចចិត្តថាវាដល់ពេលដែលត្រូវបង្កើនកម្រិត level បន្ថែមទៀតហើយដូច្នេះគេក៏បិទភ្នែកដើម្បីជាមួយចូលទៅក្នុងនោះហើយភ្លាមនោះប្រព័ន្ធលេបត្របាក់ក៏ចាប់ផ្ដើមដំណើរការឡើងតែម្ដងវាបានទម្លាក់គេទាំងក្នុងទីរហោថនដ៏ស្ងាត់ចងំមួយនៅពីមុខប៉ុមដ៏ធំគួរឲ្យខ្លាច កំឡុងរបស់យើងក៏ដើរឡើងកម្មចដាយយ៉ាងស្ងប់ស្ងាត់តម្រង់ទៅរកច្រកចូលដែលនៅទីនោះមានផ្ទាំងបង្ហាញព័ត៌មានបញ្ជាក់ថាថ្នាក់ខ្សោយបំផុតរបស់គេគឺស្ថិតនៅកម្រិត C ពាក់កណ្ដាលយ៉ាងរឹងមាំទៅហើយ ប៉ុន្តែថ្នាក់ខ្លាំងបំផុតរបស់គេបានធ្វើឲ្យម៉ាស៊ីន scan គាំងតែម្ដងកម្រិតរបស់វាពិតជាមិនអាចវាស់វែងបានឡើយគេដឹងច្បាស់ថាថ្នាក់កម្រិត S របស់ខ្លួននៅជាប់សោនៅឡើយចំណែកឯពីរថ្នាក់ទៀតនៅតែជាអាចកំបាំងបន្ទាប់មកប្រព័ន្ធក៏ទម្លាក់សោនៃភាពទទេស្អាតកម្រិត SSS ចូលក្នុងដៃរបស់គេដែលវាសោកចុះគ្នាយ៉ាងស័ក្តិសមជាមួយទ្វារប៉មដ៏ធំបើកឆ្ពោះទៅកាន់ពិភពនៃសេចក្តីឈឺចាប់ថ្មីស្រឡាំងមួយ ឈរនៅពីមុខកង់រង្វង់ទឹកគួចពណ៌ស្វាយស៊ីឆេនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលមើលខាងក្នុងហើយក៏ត្រូវបានស្រូបចូលទៅក្នុង portal នោះភ្លាមតែម្ដង គេបានធ្លាក់កាត់ថាមពលចក្រវាឡដ៏បរិសុទ្ធរួចក៏មកដល់កន្លែងមួយដែលមិននឹកស្មានដល់តែម្ដង សូមស្វាគមន៍មកកាន់ទីរហោឋានផ្កាយធ្លាក់ដែលជាកន្លែងលំហែកាយដ៏ស្រស់ស្អាតនៅលើផ្ទាំងថ្មមរណៈមួយនេះ ភ្លាមនោះសម្ពាធដ៏ធ្ងន់បានធ្លាក់សង្កត់លើគាត់យ៉ាងខ្លាំងបង្ខំឲ្យគាត់លុតជង្គង់ខណៈរាងកាយឈឺចាប់ស្ទើរទ្រាំលែងបាន ការពិតតនេផែនដីនៅទីនេះខ្លាំងជាងធម្មតា10ដងវាជាវិធីដែលចក្រវាឡប្រាប់ថាបថយលបឿនសិនទៅមិត្តពេលបាត់ច្រកចេញគាត់ដឹងថាត្រូវជាប់នៅទីនេះទាល់តែឈ្នះមេធំទាំងដែលកម្លាំងសល់ត្រឹម 30% ពេលនោះក្រញាំសត្វដ៏ធំសម្បើមួយបានជន់ផែនដីដើម្បីស្វាគមន៍គាត់វាជាសត្វតោខ្មោចចំណាត់ថ្នាក់ B ដែលមើលទៅដូចជាឆ្មាអវកាសកំពុងខឹងយ៉ាងខ្លាំងដោយដឹងថាថ្នាក់អ្នកប្រយុទ្ធរបស់គាត់មិនអាចយកឈ្នះបានទាំងប្រព័ន្ធក៏លោតឡើងឲ្យគាត់ដូរថ្នាក់ទៅជាឃាតកររន្ទះកម្រិត10ដើម្បីតទល់នឹងសត្វនោះសត្វតោនេះបានលោតសង្គ្រោះភ្លាមត្រៀមកាត់គាត់ជាចំណែកប៉ុន្តែស៊ីឆេនបានគិតចេញយ៉ាងលឿនដោយប្រើពន្លឺរន្ទះការពារខ្លួនពីការវាយប្រហារនោះ ទូមានការបង្កើនលបឿនទំនិញផែនដីនៅតែទីងទម្ងន់គាត់ចោះយ៉ាងខ្លាំងដូចឆ្កួត ការចាប់បំពង់កសត្វតោរបស់គាត់គឺបរាជ័យទាំងស្រុងខុសគួរដៅតែម្ដងកំឡោះយើងគៀងស្មារតីទើបដឹងថាកន្លែងហ្វឹកហាត់នេះមិនមែនជាការលេងសើចឡើយ ថ្នាក់គិតកោនេះពិតជាគ្មានប្រយោជន៍នឹងតំណែងផែនដីនេះធ្វើឲ្យខូចក្បាច់វាយរបស់គាត់អស់ សត្វឆ្មាអវកាសនេះចូលចិត្តទំនិញដ៏ធ្ងន់ដោយផ្លាស់ទីដូចគ្មានអ្វីកើតឡើងពេលសត្វតោបង្កើនធម៌ពលស៊ីឆេដឹងថានេះជាកម្លាំងពិតប្រាកដរបស់ប៉មនរកនេះដូច្នេះក៏សម្រាប់ជាតបតវិញយ៉ាងខ្លាំងដោយបដូរទៅប្រើថ្នាក់រក្សាឆឋាននរករបស់គាត់ថ្នាក់ថ្មីនេះយកទំនិញផែនដីធ្វើជាអាវុធនេះជាភាពមានប្រៀបដ៏ល្អ ដែលមានទម្រង់ជាអ្នកចម្បាំងគាត់បានចូលទៅវាយប្រកួតប្រជែងទល់មុខគ្នាតែម្ដង ក៏បានបង្កើនទំនិញដល់កម្រិតអតិបរមាហើយវាសង្កត់សត្វនោះទៅនឹងដីស្របពេលដែលបញ្ចូលធម៌ពលពេញទំហឹងទៅក្នុងកណ្ដាប់ដៃរបស់គាត់យ៉ាងសាហាវបំផុតព្រោះក្នុងស្ថានភាពនេះកណ្ដាប់ដៃគាត់ទទួលបានទំហំខូចខាតដល់ទៅ60ដងទឹកមុខសត្វតោបង្ហាញឲ្យឃើញថាវាដឹងខ្លួនថាមានរឿងអាក្រក់ហើយតាមតែស្មៃធម៌ពលដ៏ធំផ្ទុះចេញពីការប៉ះទង្គិចលាតត្របាក់វាអស់ទាំងស្រុងគាត់បញ្ចេញក្បាច់កំពូលរបស់ខ្លួនគឺគ្រោះមហន្តរាយទំនាញផែនដីដ៏មហាធ្ងន់ប៉ុន្តែកណ្ដាប់ដៃមួយនោះបានបូមយកធម៌ពលគាត់អស់រលីងធ្វើឲ្យគាត់អស់កម្លាំងដួលនៅកណ្ដាលរណ្ដៅដ៏ធំមួយជាមួយនឹងរង្វាន់ XP 12000 គាត់ឡើងកម្រិត11ក្នុងសភាពខ្ទេចខ្ទាំនិងអស់កម្លាំងរលីងខណៈប្រព័ន្ធបញ្យល់ពីកាត់ថាមានផ្កាយកាន់តែច្រើនគឺកម្លាំងកាន់តែខ្លាំងទោះមានថ្នាក់ខ្លាំងជាងមុនក៏គាត់ស្ទើរតែទប់ទល់មិនជាប់នឹងបេសាចចំណាត់ថ្នាក់ B ដែរដោយដឹងថាកម្លាំងគាត់ដល់ទីបញ្ចប់ហើយគ្មានអ្វីទម្លុះរបាំងចំណាត់ថ្នាក់ B ឡើយពេលកំពុងគិតគាត់សង្កល់ឃើញរឿងដែលមិនស្រួលមួយប្រព័ន្ធលេបត្របាក់របស់គាត់មិនបានផ្ដោតជំរឿឲ្យគាត់ស្រូបយកព្រលឹងបេសាចនោះទេគាត់កំពុងតែអស់កម្លាំងប៉ុន្តែទ្វារទៅកាន់ជាន់បន្ទាប់កំពុងតែបើកចំហទៅហើយ អារម្មណ៍តក់ស្លុតបានវាយប្រហារគាត់ភ្លាមព្រោះតែប្រហោងខ្មៅដ៏ធំសម្បើមមួយបានហែកចេញនៅលើផ្ទៃមេឃ ហើយវាបំពេញទៅដោយភ្នែកភ្លឺចែងចាំងដែលកំពុងតែខឹងសម្បាយ៉ាងច្រើនស៊ីឆេនដឹងថាមេធំពុយប្រកាសមិនទាន់ចេញមុខមកទេមានន័យថាតោចំណាត់ថ្នាក់ B នោះគ្រាន់តែជាកូនចៅសាឡបងប៉ុណ្ណោះហើយពេលនេះពួកវាមកទាំងគ្រួសារតែម្ដងឆ្មាអវកាសមួយទៀតលោតសង្គ្រប់វីរបុរសដែលអស់កម្លាំងរបស់យើងភ្លាមហើយគាត់ត្រូវបានហែកជាចំណែកដោយក្រញាំអវកាសនោះ
នេះជាការជិះចាប់គ្មានទីបញ្ចប់ដោយប្រព័ន្ធបានប្រាប់វាជាការស្វាគមន៍ពីឋាននរកច្បាប់តែមួយនៅទីនេះគឺត្រូវស៊ូទ្រាំគ្រប់យ៉ាងនឹងយកឈ្នះឲ្យបានទោះឈឺចាស់ប៉ុណ្ណាក៏ដោយបន្ទាប់មកស៊ីឆេនក៏ភ្ញាក់ព្រឺទាំងដកដង្ហើមញាប់នឹងទៅទឹកជោកដោយញើសវាគ្រាន់តែជាសុបិនអាក្រក់ពេលវឹកហាត់ដ៏សាហាវក្នុងបន្ទប់អន្តេវិសិកដ្ឋានគាត់ប៉ុណ្ណោះប៉ុន្តែការឈឺចាប់ពីសុបិននោះហាក់ដូចជារឿងពិតជ្រាបចូលដល់ឆ្អឹងតែម្ដងគាត់ដឹងថានេះជាផ្លូវឯកោរបស់គាត់ដែលគ្មានផ្លូវកាត់ទៅរូបភាពខ្លាំងឡើយងាកមកសារប្រជុំសាកលវិទ្យាល័យក្នុងពិធីវិដំឡែកបញ្ចប់ការសិក្សាលោកនាយកកងក៏នៅទីនោះហើយមានទម្រង់មុខពុះពេញដោយល្បិចកលដូចដើមសារទាំងឡាយកំពុងនិយាយវែកញែកពីមនុស្សសំខាន់មកពីសម្ព័ន្ធសមាគមនិងមកទស្សនានេះទើបជាហេតុផលដែលច្បាប់ប្រឡងឆ្នាំនេះត្រូវផ្លាស់ប្ដូរភ្លាមៗបែបនេះ ស៊ីឆេនដឹងថារាល់ក្រុមទៅមានសមាជិក5នាក់ហើយម្នាក់ត្រូវមានចំណាត់ថ្នាក់ E ឡើងទៅនាយកកងឡើងឆាកនិយាយពីការធ្វើឲ្យការប្រឡងកាន់តែតាក់ទាញរួចប្រកាសថាចំណាត់ថ្នាក់សិស្សទាំងអស់បានបញ្ជូនទៅកាន់ខ្សែដៃរបស់ពួកគេផ្ទាល់តែម្ដងសារប្រជុំទាំងមូលបានភ្លឺឡើងភ្លាមៗជាមួយនឹងផ្ទាំងសិទ្ធិ hologram ដោយបង្ហាញបញ្ជីឈ្មោះដែលមានកងធីងនៅលើគីជាចំណាត់ថ្នាក់ D កម្រិតខ្ពស់ប៉ុន្តែមានសិស្សម្នាក់បានកត់សម្គាល់ឃើញភាពមិនប្រក្រតីយ៉ាងខ្លាំងនៅលើអេក្រង់របស់គេភ្លាមៗព្រោះនៅខាងក្រោមបំផុតស៊ីឆេនត្រូវបានចុះបញ្ជីជាចំណាត់ថ្នាក់ E កម្រិតទាបមិត្តរួមថ្នាក់របស់គេភ្ញាក់ផ្អើលខ្លាំងហើយចង់ដឹងថាហេតុអ្វីគាត់ខ្សោយម្ល៉េះហើយការនិយាយខ្សឹបសៀវក៏ចាប់ផ្ដើមគ្រប់គ្នាចាំថាគាត់ធ្លាប់ប្រឡងបានចំណាត់ថ្នាក់ C ប៉ពូរបស់កងទិញពិតជាធូរទ្រូងដោយគិតថាកំឡោះម្នាក់នេះគ្រាន់តែជាមនុស្សបោកប្រាស់សោះស៊ីឆេនបានត្រឹមសម្លឹងមើលអេក្រង់ដោយដឹងច្បាស់ថាគ្មានអ្នកណាចង់ចាប់ក្រុមជាមួយគាត់ឡើយសារដទៃទៀតកំពុងតែចំអកឲ្យគាត់ដែលបានបដិសេធសំណើរបស់កងធីងកាលពីពេលមុនកងទីងផ្ទាល់កំពុងសម្លឹងមើលដោយក្រសែភ្នែកត្រជាក់ស្រេបរីឯពូគេនាយកកងក៏កំពុងសង្កេតមើលទស្សនវិជ្ជានេះពីកន្លែងអង្គុយគាត់ដែរនាយករំនេះគិតក្នុងចិត្តថាក្មួយប្រុសខ្លួនពិតជាគួរឲ្យខកចិត្តដែលមិនចេះប្រើអំណាចដូច្នេះលោកពូក៏សម្រេចចិត្តបង្រៀនមេរៀនប្រើល្បិចដល់គេតែម្ដងពេលការប្រកាសក្រុមចាប់ផ្ដើមសិស្សទាំងអស់ក៏រត់ឆ្លេឆ្លាហើយពួកគេក៏នាំគ្នាទៅឡោមព័ទ្ធកងធីងភ្លាមដោយអង្វរសុំចូលរួមក្រុមរបស់គេស្ថានភាពការទៅវឹកវររហូតមានសិស្សម្នាក់សុកចិត្តសុំធ្វើជាឆ្កែបម្រើរបស់គេកែម្ដងមិត្តរួមក្រុមរបស់គាត់ប្រឹងរុញហ្វូងមនុស្សចេញព្រមទាំងស្រ័យប្រាប់ថាមានកន្លែងទំនេរតែមួយគត់30នាទីក្រោយមកក្រុមថ្មីសមាជិក5នាក់បានបង្កើតឡើងជាផ្លូវការពេលសិស្សផ្សេងកំពុងអបអរការបង្កើតក្រុមរបស់ស៊ីឆេនបីជាត្រូវគេទុកចោលនៅគៀនជញ្ជាំងហើយមិត្តរបស់គាត់ក៏បានបញ្ជាក់ការពិតដ៏អាក្រក់បំផុតគឺគ្មានអ្នកណាចង់ចូលក្រុមពួកគេទេមានសមាជិកត្រឹម4នាក់ពួកគេកំពុងភ័យថាមិនអាចចូលរួមប្រកួតបានព្រោះមានម្នាក់នៅតែមិនជឿថាស៊ីឆេនមានចំណាត់ថ្នាក់ទាបបំផុតក្នុងសាលាស៊ីឆេនសង្ស័យថាច្បាប់ថ្មីនេះជាចេតនាធ្វើបាបកូនបន្ទប់របស់ខ្លួនដោយដឹងច្បាស់ថាការប្រឡងនេះជាឱកាសតែមួយគត់ដើម្បីអនាគតរបស់ពួកគេផ្ទាំងរូបភាពមួយបានបញ្យល់ច្បាស់ថាសមាជិកកាន់តែច្រើនប៊ីសាច់ក៏កាន់តែច្រើនគ្មានរឿងស៊ីផុយនៅទីនេះទេដូចនេះអ្នកណាក៏រត់គេចពីពួកមានចំណាត់ដាក់ទាបដូចជាជំងឺឆ្លងដែរហើយចៃដនអីអ្នកដែលមានចំណាត់ដាក់ E ទាបបំផុតទាំង3នាក់សុទ្ធតែនៅបន្ទប់របស់ពួកគេស្រាប់តែពេលនោះមិត្តរួមបន្ទប់ម្នាក់ទទួលបានការអញ្ជើញយ៉ាងភ្ញាក់ផ្អើលក្រុមផ្សេងព្យាយាមអូសទាញគាត់ដោយឌីលមិត្តភក្តិគាត់ថាសុទ្ធតែសម្រាមចំណាត់ថ្នាក់ E ឃើញស្ថានភាពជាក់ស្ដែងបែបនេះពួកគេដឹងខ្លួនថាហៀបនឹងត្រូវគេបោះបង់និងត្រូវធ្លាក់ចេញពីការប្រកួតហើយក្រុមរបស់ពួកគេទាំងមូលកំពុងប្រឈមមុខនឹងការបាត់បង់ឱកាសចូលរួមប្រកួតតែម្ដងប៉ុន្តែគេគ្រាន់តែនិយាយពាក្យសំទោសខ្លីមួយរួចក៏បដិសេធចោលតែម្ដងដោយបដិញ្ញាមិនបោះបង់មិត្តរួមបន្ទប់របស់ខ្លួនឡើយក្រុមមួយនោះបានត្រឹមតែសាយចំអកហើយជាគេថាល្ងងដែលសុកចិត្តស្មោះត្រង់បែបនេះចំណែកឯបញ្ជីចុះឈ្មោះក្រុមកំពុងតែពេញឡើងយ៉ាងលឿនខុសពីធម្មតាដែលធ្វើឲ្យមិត្តរបស់គាត់ចាប់ផ្ដើមភ័យស្លន់ស្លោព្រោះមើលទៅពួកគេលែងមានជំរឿសទៀតហើយកំឡោះរបស់យើងគ្រាន់តែឈរស្ងៀមទឹកមុខសោះអង្គុយមើលមិនយកតតែសោះងាកមកមើលប្រធានផ្នែកការងារឯនេះវិញដែលជាសមាជិកគ្រួសារកងម្នាក់ទៀតកំពុងអង្គុយមើលសាច់រឿងទាំងមូលការគិតក្នុងចិត្តរបស់នាយកម្នាក់នេះបញ្ជាក់យ៉ាងច្បាស់ថាគាត់បានរៀបកលល្បិចទាំងអស់នេះដើម្បីទៅធ្វើបាបស៊ីឆេនតែប៉ុណ្ណោះប៉ុន្តែកំឡោះរបស់យើងមិនព្រមអន់ក្បាលនោះទេគេបានបដូរថ្នាក់ជំនាញភ្លាមនៅនឹងកន្លែងតែម្ដងពេលដែលបដូររួចរាល់គេក៏សម្រេចចិត្តថាបើពួកនោះលេងខូចគេក៏មិនញញឹតនឹងលេងខូចតវិញដែរស្របពេលនោះលោកនាយកបានប្រាប់សហការីដោយអំនួតថានៅមានវិធីផ្សេងទៀតដើម្បីបញ្ជាក់ពីភាពខ្លាំងដែលរឿងនេះធ្វើឲ្យមិត្តរបស់ស៊ីឆេនខឹងឡើងចង់ឈួតនៅឯខាងក្រោយឯណោះការពិតសាលាមានប្រពៃណីប្រកួតតតាំងមួយទល់នឹងមួយហើយពេលនេះស៊ីឆេនហ៊ាននឹងយកវាចេញមកប្រើហើយព្រោះការលេងមួយក្បាច់ចំហនេះគឺជាវិធីតែមួយគត់ដើម្បីបង្ហាញឲ្យអ្នកគ្រប់គ្នាឃើញពីធម៌ពលពិតរបស់គេមនុស្សពេញមួយសារប្រជុំដឹងយ៉ាងច្បាស់ថាគេកំពុងតែហៅឈ្មោះអ្នកណាហើយអ្នកនោះច្បាស់ជាមិនអាចបដិសេធបានឡើយចំណែកឯកងទីងបានត្រឹមញញឹមចុងមាត់ព្រោះគេគិតថានេះជាឱកាសមាសដើម្បីកំទេចក្មេងនេះជាសាធារណៈផែនការរបស់ស៊ីឆេនគឺសាមញ្ញបំផុតឲ្យតែឈ្នះការប្រកួតនេះសមាជិកទី5ច្បាស់ជារត់មកអង្វរសុំចូលក្រុមមិនខានស្រាប់តែពេលនោះមានសម្លេងស្រីម្នាក់ពីមាត់ទ្វារបន្លឺឡើងសួរថាក្រុមរបស់គេត្រូវការមនុស្សបន្ថែមទៀតឬអត់នារីសក់ទង់ដៃដ៏អាចកំបាំងម្នាក់បានប្រកាសថានាងចង់ចូលរួមក្នុងការប្រឡងបញ្ចប់ឆ្នាំនេះហើយនាងគឺជាអ្នកមានចំណាត់ថ្នាក់ D ដែលសូមធ្វើជាសមាជិកទី5របស់ពួកគេទីបំផុតបញ្ហាត្រូវបានដោះស្រាយមែនទេអេមិតរួមបន្ទប់របស់គេវិញពិតជាញាក់ផ្អើលឡើងគៀងដោយនឹកឆ្ងល់ថាតើគេទីមនុស្សនេះមកចូលរួមបានដោយរបៀបណាទៅសូម្បីតែបពពួករបស់កុងធីងក៏ភ័យវង្វេងកង្វល់ចំពោះរឿងដ៏នឹកស្មានម្ដងមួយនេះដែរចំណែកឯលោកនាយកកងវិញខឹងតតែច្របាច់ដបទឹករបស់ខ្លួនបែកខ្ទេចក្នុងកំពុងសង្កេតថ្មិញនារីម្នាក់នោះគ្រាន់តែដើររំលងទៅមុខដោយមិនខ្វល់ពីភាពវឹកវរដែលខ្លួនទើបតែបង្កើតដើមនោះឡើយសម្លេងសាប់សៀវក៏បន្លឺឡើងភ្លាមថានាងគឺជាសិស្សផ្លាស់ប្ដូរដ៏កំពូលម្នាក់ដែលមកពីចក្រភពដ៏មានឥទ្ធិពលមួយប៉ុន្តែសមាជិកគ្រួសារកងម្នាក់ទៀតដែលជាប្រធានផ្នែកការងារបានក្រោកឈរប្រឆាំងភ្លាមដោយអះអាងថាសិស្សផ្លាស់ប្ដូរដែលគ្មានចំណាត់ថ្នាក់គឺមិនត្រូវបានអនុញ្ញាតឲ្យចូលរួមខុសច្បាប់សាលាឡើយជំពេលដែលសាច់រឿងកាន់តែស្មុគស្មាញលោកនាយកសាលាក៏ស្រាប់តែបញ្ជូនខ្លួនមកដល់ហើយហាក់ដូចជាកំពុងកាន់ជើងគ្រួសារកងរឿងនេះធ្វើឲ្យលោកប្រធានផ្នែកការងារភ័យចង់លោះព្រលឹងទៅហើយមេធំប្រចាំសាលាមកដល់ហើយណា
លោកនាយកសាលាក៏បានស្ដីបន្ទោសនារីសក់ទុំដៃឈ្មោះលីងយូភ្លាមៗពីបទលោកដៃជុកកិច្ចការផ្ទៃក្នុងរបស់សាលាហ៊ូបារបស់ស៊ីឆេនចាប់ដើមគិតញាប់ស្មេព្រោះថ្នាក់អ្នកចាំបាំងធម្មតាមិនគួរណាចេះវិជាបញ្ជូនខ្លួនបែបនេះសោះតាស្កៅម្នាក់នេះខំអួតប្រាប់គេពីភាពយុត្តិធម៌តែលីងយូបែរជាញញឹមចុងមាត់ហាក់ដូចជានាងដឹងរឿងកំបាំងអ្វីមួយដែលតានោះមិនដឹងចឹងដោយបើប្រជំនាញសង្កេតរបស់ខ្លួនស៊ីឆេនក៏សម្លឹងមើលទៅមុខកាន់តែច្បាស់តែលទ្ធផលគឺកម្រិតថាមពលរបស់អ្នកទាំងពីរសុទ្ធតែមើលមិនយល់ទាល់តែសោះពួកគេទាំងពីរពិតជាបិសាចមែនតែប្អូនប្រុសរបស់លោកនាយកងចាប់ផ្ដើមលិតស្បែកជើងភ្លាមៗដោយសរសើរពីការគោរពច្បាប់របស់នាយកសាលាចំណែកលោកនាយកសាលាក៏បានបើកឆាកថ្លែងសន្ទរកថាយ៉ាងកងរំពងអំពីបេសកកម្មដ៏ថ្លៃថ្នូររបស់សាលាដោយចាត់ទុកការប្រឡងនេះជាប្រពៃណីដ៏ពិសិដ្ឋដែលជាផ្លូវកែប្រែអនាគតសិស្សានុសិស្សគ្រប់រូបតែមួយសន្ទុះក្រោយមកគាត់ក៏ទម្លាក់គ្រាប់បែកតែម្ដងដោយសួរថាតើសាលាគួរទទួលខុសត្រូវដែរទេបើមានកត្តាពិសេសណាមួយមករារាំងឱកាសរបស់សិស្សនោះសម្ដីនេះធ្វើឲ្យប្រធានផ្នែកការងារបែកញើសពាន់គ្រាប់ពូតព្រោះដឹងខ្លួនថាត្រូវគេចាប់កុហកបានហើយគាត់ដឹងច្បាស់ថាការលេងសាច់ដុំមួយកដានេះគឺច្បាស់ជាដើម្បីជួយស៊ីឆេនហើយដោយនេះគាត់ក៏សម្រេចចិត្តមិនបន្ថយឲ្យព្រមដកថយទៅវិញយ៉ាងលឿនគាត់បានខ្សឹបប្រាប់កងធីនក្នុងចិត្តថាពេលនេះឯងត្រូវរឹងមាំខ្លួនឯងហើយតែយ៉ាងណាក៏ត្រូវតែកំទេចក្រុមសម្រាមរបស់ស៊ីឆេននៅខាងទៅបានតែនៅចំពោះមុខអ្នកគ្រប់គ្នាគាត់បែរជាលេងល្បិចបិទបាំងកំហុសដោយចោទថាការិយាល័យរបស់ខ្លួនមានការធ្វើប្រហែសទៅវិញបន្ទាប់មកគាត់ក៏ប្រកាសដកច្បាប់នោះចេញដោយអនុញ្ញាតឲ្យគ្រប់ក្រុមទាំងអស់អាចចុះឈ្មោះបានដែលនេះគឺរុះរើល្បិចរបស់គាត់ចោលទាំងស្រុងតែម្ដងត្រឹមតែមួយប្រព្រឹត្តភ្នែកក្រុមរបស់ស៊ីឆេនក៏បានបង្កើតឡើងជាផ្លូវការមិត្តរួមបន្ទប់របស់គេសប្បាយចិត្តហួសថ្លែងដែលទីបំផុតពួកគេមានឱកាសហើយក៏បានតែងតាំងគេជាប្រធានក្រុមតែម្ដងចំណែកនាយកសាលាឯនោះវិញក៏សង្កេតឃើញថាចំណាប់អារម្មណ៍របស់លីងយូមកលើស៊ីឆេនគឺពិតជាខ្លាំងជាងអ្វីដែលគាត់បានគិតទុកឆ្ងាយណាស់ទីបំផុតសង្វៀងប្រយុទ្ធក៏បានចាប់ផ្ដើមក្រុមខ្លាំងរបស់កងធីងត្រូវប៉ះជាមួយក្រុមបាតារាងរបស់ស៊ីឆេនដោយមានលោកនាយកសាលាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចង់ដឹងថាពួកគេនឹងរើសយកគុកងងឹតមួយណាយកមកប្រកួតពិធីករឡើងមកដល់ហើយវាជាពេលដែលប្រធានក្រុមត្រូវរើសគូហាបេសាចការជ្រើសរើសមួយបានលោតឡើងភ្លាមៗធ្វើឲ្យពិធីករភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់គ្នាកំពុងតែជ្រួលច្បល់ព្រោះក្រុមរបស់ស៊ីឆេនទើបតែបានជ្រើសរើសរួចពេលឃើញជំរឿននោះភ្លាមមនុស្សពេញមួយសាលស្រឡាំងកាំងតែម្ដងសមាជិកក្រុមរបស់គេចាប់ទាននឹងអង្វរឲ្យបដូរចិត្តតែស៊ីឆេនគ្រាន់តែសម្លឹងទៅវិញយ៉ាងស្ងៀមស្ងាត់និងមើលទៅគួរឲ្យខ្លាចបំផុតការពិតទៅការប្រឡងនេះគឺជាការប្រយុទ្ធជាក់ស្ដែងក្នុងគុកងងឹតតែម្ដងច្បាប់គឺងាយសម្រាប់គ្រប់យ៉ាងសម្រាប់មេកុយនិងត្រូវធ្វើឲ្យលឿនបំផុតហើយជាការពិតណាស់គុកងងឹតកាន់តែពិបាកពិន្ទុរបស់អ្នកក៏កាន់តែគុណឡើងខ្ពស់ដូចគ្នាការប្រយុទ្ធកម្រិត E ដ៏ល្អអាចទទួលបាន100ពិន្ទុដើម្បីចូលហ្គីលដោយស្វ័យប្រវត្តិអ្នកដែលបាន MVP នឹងទទួលបានតំណែងគ្រប់គ្រងនិងប្រាក់រង្វាន់$1 លានពិតជាមិនធម្មតាទេសិស្សទាំងឡាយកំពុងនិយាយពីកំណត់ត្រាសាលាគឺ90ពិន្ទុគ្រប់គ្នាជឿថាក្រុមរបស់កងទីងនឹងអាចបំបីកំណត់ត្រានេះបានស្របពេលនោះកងដៃរបស់សិស្សម្នាក់ទៀតក៏បានលោតការជូនដំណឹងឡើងមកគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញវាដោយក្រុមរបស់ស៊ីឆេនដែរតែក្រោយមកគេឃើញជំរឿសនោះគឺគុកហាបិសាចកម្រិត D ទៅវិញអេក្រង់បានបញ្ជាក់ថាក្រុមតួឯកយើងបានជ្រើសរើសយកគុកងងឹតកម្រិត D សៅតែមូលផ្ទុះភាពភ្ញាក់ផ្អើលព្រមដែលមានសិស្សណាហ៊ានសាក់លបងគុកហាកម្រិត D ឡើយមិត្តភក្តិរបស់គេស្ទើរតែឈួតទៅហើយដោយស្រែកដាក់ស៊ីឆេនពីជំរឿសដ៏ឈួតលីលាមីមិត្តរួមក្រុមម្នាក់ទៀតដួលទាំងអស់សង្ឃឹមដោយគិតថាខ្លួននៅជាមួយមនុស្សឈួតហើយកងដៃក៏បញ្ជាក់ថាគូហាបិសាចកម្រិត D គឺមិនអាចដកវិញបានឡើយមិត្តរបស់គេនៅតែបន្តអង្វរដោយរំលឹកពីភាពគ្រោះថ្នាក់នៃកម្រិត D តែស៊ីឆេនគ្រាន់តែសម្លឹងដោយកែភ្នែកទៅចាក់ស្រេបហើយប្រាប់ថាគេបានគិតរួចហើយប្រព័ន្ធក៏បានប្រកាសថាកងទិញក៏បានរើសគុកងងឹតកម្រិត D ដែរដោយដាក់ក្រុមខ្លួនក្នុងការប្រឈមដល់គ្រោះថ្នាក់នេះធ្វើឲ្យសិស្សទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះការប្រកួតកម្រិត D ពីរក្រុមគឺជារឿងកម្រណាស់ក្រុមរបស់កងធីងគ្រាន់តែអង្គុយធម្មតានៅធ្វើមុខឌឺដងយ៉ាងខ្លាំងអំពីរឿងនេះសមាជិកក្រុមគេម្នាក់បានចំអកថាក្រុមរបស់ស៊ីឆេនគ្រាន់តែសម្ដែងដើម្បីតាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះព្រោះពួកគេនៅលំដាប់ចុងក្រោយគេស្រាប់ទៅហើយនាងគ្រាន់តែចាំមើលក្រុមដ៏កំសត់នេះបែកបាក់គ្នាដោយឯកឯងត្រឡប់មកទូឯកយើងវិញមិត្តគេកំពុងសម្លឹងមើលដោយភាពភ័យខ្លាចបានរលាកបាត់ទៅហើយព្រោះគេបានឃើញអូរ៉ាដ៏ខ្លាំងក្លានឹងការបដិញ្ញាចិត្តយ៉ាងពិតប្រាកដចេញពីស៊ីឆេនគ្រប់ពេលនោះគេហាក់ដូចជាយល់ពីផែនការនេះដូច្នេះគេក៏ចុចយល់ព្រមលើកងដៃដោយបដិញ្ញាថានឹងតាមគេរហូតដល់ទីបញ្ចប់អ្នកផ្សេងទៀតក៏យល់ព្រមតាមភ្លាមៗដោយគិតថាគួរតែសាក់លបងឲ្យអស់ដៃម្ដងឥឡូវនេះសល់តែម្នាក់ប៉ុណ្ណោះដែលកំពុងតែភ័យខ្លាំងកាលពីអំបញ្ញមិញដែលពេលនេះកំពុងត្អូញត្អែថាមេកន្លែងស្នាក់នៅមិនអាចជាអ្នកយល់ព្រមចុងក្រោយគេនោះទេមុនពេលតាប៊ូតុងនោះខ្លួនឯងរួចស្រែកថាតោះយើងលេងឲ្យកក្រៅម្ដងសារប្រព័ន្ធក៏លោតឡើងជាផ្លូវការឲ្យក្រុមរបស់ស៊ីឆេនបានសម្រេចយកកោះហាកម្រិត D ដោយមានសមាជិកនៅគាំទ្រពីក្រោយគេក៏ងាកមកមើលពួកគេបានសុំទោសសម្រាប់ជំរឿនដ៏ឈួតលីលានេះតែសារភាពថាគេចង់បាន MVP ភ្នែករបស់គេកំពុងឆេះឈួរដោយភ្លើងសន្ទុះពេលប្រាប់ពីគោលដៅនេះដោយសារតែពួកគេចូលរួមទាំងអស់គ្នាទៅហើយពួកគេគួរតែយកបន្ទុកឲ្យបានខ្ពស់បំផុតតែម្ដងនៅសាមកខាងទៀតកងធីងក្រោកឈរប្រកាសថាតំណែង MVP គឺជារបស់គេតែម្នាក់គត់តែស៊ីឆេនគ្រាន់តែសម្លឹងទៅវិញដោយមិនខ្វល់នឹងការគំរាមនោះឡើយគណៈកងទីមបញ្ចេញអូរ៉ាងងឹតវិញទំហឹងដោយអះអាងថាអ្នកខ្លាំងបំផុតមានតែម្នាក់គត់មើលពីចំហៀងលីងយូមានអារម្មណ៍រំភើបដោយគិតថានាងមិនដែលឃើញកងទីងខឹងបែបនេះសោះឥឡូវនេះការប្រកួតប្រជែងរបស់ពួកគេបានក្លាយជារឿងសាធារណៈឲ្យសិស្សតែមួយបានឃើញនាយកសាលាដែលសម្លឹងពីលើគ្រាន់តែញញឹមនឹងមហិច្ឆតាយុវវ័យរបស់ពួកគេតែលីងយូគិតថាស៊ីឆេនកំពុងវង្វេងដោយយល់ថាផែនការគេមិនអាចទៅរួចសម្រាប់កម្រិតពួកគេទេហើយក្រាហ្វិកក៏បង្ហាញថាគូហាកម្រិត D មានការគុណបន្ទុកយ៉ាងច្រើនសន្ធឹកសូម្បីតែនាយកសាលាក៏លួចគិតថាវាជាយុទ្ធសាស្ត្រដ៏អាក្រក់បំផុតសម្រាប់កម្លាំងក្រុមរបស់ពួកគេដែរ
ដោយសល់ពេលត្រឹមកន្លះខែទៀតមុនការប្រឡងគឺពេលវេលាពិតជាខ្លីខ្លាំងណាស់ គណៈសិស្សដតីកំពុងហ្វឹកហាត់ការឡើងលេវ៉ានានីតិចុងក្រោយគឺជារឿងរវីប៉ុណ្ណោះដូច្នេះបរិសុទ្ធចំណាស់សង្ឃឹមថាក្រុមរបស់ស៊ីឆេនយ៉ាងហោចណាស់អាចតស៊ូបានល្អដែរកាត់មក17ថ្ងៃមុនការប្រឡងក្រុមតួឯកយើងបានដួលដេកអស់កម្លាំងលើទីលានរត់ទៅហើយ មិត្តគេកំពុងតែក្តៅក្រហាយដោយត្អូញត្អែរថាអ្នកផ្សេងទៀតកំពុងតែហ្វឹកហាត់ជំនាញពិតប្រាកដរបស់ពួកគេអស់ហើយ តែវិធីហ្វឹកហាត់ដ៏ឆ្លាតវៃរបស់ស៊ីឆេនគឺលេងគប់បាល់និងរត់ល្បឿនព្រោះនោះជាវិធីសម្រាប់បិសាច ស៊ីឆេនបានបញ្យល់យ៉ាងច្បាស់ដោយចាត់ទុកការហ្វឹកហាត់ប្រយុទ្ធនិមិត្តទាំងអស់ថាជាទ្រឹស្ដីឥតន័យប៉ុណ្ណោះគេប្រាប់ពួកគេថាក្នុងគុកងងឹតពិតប្រាកដភាពភ័យខ្លាចជាអ្វីដែលសម្រាប់អ្នកមិនមែនក្បាច់ប្រយុទ្ធតាមសៀវភៅនោះទេ ព្រោះពេលអ្នកប្រឈមមុខជាមួយសត្វចម្លែកដែលបើកមាត់ធំមានតែសភាវគតិប៉ុណ្ណោះដែលអាចជួយអ្នកបានគេបញ្យល់ថាការរត់ទាំងអស់នេះគឺដើម្បីពង្រឹងសភាវគតិរស់រានមានជីវិតនោះឯង គឺថាការហ្វឹកហាត់របស់សាលាគឺជារឿងកំ pl ែងការរីកចម្រើនពិតប្រាកដកើតឡើងតែក្នុងគូហបិសាចជាក់ស្ដែងប៉ុណ្ណោះ តែជាការពិតណាស់មានតែសិស្សវរជនពិសេសប៉ុណ្ណោះដែលអាចចូលហ្វឹកហាត់កន្លែងបែបនេះបាន យើងឃើញក្នុងការរំលឹកថាកូនអ្នកមានអាចកាប់បិសាចជាពីរយ៉ាងងាយដោយប្រើសិទ្ធិពិសេសរបស់គេដើម្បីបង្កើនគម្លាតធម៌ពលនិងបន្តឈរនៅចំណាត់ថ្នាក់កម្ពុជារហូត ហើយអាមួយនេះវារស់នៅលើកណោទ្របតាំងពីថ្ងៃដែលវាកើតមកម្លេះកើតមកមានអំណាចដែលអ្នកដទៃមិនអាចប៉ះបានក្នុងមួយជីវិតយុទ្ធធម៌ណាស់មែនទេមិត្តភ័ក្តិរបស់គេក៏ស្រែកសួរសំណួរដ៏សំខាន់បំផុតចុះអ្នករកខ្សត់ត្រូវធ្វើយ៉ាងណាទៅចម្លើយរបស់ស៊ីចេនគឺសាមញ្ញបំផុតយកពិន្ទុឲ្យបានខ្ពស់បំផុតហើយបំបីប្រព័ន្ធវណ្ណៈនេះចោលទៅមិត្តរួមក្រុមពាក់វ៉ែនតានេះដឹងថាការវាយតម្លៃនេះគឺជាឱកាសតែមួយគត់ដើម្បីផ្លាស់ប្ដូរជោគវាសនារបស់ពួកគេ ហើយសម្រាប់ស៊ីឆេនដែលព័ទ្ធជុំវិញដោយបិសាចផ្ទាល់ខ្លួននេះក៏ជាឱកាសល្អបំផុតរបស់គេដែរ ដោយការភ្នែកពោពេញដោយភ្លើងគេសន្យាជាមួយក្រុមថាពួកគេច្បាស់ជាឈ្នះការប្រកួតនេះមិនខានបន្តមកនៅសល់15ថ្ងៃទៀតហើយស៊ីចេនកំពុងតស៊ូជាមួយខ្លាខិនក្នុងប៉មវេទមន្តនៃក្តីស្រមៃមួយប៉ុន្តែការហ្វឹកហាត់នេះមិនមែនលេងសើចទេព្រោះគេត្រូវសាកសាហាវមួយវាយកំតិចយ៉ាងដំណំគេរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយទៀតពីពេលវេលាខិតមកដល់ត្រឹម10ថ្ងៃចុងក្រោយទន្ទឹមនឹងនោះក្នុងការពិតការហ្វឹកហាត់យ៉ាងខ្លាំងរបស់ក្រុមគេគ្រាន់តែជាការរត់ជុំវិញទីលានប៉ុណ្ណោះខណៈពេលពួកគេកំពុងរត់ស៊ីចេនត្រូវឆ្មាស់អវកាសវាយឡើងតុសាច់នៅសល់5ថ្ងៃទៀតស៊ីចេននៅតែបន្តប្រឹងប្រែងក្នុងប៉មវេទមន្តនោះដដែល ចំណែកការហ្វឹកហាត់របស់ក្រុមគេគ្រាន់តែជាការអវងប៉ុណ្ណោះពីថ្ងៃមុនការប្រកួតកំឡោះរបស់យើងមើលទៅដូចតែឆ្លងកាត់នរកយ៉ាងចឹង ប៉ុន្តែគេទទួលបានការឡើងកម្រិតជាការបញ្ជាក់ឥឡូវគេជាឃាតកររន្ទះទៅហើយនៅថ្ងៃចុងក្រោយដែលប្រឡាក់ពេញដោយឈាមគេប្រកាសថាការប្រយុទ្ធពិតប្រាកដទើបតែចាប់ផ្ដើមទេ ទីបំផុតថ្ងៃវេតម្លៃក៏មកដល់ហើយមនុស្សយន្តតូចដ៏រីករាយមួយបានស្វាគមន៍សិស្សទាំងអស់ចំណែកស៊ីចេនក៏ត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅក្នុងគុកមងឹតនោះ ក្រុមទាំងមូលដើរតាមច្រករបៀងដោយមើលទៅផ្ដោតអារម្មណ៍ខ្លាំងដូចជាក្រុមពីសកម្មអត្តឃាត សម្លេងប្រកាសមួយមកលើឡើងថាការវិតម្លៃចាប់ផ្ដើមជាផ្លូវការខណៈទ្វារវេទមន្តចាប់ផ្ដើមបើក ខាងក្រៅអគាររដ្ឋបាលនោះភ្ញៀវកិត្តិយសធំៗកំពុងតែបន្តបន្ទាប់មកដល់នាយកសាលានៅទីនោះដើម្បីស្វាគមន៍ប្រធានគង់យ៉ាងស្និទ្ធស្នាលបំផុតដែលគាត់គឺជាឪពុករបស់គង់ទីងជាសហស្ថាបនិកនៃសមាគមអធិរាជសិស្សទាំងអស់កំពុងសម្លឹងមើលពីបង្អួចទាំងចង់ឃើញបុគ្គលដ៏អស្ចារ្យនេះ ប៉ុន្តែបន្ទាប់មកឡានលីម៉ាស៊ីនមួយមកដល់ហើយអ្នកគ្រប់គ្នាឆ្ងល់ថានរណាអាចសំខាន់ជាងនេះស្រាប់តែបុរសម្នាក់សិតសក់ទៅក្រោយយ៉ាងស្អាតចុះពីឡាន គឺ Carl Cavendish អនុប្រធានសម្ព័ន្ធសមាគមពិភពលោកទាំងមូលសិស្សទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះគឺជាអ្នកលេងកម្រិតពិភពលោកពិតៗ ភ្លាមនោះទើបយល់ថាហេតុអីសន្តិសុខតឹងរឹងម្លេះព្រោះនេះជាឱកាសដ៏កម្រក្នុងមួយជីវិត អ្នកណាក៏ដឹងថាគ្រាន់តែពួកគាត់ចាប់អារម្មណ៍ក៏អាចផ្លាស់ប្ដូរជីវិតពួកគេបានដែរហើយអ្នកប្រកាសក៏បង្ហាញពីតួលេខការប្រកួត 184អ្នក28ក្រុមប្រយុទ្ធដើម្បីអនាគតភ្ញៀវកិត្តិយសទាំងអស់ទទួលបានរបាយការណ៍ ក្រុមពីរជ្រឹងជ្រើសរើសកម្រិតសុវត្ថិភាពប៉ុន្តែពីរក្រុមហ៊ានយកចំណាត់ថ្នាក់ D ហើយ Secret ថ្មីនេះសួរភ្លាមៗពីភាពឈួតលីលានៃជំរើសនោះ នាងសួរនាយកថាតើបានព្រមានក្មេងៗទេថាចំណាត់ថ្នាក់ D ជាកន្លែងដែលអ្នកជំនាញទៅស្លាប់ គាត់ថាថាបានប្រាប់រួចហើយព្រោះសោះភាគច្រើនស្ទើរតែតទល់នឹងបិសាចចំណាត់ថ្នាក់ F មិនរួចផង យើងក៏លេចមើលការសាកល្បងចំណាត់ថ្នាក់ F សិស្សម្នាក់កំពុងបាញ់សត្វ Salamander ដែលមើលទៅគួរឲ្យអស់សំណើច សូម្បីតែមេក៏ជាឧបសគ្គសម្រាប់ក្រុមទាំងមូលទៅហើយប៉ុន្តែនៅក្នុងរូបក្នុងចំណាត់ថ្នាក់ E បិសាចគ្រប់ក្បាលសុទ្ធតែខ្លាំងដូចមេរបស់ចំណាត់ថ្នាក់ F អញ្ចឹង កន្លែងនោះពោពេញតែដោយសារពីងកន្ទុយដែលគួរឲ្យខ្លាចធ្វើឲ្យសិស្សម្នាក់ភ័យញាក់ខ្លួនពេលដឹងថាចំណាត់ថ្នាក់ E គឺមិនអាចទៅរួចបាត់ទៅហើយ ត្រឡប់មកបន្ទប់ទស្សនាវិញ Secret សួរអំពីវិធានការសុវត្ថិភាពសម្រាប់សិស្សទាំងអស់នោះនាយកក៏ឆ្លើយតបបែបផ្លូវការអំពីធនធានដ៏មានតម្លៃដោយសន្យាថាពួកគេមានអ្នកយាម បុគ្គលិកប្រដាប់អាវុធទាំងនេះប្រចាំការនៅគ្រប់ទ្វារវេទមន្តត្រៀមខ្លួនចូលជួយប្រសិនបើមានគ្រោះថ្នាក់ បន្ថែមពីនេះកងដៃសិស្សគ្រប់រូបមានប៊ូតុងសង្គ្រោះបន្ទាន់សម្រាប់គេចខ្លួនយើងបានឃើញសិស្សម្នាក់ចុចបោះបង់អនាគតរបស់គេភ្លាមនៅនឹងកន្លែងតែម្ដង ក្រុមរបស់គេទាំងមូលត្រូវបានបញ្ជូនចេញមកជាមួយពន្លឺពណ៌ក្រហមយំសោកស្ដាយយ៉ាងខ្លាំងចំពោះកន្លែងក្នុងសមាគមនេះ ទោះជាយ៉ាងណា Secret ហាក់បីដូចជាចាប់អារម្មណ៍ដោយកត់សម្គាល់ថាមាន2ក្រុមនៅតែជ្រើសរើសយកចំណាត់ថ្នាក់ D ប៉ុន្តែនាយកត្រឹមតែញញឹមចំមាត់ថានិយាយថាគាត់ចង់ដឹងថាពួកគេអាចទប់ទល់បានប៉ុន្មាននាទីទៅ នៅលើអេក្រង់ផ្សាយផ្ទាល់ក្រុមមួយកំពុងតស៊ូកាត់ព្រិលហើយគាត់គ្រាន់តែរងចាំមើលពួកគេបោះបង់តែប៉ុណ្ណោះ បន្ទាប់មកក្រុមរបស់ស៊ីចេនបានចូលទៅក្នុងរូងភ្នំដែលជាកំពូលព្រៃតកកដ៏ធំហើយការស្វាគមន៍ដំបូងរបស់ពួកគេគឺជាសត្វស្វាព្យុះខ្មោច វាមើលទៅគួរឲ្យខ្លាចដូចឈ្មោះអញ្ចឹងស៊ីចេនប្រាប់ក្រុមយ៉ាងលឿនពីសត្វព្រៃនៅទីនោះថាវាលឿនហោះហើរនិងចូលចិត្តវាយប្រហារជាក្រុម ហើយស្របពេលនោះសម្អោរដ៏ធំមួយក៏ធ្លាក់មកលើពួកគេក្នុងព្រិល ហ្វូងសាព្យុះទាំងនេះហោះស្រែកលន់ពេញមេឃធ្វើឲ្យមិត្តរបស់គេភ័យស្លន់ស្លោគិតថាពួកគេច្បាស់ជាស្លាប់មិនខាន
ការវាយប្រហារដំបងបានធ្វើឲ្យមិត្តរួមក្រុមម្នាក់ហោះខ្ទាតចេញខណៈម្នាក់ទៀតដួលអុកព្រិលដោយសារល្បឿនដ៏លឿននោះ សូម្បីតែអ្នកដែលអះអាងថាជាមេអន្តរសិកដ្ឋានក៏ស្ទើរតែមិនអាចគេចផុតពីកញ្ញាំនោះដែរហើយក្រុមទាំងមូលភ្ញាក់ផ្អើលដែលពួកគេមិនទាន់ស្លាប់ការវឹកហាត់បានជួយពួកគេ ប៉ុន្តែបន្ទាប់មកបិសាចមេក្បាលបានធ្លាក់ចូលយ៉ាងខ្លាំងហើយមិត្តរបស់គេឈោមមើលតែមិនគួរឲ្យជឿព្រោះស៊ីចេនទើបតែកំចាត់មេហ្វូងនោះតែម្នាក់ឯងក្នុងពន្លឺរន្ទះ គេងាកមកប្រាប់ក្រុមឲ្យនៅស្ងៀមហើយព្យាយាមកុំឲ្យស្លាប់ដោយប្រកាសជាមួយនឹងថាមពលរន្ទះថាគេនឹងដោះស្រាយពួកវាទាំងអស់ដោយខ្លួនឯងមិត្តរួមក្រុមរបស់គេកំពុងគិតយកប្រាណយ៉ាងត្រដាប្រដួលចំណែកឯមេអន្តរសកដ្ឋានវិញត្រូវគេវាយខ្ទាតទៅបុកនឹងដើមឈើយ៉ាងដំណំពេលនោះហើយទើបគេយល់ថាការវឹកហាត់មិនមែនដើម្បីវាយប្រហារទេគឺដើម្បីតែការរស់រានមានជីវិតប៉ុណ្ណោះគេក៏ទើបតែដឹងខ្លួនឯងច្បាស់ថាកន្លងមកគេមិនមែនជាមេកើយរបស់អ្នកណាទាំងអស់ ស្របពេលនោះស៊ីឆេនកំពុងវាយសម្រុកតែម្នាក់ឯងចន្លោះហ្វូងបិសាចតែពួកវាបន្តសម្រុកចូលមកដោយទឹករលក ការវាយប្រហារដោយរន្ទះរបស់គេកាប់ឆ្ការហ្វូងសត្រូវយ៉ាងសាហាវខណៈដែលគេហត់ឡើងលើអាកាសដើម្បីបញ្ចប់ការប្រយុទ្ធនេះតែម្ដងមេអន្តរសកដ្ឋានកំពុងតែផាំងស្មារតីពេលបានឃើញធម្មពលពិតប្រាកដរបស់ស៊ីឆិនហើយកំឡោះយើងកំពុងបញ្ចេញធម្មពលពេញទំហឹងមើលទៅលែងដូចសះហើយគឺដោយកំពូលអ្នកប្រយុទ្ធខណៈរន្ទះរបស់គេឆក់ហ្វូងបិសាចដូចជាផ្កាភ្លឹងមរណៈដ៏ស្រស់ស្អាតកិត្តិយសរបស់គេត្រូវរលាយបាត់អស់រលីងពេលដឹងថាខ្លួនឯងត្រូវគេទុកចោលឲ្យនៅឆ្ងាយដាច់ស្រយាល តែពេលកំពុងកើតមិត្តរួមក្រុមម្នាក់ក៏ឃើញស្វាវិជ្ជាមួយទៀតហោះចុះមកលួចវាយប្រហារ មេអន្តរសកដ្ឋានក៏ប្រតិកម្មតន់ដោយចាប់ក្រញាំបិសាចនោះជាប់ក៏ដាប់ដៃគេស្រាប់តែបញ្ចេញពន្លឺធម្មពលភ្លើងយ៉ាងសន្ធោសន្ធៅគេស្រែកថាពួកគេមិនអាចធ្វើជាបន្ទុកពឹងផ្អែកទៅលើស៊ីឆេននោះទេដែលនេះបានដាស់ស្មារតីមិត្តរួមក្រុម2នាក់ទៀតនេះគឺជាការប្រឡងរបស់ពួកគេដែរដូច្នេះមេអន្តរសកដ្ឋានសម្រេចចិត្តថាដល់ពេលត្រូវឈប់ធ្វើជាទូបន្ទាប់បន្សំហើយងើបឡើងប្រយុទ្ធហើយដោយមានកម្លាំងចិត្តមិត្តរួមក្រុមម្នាក់ទៀតបញ្ចេញធម្មពលពណ៌បៃតងហៅវលើចេញពីដីព្រិលមកចាប់ចងពួកបិសាច វេទមន្តរបស់គេពិតជាមានប្រសិទ្ធភាពដោយទាញទម្លាក់បិសាចមួយពីលើអាកាស តែបិសាចមួយដែលធំជាងបានហៃវល់ទាំងនោះដាច់ខ្ទេចដូចជាក្រដាសសើម ឯអ្នកប្រើវាទមុនបានត្រឹមឈោគៀងព្រោះការវាយប្រហារដ៏ខ្លាំងរបស់គេមិនអាចធ្វើឲ្យវាបានសោះ ដូច្នេះមករួមក្រុមពាក់វ៉ែនតាក៏ចេញមុខបាញ់វេទមន្តទឹកកកដាក់បិសាចហើយស្រែកថាគេបានបន្ថយល្បឿនវាដើម្បីរងចាំការវាយប្រហារបន្តចំណែកអ្នកប្រើវ៉លលើក៏ត្រៀមខ្លួនសម្រាប់ជុំទី2 ខាងពលរបស់ពួកគេបញ្ចូលគ្នាបង្កើតជាទ្រង់ទឹកកកដ៏ល្អឥតឆោះទុកឱកាសឲ្យមេអន្តរសកដ្ឋានហក់ចូលជាមួយនឹងដុំភ្លើងដើម្បីបិទបញ្ចប់មេអន្តរសកដ្ឋានវាយប្រហារយ៉ាងអស្ចារ្យដោយបាញ់គ្រាប់កំភ្លើងការវាយប្រហារនោះបង្កើតបានជាបន្ធូរភ្លើងយ៉ាងសន្ធោសន្ធៅតែបិសាចនោះគ្រាន់តែស្រែកហើយរត់ទម្លុះអណ្ដាតភ្លើងដោយមិនសូវរងរបួសសោះដោយដឹងថាសត្រូវស្បែកស្វិតគេក៏បន្តបាញ់ដុំភ្លើងជាបន្តបន្ទាប់បង្កើតជាបន្ទុះតូចៗចំតួខ្លួនបិសាចនោះពេញទំហឹងស្របពេលនោះអ្នកប្រាវ៉លកំពុងប្រឹងទប់វេទមន្តរបស់ខ្លួនសឹងតែដាច់សរសៃឈាមទៅហើយ ហើយកំឡោះពាក់វ៉ែនតាក៏អស់កម្លាំងរលីងដែរដូច្នេះមេអន្តរសិកដ្ឋានក៏សម្រេចចិត្តប្រើកម្លាំងចុងក្រោយប្រមូលផ្ដុំខ្យល់គូភ្លើងដ៏ធំ មុខរបស់គេប្រឹងស្រែកបញ្ចេញធម្មពលចុងក្រោយការវាយប្រហារផ្ដាច់ព្រាត់នេះផ្ទុះឡើងដូចគ្រាប់បែកនុយក្លេអ៊ែរកំទេចគោលដៅគ្មានសល់ក្រោយពីតស៊ូយ៉ាងយូរមនុស្សយន្តតូចមួយក៏ប្រកាសយ៉ាងរីករាយថាពួកគេទើបតែសម្លាប់បិសាចបានមួយក្បាលគត់ពួកគេទាំង3នាក់ដួលជ្រងាងអបអរសាទរជ័យជំនះលើបិសាចកម្រិត D មួយក្បាលនោះហាក់ដូចជាទើបឈ្នះសង្គ្រាមចំណែកស៊ីឆេនឈើមើលពួកគេពីចម្ងាយដោយការគិតពួកគេកំពុងនាំគ្នាមើលរបបដែលធ្លាក់មកគឺឆ្អឹងម្រាមដៃមួយអបអរសាទរទាំងអស់គ្នាហើយមេអន្តរសិកដ្ឋានដែលអស់កម្លាំងរលីងនោះប្រឹងធ្វើរៀងសង្ហាប្រាប់ថាវាមិនលំបាកនោះទេខណៈដែលសៃឆេនឈរពីលើពួកគេមនុស្សយន្តក៏ប្រកាសថាបិសាចផ្សេងទៀតត្រូវគេសម្លាប់អស់ហើយត្រឡប់មកបន្ទប់បញ្ជាវិញនាយកសាលាកំពុងតែខឹងសឹងដាច់សរសៃឈាមព្រោះវីដេអូបង្ហាញថាសិស្សអន់ទាំងនេះអាចសម្លាប់បិសាចកម្រិត D បានមែនយ៉ាងណាមិញភ្ញៀវកិត្តិយសធំកំពុងតែអង្គុយមើលដោយស្ងៀមស្ងាត់រហូតតតែបរិសុទ្ធសក់ស្វ័យម្នាក់និយាយថាសិស្សម្នាក់កំពុងធ្វើបានល្អខ្លាំងណាស់នៅលើកញ្ចក់អេក្រង់ភ្ញៀវសក់ស្វ័យម្នាក់នោះនៅតែបន្តតាមដានវីដេអូរបស់ស៊ីឆេនគេក៏សង្កល់ឃើញថាកំឡោះយើងមានមុខមាត់ដូចញាក់ស្គាល់គ្នាចាស់ហើយក៏សម្រេចចិត្តចងចាំឈ្មោះស៊ីឆេនភ្លាមតែម្ដងប៉ុន្តែប្រធានកងមើលទៅមិនសូវសប្បាយចិត្តនឹងការចាប់អារម្មណ៍នេះទេចំណែកនាយកសាលាកំពុងតែបែកញើសប៉ុនក្រពូតប្រឹងសម្រួលស្ថានភាពហើយប្រញាប់បដូរប្រធានបទដោយចង្អុលបង្ហាញក្រុម D មួយទៀតដែលបានទៅដល់ចំណុចកណ្ដាលនៅលើកញ្ចក់អេក្រង់របស់ពួកគេក្រុមមួយកំពុងវាយកំទេចពួកបិសាចយ៉ាងរលូនឥតខ្ចោះ Secret ពិតជាកោតសរសើរមែនដោយនិយាយថាការសហការរបស់ពួកគេស្មើនឹងក្រុមអ្នកប្រមាញ់អាជីពទៅហើយបរិសុទ្ធសក់ស្វ័យក៏ងក់ក្បាលយល់ស្របហើយទទួលស្គាល់ថាសិស្សបញ្ចប់ការសិក្សាឆ្នាំនេះពិតជាមិនធម្មតាទេនាយកសាលាក៏ញញឹមរើសមុខធ្វើហាក់បីដូចជានេះជាផែនការរបស់គេតាំងពីដំបូងពេលដែលយើងឃើញក្រុមមួយនេះកំពុងតទល់នឹងបិសាចផ្សិតពុលកម្រិត D នារីម្នាក់កាន់អាវុធដូចហ្គីតាបានប្រើវេទមន្តបន្ទាបសមត្ថភាពឈ្មោះថា Elegy of Decay ខណៈដែលមើលរងក្រុមម្នាក់ទៀតប្រមូលដុំធម្មពលពណ៌ស្វាយដ៏ធំបញ្ចេញវេទមន្តស្រូបទាញបឺតយកបិសាចទាំងអស់មកគោលលើគ្នាតែមួយកន្លែងនេះជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ប្រធានក្រុមដែលឈានជើងចូលមកដើម្បីបញ្ចប់រឿងដោយការកាប់អណ្ដាតភ្លើងតែមួយដាវគេកំចាត់ពួកវាគ្មានសល់ប្រកបណាស់នោះគឺជាកងទិញដែលមើលទៅដូចជាតួឯកនៅក្នុងរឿងរបស់អ្នកដទៃអញ្ចឹងក្រុមរបស់គេឈោមើលយ៉ាងធុញថប់ត្អូញត្អែថាវាស្រួលពេកហើយចំណែកម្នាក់ទៀតក៏ដឹងច្បាស់ថាការប្រឡងនេះត្រូវគេរៀបចំទុកមុនសម្រាប់ពួកគេបាត់ទៅហើយដោយជឿជាក់ថាពួកគេនឹងឈ្នះជើងឯកពួកគេក៏នាំគ្នាចេញទៅរក boss ក្រោយពីកំចាត់ពួកបិសាចរួចរាល់ស៊ីឆេនបានដឹកនាំក្រុមកាត់ព្យុះព្រិលឆ្ពោះទៅកំពូលភ្នំទីបំផុតពួកគេទៅដល់មែនហើយក៏អបអរដែលបានដល់កំពូលគោកងងឹតកម្រិត D បួចុងក្រោយកំពុងរងចាំវាគឺជាស្វាខ្មោចទឹកកកដ៏ធំដែលកំពុងខឹងយ៉ាងខ្លាំងមិត្តរួមក្រុមរបស់គេចាប់ផ្ដើមគិតភ្លាមថាតើសត្វនោះអាចសម្លាប់ពួកគេដោយវិធីណាជាមួយនឹងផ្លែកពណ៌ក្រហមដ៏គួរឲ្យខ្លាចវាហាក់ដូចជាត្រៀមខ្លួនរួចរាល់ទៅហើយ
ក្មេងពាក់វ៉ែនតាភ័យឡើងស្លេកមុខពេលបិសាចងាកមកមើលខណៈដែលមិត្តភ័ក្តិកំពុងរត់យកប្រានស៊ីឆេនបែរជាឈរថ្មឹងធ្វើមិនដឹងទៅវិញគេបានស្ទុះទៅធាក់ចោលមុខស្វានោះយ៉ាងលឿនដោយភ្លេចបន្ទោប៉ុន្តែសត្វកាចសាហាវនេះអាចរងការវាយបានធ្វើឲ្យរញ្ជួយដីដោយសារទម្ងន់ជើងស៊ីឆេនគេផុតពីការវាយសង្កត់ដ៏ធ្ងន់នោះយ៉ាងងាយស្រួលមុនពេលប្រមូលកម្លាំងម៉ាត់មួយដៃភ្លេចបន្ទោចំថ្កៀមវាយ៉ាងពេញទំហឹង ការវាយប្រហារនេះបានទម្លុះខ្លួនបិសាចនោះធ្វើឲ្យវាបែកខ្ទេចក្នុងមួយពព្រិចភ្នែក ក្រុមរបស់គេបានត្រឹមតែឈោភ្លឹកខួរក្បាលឡើងកាំងពេលឃើញការសម្លាប់នោះនៅក្បែរសាកសពថ្មីៗនោះស៊ីឆេនទទួលបានស្បែកស្វាតកកមួយជារង្វាន់ គេធំធាត់យ៉ាងខ្លាំងដោយគិតថាពិន្ទុបទពិសោធន៍និងរង្វាន់ពីបោះកម្រិត D នេះពិតជាសម្រាមគ្មានបានការមែន ប៉ុន្តែភ្លាមនោះមិត្តរួមក្រុមម្នាក់បានស្រែកឡើងពេលឃើញថ្មម៉ាណាយ៉ាងច្រើនដោយកវីដៃហៅគេឲ្យទៅមើលបង្គោលថ្មចម្លែកនៅក្បែរនោះនៅខាងក្នុងនោះគឺជាដុំគ្រីស្តាល់ម៉ាណាកម្រិតខ្ពស់ដ៏ធំនិងភ្លឺចាញ់ចាំង ក្រុមមួយនេះកំពុងតែស្រមៃដល់ការជួលនិវត្តន៍ដោយអហៀទឹកមាត់និងទ្រព្យសម្បត្តិថ្មីនេះតែទឹកមុខស៊ីឆេនក៏ប្រែប្រួលព្រមទាំងស្រែកប្រាប់ឲ្យឈប់សិន ការប្រមានរបស់គេយឺតពេលទៅហើយមានម្នាក់បានប៉ះគ្រីស្តាល់នោះធ្វើឲ្យមួយក្រុមត្រូវបានវាយដោយថាមពលតកកដ៏ត្រជាក់ញាក់សាច់ជាការពិតណាស់ស៊ីឆេនដឹងភ្លាមថានេះគឺជាអន្ទាក់ ផ្ទៃដីបានផ្ទុះឡើងជាក្របបែកតកកដ៏ធំបង្កក់មិត្តរួមក្រុមនិងមិត្តភ័ក្តិមនុស្សយន្តតូចរបស់ពួកគេឲ្យរឹងដូចថ្ម ត្រឡប់មកបន្ទប់បញ្ជាវិញការផ្សាយត្រូវបានកាត់ផ្តាច់ទាំងស្រុងពលគឺបាត់បង់សេវាឈេមែនកងញញឹមចំអកដែលហៅពួកគេថាជាសម្រាមដែលសមនឹងទទួលលទ្ធផលនេះដែលធ្វើឲ្យនាយកសាលាភ័យស្លន់ស្លោនិងចង់បញ្ជូនក្រុមសង្គ្រោះទៅភ្លាមៗ ប៉ុន្តែភ្ញៀវកិត្តិយសសក់ពណ៌ស្វាយបានប្រាប់អ្នកគ្រប់គ្នាយ៉ាងស្ងប់ស្ងាត់ឲ្យរងចាំសិនមន្ត្រីម្នាក់ទៀតបញ្ជាក់ថាសញ្ញាជីវិតរបស់ពួកគេនៅមានស្ថិរភាពពួកគេមិនទាន់ស្លាប់ទេហើយជំរឿសថាត្រូវបោះបង់គួរតែជាការសម្រេចចិត្តរបស់ពួកគេផ្ទាល់ នៅទីនោះក្មេងពាក់វ៉ែនតាបានក្តាស់យ៉ាងខ្លាំងនិងញ័រខ្លួនទៅត្រឹកខណៈមិត្តភ័ក្តិរបស់គេខ្លាចជាដុំតកកនៅពីក្រោយគេបាត់ទៅហើយបន្ទាប់មកសម្លេងសើចដ៏គួរឲ្យព្រឺក្បាលក៏បានបន្លឺឡើងស្របពេលការគំរាមកំហែងកាន់តែធំលេចមុខមកវាគឺជាគ្រូមុនអាគមតកកអណ្ដែតពីលើគេដែលជាបោះស្ពិតប្រកបរបស់គុកងងឹតនេះ បិសាចនេះគ្រាន់តែហោះនៅទីនោះសប្បាយចិត្តនឹងភាពភ័យខ្លាចរបស់គេ ហើយក្មេងប្រុសនោះអាចចំណាំវាបានពីការសិក្សាវាគឺជាគ្រូមុនតាគុំដែលជួយចិត្តលេងសើចជាមួយជនរងគ្រោះរបស់វា វាគឺជាស្ដេចក្រុងឆ្អឹងតកកហើយក្របបែកកំបាញ់មិញគ្រាន់តែជាការស្វាគមន៍ប៉ុណ្ណោះដោយដឹងថានេះជាមេកេយកម្រិតស៊ីក្មេងនេះក៏បានរត់យកតែប្រាន គេគ្មានសង្ឃឹមឡើយប៉ុន្តែនៅមិនឆ្ងាយប្រមាណសាយឆេនកំពុងតែធ្វើសកម្មភាពដោយត្រៀមខ្លួនចូលទៅជួយ ការរត់គេចរបស់ក្មេងប្រុសនេះត្រូវបានរៀបរៀងភ្លាមៗដោយបន្លាតកកដែលចាក់ទម្លុះកំពូលជើងរបស់គេយ៉ាងជ្រៅចំណែកឯនៅខាងលើស្ដេចក្រុងឆ្អឹងកំពុងសើចចំអកដល់មនុស្សតូចតាចដែលកំពុងព្យាយាមរត់គេចនេះ ប្រព័ន្ធរបស់គេបានសួរថាតើគេចង់បោះបង់ដែរឬទេខណៈពេលដែលគេកំពុងហូរឈាមលើព្រាលបែបនេះ ប៉ុន្តែគេស្រែកថាខ្ញុំបដិសេធដោយលោកដីទៅរីមុនតគុំលើដុំតកករបស់ស៊ីឆិនគេក៏ពូប្រមុនអាគមបន្សុតដោយផ្ញើក្តីសង្ឃឹមទាំងស្រុងលើការងើបឡើងវិញរបស់ស៊ីឆិនទោះជាយ៉ាងណាស្ដេចក្រុងឆ្អឹងបានកាត់ផ្តាច់ភ្លាមៗជាមួយនឹងបដៅមួយទៀតចាក់ទម្លុះស្មារបស់គេ គេបានដួលទៅលើដីការព្យាយាមបន្សុតរបស់គេបានបរាជ័យទាំងស្រុង បសពិតជាចូលចិត្តទស្សនវិជ្ជាបែបនេះខ្លាំងណាស់ដោយសោកយ៉ាងកក់ក្អែកចំពោះអ្វីដែលបានកើតឡើងហើយក៏សម្រេចចិត្តបញ្ចប់រឿងនេះដោយការកក់ហៅព្យុះបន្លាឆ្អឹងតកកដែលចាក់ទម្លុះរាងកាយគេឲ្យមានរបួសកាន់តែច្រើនដែលធ្វើឲ្យប្រព័ន្ធលោតសួរថាតើចង់បោះបង់ម្ដងទៀតឬទេប៉ុន្តែលើកនេះគេកាន់តែខឹងសម្បាភ្នែករបស់គេបញ្ចេញពន្លឺពោពេញដោយការតាំងចិត្តមិនចោះចាញ់ គេបាននឹកឃើញពីអតីតកាលដែលត្រូវបានគេធ្វើបាបនឹងបោះបង់ចោលហើយចងចាំថាពួកគេហ៊ានប្រថុយគ្រប់យ៉ាងដើម្បីអាចមកដល់ទីនេះ ហើយនេះគឺជាឱកាសតែមួយគត់របស់ពួកគេក្នុងការផ្លាស់ប្ដូរជោគវាសនានេះ ដោយសេចក្តីតាំងចិត្តចុងក្រោយគេស្រែកថានឹងមិនបោះបង់ជាដាច់ខាតហើយបានព្យាយាមរីមុនអាគមបន្សុតម្ដងទៀតទោះបីជាត្រូវទ្រាំនឹងការឈឺចាប់យ៉ាងណាក៏ដោយប្រមូលធម៌ពលចុងក្រោយទាំងអស់ដើម្បីរំដាស់ស៊ីឆាន់ឲ្យបាន មុនអាគមដ៏អស់សង្ឃឹមរបស់គេបានបង្កើតជាខែការពារការវាយប្រហាររបស់ស្ដេច ស្របពេលពលឺបន្សុតចាស់ឡើងទៅលើដៃដកករបស់ស៊ីឆិនទីបំផុតគុកតកកនេះក៏ចាប់ផ្ដើមស្រុតប្រេះនិងបែកបាក់ពីខាងក្នុងមក ជាមួយនឹងសម្លេងស្រែកចុងក្រោយក្មេងនេះបានបញ្ចេញធម៌ពលទាំងអស់របស់ខ្លួនហើយនៅខាងក្នុងតកកភ្នែករបស់ស៊ីឈីនក៏បើកឡើងដោយបញ្ចេញពន្លឺពណ៌មាស គេផ្ទុះឡើងក្នុងពន្លឺដ៏អស្ចារ្យបំបែកគុកតកកខ្ទេចគ្មានសល់ដែលធ្វើឲ្យស្ដេចក្រុងឆ្អឹងភ្ញាក់ប្រៅយ៉ាងខ្លាំង ពេលនេះរួចខ្លួនហើយស៊ីឆិនបានស្ទុះយ៉ាងលឿនទៅទប់មិត្តរួមក្រុមដែលកំពុងដួលខណៈគេនិយាយលេងសើចទាំងសម្លេងខ្សោយថាមុនអាគមរបស់ខ្លួនពិតជាមិនសូវជួយបានច្រើនមែន ស៊ីឆានប្រាប់គេថាគេបានជួយយ៉ាងច្រើនហើយក៏ពិនិត្យមើលរបួសរបស់គេបន្ទាប់មកក្មេងនេះបានប្រមានយ៉ាងលឿនថានេះគឺជាមេកោយកម្រិត C ដែលពួកគេកំពុងប្រឈមមុខ ប៉ុន្តែស្របពេលដែលពួកគេហៀបនឹងដកថយស៊ីឆេនបានខាត់គេភ្លាមៗព្រោះស្ដេចក្រុមឆ្អឹងកំពុងតែបញ្ចេញក្របបែកតកកដ៏ធំមួយទៀតបាទទៅហើយ បងនេះកំពុងតែសើចចំអកពេញចិត្តនឹងធម៌ពលដ៏ខ្លាំងក្លារបស់វាចំណែកមិត្តរួមក្រុមរបស់គេកំពុងតែភ័យស្លន់ស្លោព្រមទាំងស្រែកថាគ្មានផ្លូវគេចនោះទេដុំបន្លាមរណៈដ៏ធំសម្បើមមួយកំពុងតែហោះសម្ដៅមករកពួកគេហើយ ឯស្ដេចនោះគ្រាន់តែអណ្ដែតខ្លួនមើលការសម្ដែងពីលើយ៉ាងសប្បាយចិត្តរហូតដល់វាដឹងថាការវាយប្រហាររបស់វាត្រូវបានបញ្ឈប់ភ្លាមៗ នៅខាងក្រោមឯនេះក្របបែកតកកដ៏ធំត្រូវបានបង្កក់កណ្ដាលអាកាសទាំងស្រុង ហើយនោះគឺស៊ីឆេនដែលកំពុងបញ្ចេញអរ៉ាតកកបង្ហាញពីជំនាញកាយវិការតកករបស់គេស្ដេចក្រុងឆ្អឹងនេះស្រឡាំងកាំងព្រោះរឿងនេះពិតជាមិនអាចទៅរួចទេមិត្តភ័ក្តិគេក៏ឆ្ងល់ដូចគ្នាថាហេតុអ្វីគិតតករន្ទះមានធម៌ពលតកកមុនពេលគេនឹកឃើញថាស៊ីឆេនគឺជាកំពូលទេពកសលម្នាក់ក្នុងចំណោម1លាននាក់មិត្តរួមក្រុមម្នាក់នេះពិតជាស្រឡងកាំងខ្លាំងណាស់ស៊ីឆេនគឺជា awakener ដែលមាន2អាជីពស៊ីឆេនសុំទោសដែលធ្វើឲ្យពួកគេកករួចក៏ចាប់ផ្ដើមបដូរអាជីពទាំងស្រុងតែម្ដង ពេលការផ្លាស់ប្ដូរបានបញ្ចប់គេក៏សន្យាថារឿងនេះនឹងមិនកើតឡើងម្ដងទៀតឡើយ ពេលនេះក្នុងទម្រង់កាស៊ីអូពីនរូគេប្រកាសថាការប្រយុទ្ធត្រូវបញ្ចប់ត្រឹមនេះខួរក្បាលមិត្តភ័ក្តិគេគឺគាំងអស់ទៅហើយដោយមិនអាចទទួលយកអ្វីដែលកំពុងឃើញនោះទេ
ជាទូទៅ Awakener ម្នាក់ទទួលបានមួយអាជីពប៉ុន្តែក្នុងករណីមួយក្នុងចំណោម10លានអ្នកអាចមានអ្នកភ្ញាក់ដឹងខ្លួនពីអាជីពបានមានកម្ពុជាទេពកោសល្យបែបនេះមិនដល់10អ្នកទេលើโลกនេះហើយ Guild ធំតែងតែដណ្ដើមយកពួកគេទើបតែពេលនេះក្មេងនោះដឹងថាមិត្តរួមក្រុមកម្រិត D របស់ខ្លួនគឺជាម្នាក់ក្នុងចំណោមពួកគេ C Chain គ្រាន់តែញញឹមរួចរាប់ម្រាមដៃរបស់គេថាអាជីពទី1បន្ទាប់មកគេក៏បង្ហាញថាមពលតកថាជាអាជីពទី2មុនពេលទម្លាយអាជីពទី3ធ្វើឲ្យមិត្តភ័ក្តិរបស់គេគាំងនិយាយលេងចេញមិនត្រឹមតែប៉ុណ្ណោះទេគ្រប់អាជីពទាំងអស់របស់គេគឺខ្លាំងគួរឲ្យខ្លាចជាមួយនឹងស្ថិតិពេញតែម្ដងគេបានបញ្ចេញថាមពលយ៉ាងខ្លាំងក្លាផ្ទុះចេញពីដីជាសសរដ៏ធំបន្ទាប់មកក៏យកដាវថាមពលដ៏ធំកាប់ទៅលើស្ដេចគ្រងឆ្អឹងដែលមិនបានត្រៀមខ្លួននោះមិត្តរួមក្រុមគេបានត្រឹមឈរមើលដោយនឹកឃើញពីអូរ៉ាដ៏សាហាវរបស់បោះនោះប៉ុន្តែក្រុមដាវរបស់ C Chain មេកម្រិត C នោះមើលទៅប្រៀបដូចជាក្មេងលេងអញ្ចឹងការវាប្រហារទំនាញ3ដងក្នុងម៉ូដ Hypermass បានកំទេចបិសាចនោះខ្ទេចខ្ទីគ្មានសល់ស្ដេចដ៏គួរឲ្យខ្លាចនេះបានរលាយខ្លែជាធូលីនិងត្រូវបំផ្លាញទាំងស្រុងភ្លាមនោះជ័យជំនះក៏បានមកដល់ជាមួយការឡើង level និងលំពេងថ្មីដ៏ស្រស់ស្អាតមួយបើរួមក្រុមគេនៅតែលុតជង្គង់ស្រឡាំងកាំងដែល C Chain វាយមេកម្រិត C ងាប់ក្នុងមួយក្បាច់ងាកមក C Chain វិញគ្រាន់តែចង់ដឹងថាក្មេងនេះមានម៉ាណាគ្រប់គ្រាន់ដើម្បីរំលាយទឹកកកជួយមិត្តភក្តិពួកគេឬអត់ដោយភាពភ័យស្លន់ស្លោបរោះនោះនឹកឃើញដល់មិត្តរួមក្រុមហើយក៏រត់យ៉ាងលឿនទៅជួយពួកគេប៉ុន្តែលើសាកសព boss នោះមានសារគួរឲ្យចាប់អារម្មណ៍មួយលុតឡើងថាអាចលេបតបាក់បានភ្នែក C Chain បញ្ចេញពន្លឺពណ៌ក្រហមហើយលូកដៃត្រៀមស្រូបយកថាមពលនោះតែម្ដងថាមពលស្ដេចទ្រូងឆ្អឹងនេះត្រូវបានបឺតបញ្ចូលក្នុងខ្លួនគេដែលវាប្រៀបដូចជាអាហារសម្រន់ក្រោយពេលប្រយុទ្ធអញ្ចឹងគេក្តាប់ដៃយ៉ាងណែនព្រមទាំងបញ្ចេញថាមពលថ្មីនោះមកភ្លាមនោះគេទទួលបានកាត់អាជីពថ្មីមួយគឺស្ដេចវិញ្ញាណឆ្អឹងតកកម្រិត C គេក្រឡេកមើលជុំវិញបន្តិចដើម្បីឲ្យប្រកាសថាគ្មានអ្នកណាបានឃើញពីការស្រូបយកថាមពលនេះទេគេចាប់ផ្ដើមគិតដល់កាមេរ៉ាព្រោះដឹងថាខ្លួនមិនទាន់អាចទម្លាយអាចកំបោះទៅអស់បាននៅពេលនេះទេពេលនោះសារ system ក៏លោតឡើងលើទ្រូងបញ្ជាក់ថាអាជីពឃាតកររន្ទះរបស់គេបានកាន់ដល់ភាពស្ទាត់ជំនាញ 100% ហើយគេរៀងងឿងឆ្ងល់បន្តិចថាតើផ្កាយថ្មីដែលទើបទទួលបាននេះគឺជាអ្វីជាមួយនឹងនេះយើងងាកទៅមើលក្រុមរបស់ Gongting ក្នុងដាំចិនមួយផ្សេងទៀតវិញស្ថានភាពពួកគេគឺល្អណាស់ប្រសិនបើពាក្យថាល្អមានន័យថាត្រូវគេវាយក្រវ៉ាត់ដោយតុក្កតានោះពួកគេកំពុងតែតជាមួយមេកម្រិត D ដែលជារុក្ខជាតិស៊ីសាច់ដ៏ធំសម្បើមហើយពួកគេតវាមិនរួចទេម្នាក់កំពុងស្រែកថាគេមិនអាចទប់វាជាប់ទេក្តាប់ដៃថាមពលរបស់គេគឺគ្មានប្រយោជន៍តតែសោះអាអ្នកបាញ់ព្រួយបានបាញ់ព្រួយរន្ទះចេញដោយប្រើកម្លាំងដែលគេមានទាំងអស់តែវាបែរជាខ្ទាតចេញពីស្បែកបីសាច់នោះទៅវិញព្រោះតែ defense វាសាហាវពេកព្រមការវាយប្រហារមួយក្បាច់រុក្ខជាតិនោះធ្វើឲ្យក្រុមទាំងមូលហោះខ្ទាតនិងទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរមើលរួមក្រុមរបស់កងទីម្នាក់ភ័យស្លន់ស្លោយ៉ាងខ្លាំងដោយស្រែកថាពួកគេយកឈ្នះមិនបានទេព្រមទាំងដាក់ក្តីសង្ឃឹមទាំងអស់លើប្រធាន Guild របស់ពួកគេឲ្យជួយសង្គ្រោះពេលនោះកងទីកំពុងបញ្ចូលថាមពលដល់ស្រូបយកបាសពីក្រុមទាំងមូលរបស់គេរួចជាមួយភ្នែកបញ្ចេញពន្លឺពណ៌ក្រហមគេដឹងថាខ្លួនមានថាមពលគ្រប់គ្រាន់ហើយគេក៏បញ្ចេញក្បាច់កាប់ដោយភ្លើងដ៏ធំហោះឆ្លងកាត់សមរភូមិសម្ដៅទៅចំមុខបិសាចរុក្ខជាតិនោះតែម្ដងជាមួយសម្រែកបែបទូអាក្រក់គេស្រែកឲ្យវាឆេះខ្លាចជាផេះហើយដានជៀនទាំងមូលក៏ត្រូវបានគ្របដណ្ដប់ដោយពន្លឺដ៏ភ្លឺចាញ់ចាំងតែម្ដងក្បាច់កម្ពុជារបស់អ្នកចម្បាំងនុយក្លេអ៊ែរនេះពិតជាមិនធម្មតាទាល់តែសោះពេលទូលីសាបរលាបក្រុមរបស់គេចាប់ដើមអបអរសាទរដោយសរសើរថាគេពិតជាអស្ចារ្យណាស់សារ system ក៏បានបញ្ជាក់ពីជ័យជំនះនេះពួកគេឃ្លាដានចន់កម្រិត D ក្នុងពេលត្រឹមតែ35នាទីដែលទទួលបានបន្ទុកពេញនឹងកំណត់ត្រាថ្មីរបស់សាលាញាក់មកកន្លែងដើរវិញកូនចៅរបស់កុងទីងកំពុងអួតពីពេលវេលារបស់ពួកគេហើយសើចចំអកថាអ្នកដែលចេញមកពេលនេះច្បាស់ជាពួកសម្រាមដែលឆាប់បោះបង់ការប្រកួតដែរជាការប៉ុណ្ណានៅក្បែរពួកគេមានសិស្សដែលកំពុងមានអារម្មណ៍ភ័យខ្លាចខ្លាំងដោយក្មេងស្រីម្នាក់នៅតែញាក់ខ្លួនហើយទទួលរងជំងឺបាក់ស្បាត់ដោយសារបទពិសោធន៍នោះពេលនោះអាក្មេងពីក៏ឃើញក្រុមមួយទៀតកំពុងអង្គុយស្ងាត់នៅជ្រុងនោះរួចស្នាមញញឹមដ៏គួរឲ្យចង់វាយក៏លេចឡើងលើមុខគេនោះគឺក្រុម Sai Chen ហើយគេគិតភ្លាមថាពួកគេបានបោះបង់ដោយការទីទុកមែនគាត់បានស្រែកហៅ C Chen ដែលគ្រាន់តែងើបមុខឡើងហើយសម្លឹងមើលមកគាត់វិញជាមួយនឹងកែវភ្នែកពណ៌ក្រហមដ៏ភ្លឺចាញ់ចាំងរបស់គេកូនចៅរបស់កងទីងចាប់ផ្ដើមនិយាយឌឺដងភ្លាមដោយសារចំអកឲ្យក្រុមទូអាយយើងថាបានបរាជ័យទៅហើយប៉ុន្តែមេរបស់គេបានប្រាប់ឲ្យបិទមាត់សិនព្រោះមានភ្ញៀវកិត្តិយសកម្រិតខ្ពស់ជាច្រើនទៅដើរចូលមកដែលដឹកនាំដោយអនុប្រធានធំផ្ទាល់តែម្ដងបរិមម្នាក់នេះពិតជារំភើបចិត្តខ្លាំងមែនទែនជាមួយនឹងការប្រយុទ្ធដ៏អស្ចារ្យដែលគាត់ទើបតែបានឃើញផ្ទាល់ភ្នែកអំបញ្ញមិញនេះគាត់ញញឹមបិទមាត់មិនចិត្តទេមើលទៅដូចជាថ្នាក់ដឹកនាំដែលពេញចិត្តនឹងខ្លួនឯងបំផុតអញ្ចឹងក្រុមអ្នកអមដំណើរទាំងមូលរបស់គាត់បានដើរកាត់សាកធំសម្ដៅត្រង់ទៅរកក្រុមរបស់កុងទីងតែម្ដងឯកូនចៅម្នាក់នោះវិញគឺនំភើបឡើងផ្ទះស្មារតីទៅហើយពេលបានឃើញកំពូលអ្នកខ្លាំងលំដាប់ពីពិភពលោកបង្ហាញខ្លួននៅទីនេះផ្ទាល់ដូច្នេះកងទីងក៏រៀបចំស្នាមញញឹមដ៏សង្ហាបំផុតរបស់គេរួចលូកដៃបំរុងនឹងចាប់សួស្ដីប៉ុន្តែលោកអនុប្រធានបែរជាដើរហួសគេទៅបាត់ដោយមិនទាំងងាកមើលមុខគេសម្បីតែបន្តិចឡើយតាមពិតគាត់ដើរសម្ដៅទៅរក C Chen តាំងពីដំបូងម្ល៉េះហើយថែមទាំងសរសើរថាគេពិតជាអស្ចារ្យខ្លាំងណាស់បន្ទាប់មកគាត់បានប្រកាសប្រាប់អ្នកគ្រប់គ្នាថាក្រុមរបស់ C Chen អាចបញ្ចប់គុកងឹតដោយប្រើពេលត្រឹមតែ21នាទីប៉ុណ្ណោះគាត់និយាយថាវាជាលឿនដ៏លឿនមួយដែលសំបីតែក្លឹបអាជីពក៏មានការចំណាយដែរឯក្មេងទំនើងម្នាក់នោះវិញគឺប្រែមុខទៅជាគាំងស្លាំងដោយក្តីតក់ស្លុតជាទីបំផុត C Chen គ្រាន់តែឈរនៅស្ងៀមធ្វើមុខស្មាធម្មតាខណៈដែលក្រុមរបស់គេកំពុងអោនកំណត់ភ្ញៀវធំទាំងញាប់ញ័រតួឯងយើងដឹងច្បាស់ណាស់ថាគាត់ជាអ្នកណាគាត់គឺ Carl Cavendish ដែលជាបរិសុទ្ធមានអំណាចបំផុតលំដាប់ទី2នៅលើនេះ Carl បានសួរឈ្មោះរបស់គេជាផ្លូវការដោយបញ្ជាក់ថាការមកទីនេះគឺពិតជាមិនខាតពេលប្រទេសនោះទេមុននឹងនិយាយសរសើរកងធីមបន្តិចបន្តួចឲ្យរួចទៅពីមាត់ដើម្បីគ្រាន់តែរក្សាមុខមាត់ប៉ុណ្ណោះ
បរិបពាក់វ៉ែនតាខ្មែរដែលនៅជាមួយកុងទីងបានព្យាយាមនិយាយអរគុណដោយស្នាមញញឹមលាក់ពុតប៉ុន្តែខ្សែភ្នែកដែលគាត់សម្លឹងមើលទៅចវាយវ័យក្មេងរបស់គាត់គឺពិតជាមិនមែនជាការអបអរសាទរឡើយ បន្ទាប់ពីការចាត់ថ្នាក់ថ្មីត្រូវបានកំណត់យ៉ាងច្បាស់លាស់ហើយខាលក៏សម្រេចចិត្តថាខ្លួនបានឃើញគ្រប់គ្រាន់រួចក៏ដើរចេញទៅបាទស្នាមរបស់ខាលគឺរំភើបខ្លាំងមែនទែនដោយប្រាប់នាយកសាលាថាគាត់បានត្រូវរង្វាន់ធំដែល 1000 ឆ្នាំមានម្ដងហើយដូច្នេះនាយកសាលាក៏ដើរមកមុខដើម្បីប្រកាសជាផ្លូវការអំពីលទ្ធផលស្មើដោយបញ្ជាក់ថាក្រុមទាំងពីរមានសិទ្ធិចូលរួមជាមួយ Empire Guild ហើយក្រុមរបស់ Sichen គឺពិតជារំភើបសប្បាយចិត្តខ្លាំងមែនទែនហួសថ្លែងតែម្ដង គណៈដែលខាងកងទីងកំពុងអបអរសម្បត្តិពិសេសដើម្បីឡើងទៅកាន់កពូលតែមើលទៅគេហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ ការផ្ដល់ជូននេះគឺកាន់តែពិសេសទៅទៀតប្រធានក្រុមទាំងពីរនឹងទទួលបានការងារគ្រប់គ្រងហើយត្រូវចែករំលែកប្រាក់រង្វាន់កីឡាករឆ្នាំ$1 លានដែលមើលទៅតាមខ្សែភ្នែកដ៏កាចសាហាវរបស់ពួកគេនេះមិនមែនជាការសម្រេចចិត្តដែលអ្នកទាំងពីរពេញចិត្តនោះទេ ស៊ីឆេនចាប់ដើមកិនលេខនៅក្នុងក្បាលដោយដឹងថាប្រាក់5សែនវាមិនគ្រប់គ្រាន់សម្រាប់សន្យាដែលគេបានធ្វើនោះទេ ប៉ុន្តែកងទីងមិនមែនជាមនុស្សចូលចិត្តចែករំលែកទេដោយគេបានប្រកាសថាម្ចាស់ជើងឯកគឺអាចមានតែម្នាក់គត់ហើយគេក៏ទាមទារឲ្យមានការប្រកួតមួយទល់នឹងមួយដើម្បីកាត់សេចក្តីដាច់ស្រេចតែម្ដងឯនាយកសាលានិងអ្នកគ្រប់គ្រងរបស់កងទីងនាំគ្នាគាំងហើយលន់មកថាតាក្មេងនេះកំពុងនិយាយពីអីហ្នឹងសូម្បីតែលោកអនុប្រធានធំក៏ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងនឹងរឿងល្ខោនដ៏តូចមួយនេះដែរ ហើយនាយកសាលាបានព្យាយាមមកជប់រឿងនេះដោយនិយាយថាការប្រឡងបានបញ្ចប់ទៅហើយ Sichen ក៏ប្រហែលជាបញ្យល់ព្រមដូចគ្នា ប៉ុន្តែតួឯកយើងក៏បញ្ចេញមតិជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនមួយដោយសួរថាបើគេឈ្នះតើគេអាចយកប្រាក់រង្វាន់$1 លាននោះទាំងអស់តែម្នាក់ឯងបានឬអត់ គ្រាន់តែលឺបែបនេះនាយកសាលាភ្ញាក់ព្រឺតដល់ថ្នាក់ស្ទើរតែបាញ់ទឹកចេញពីមាត់ដូចក្នុងរឿងអានីមេទៅហើយកងទីនក៏យល់ព្រមភ្លាមបើស៊ីឆេនអាចយកឈ្នះគេបានលុយទាំងអស់នោះនឹងខ្លាចជារបស់គេ ចំណែកលោកអនុប្រធានខាលគឺពិតជាចូលចិត្តរឿងនេះខ្លាំងណាស់ដោយលន់មាត់ថាវាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតដូច្នេះឆាកប្រយុទ្ធសម្រាប់ការប្រកួតជុំពិសេសរវាងកម្ពុជាយុវជនទាំងពីរត្រូវបានរៀបចំឡើងស៊ីឆេនចូលដល់សាច់រឿងតែម្ដងដោយសួរថាតើពួកគេនឹងត្រូវកាត់សេចក្តីរឿងនេះដោយរបៀបណាទៅស្រាប់ពេលដែលមានបរិសុទ្ធចំណូលថ្មីម្នាក់កំពុងតាមដានពីចម្ងាយបានកត់សម្គាល់ថាស៊ីឆេនមិនត្រឹមតែឈ្នះនោះទេតែគេថែមទាំងបំបែករាល់ការរំពឹងទុកទាំងអស់ទៀតផង អ្នកតាមដានដ៏អាចកំបាំងការពីមុននេះតាមពិតជាអ្នកមានគុណរបស់ស៊ីឆេនដែលទើបតែបានលុបបំណុល$1 លាន5សែនរបស់គេចោលការពីពេលថ្មីនេះប៉ុន្តែតួឯកយើងគ្រាន់តែអង្គុយនៅទីនោះធ្វើខ្លួនយ៉ាងរំភើយហើយស្ដាប់ការផ្ដល់ជូននោះជាមួយនឹងកែវភ្នែកដ៏មុតស្រួចគេបានបញ្ជាក់យ៉ាងច្បាស់ថាបំណុលគឺនៅតែជាបំណុលហើយគេច្បាស់ជានឹងសងវាត្រឡប់ទៅវិញមិនខានឡើយ នៅក្នុងបន្ទប់ដ៏ប្រណិតមួយនេះស៊ីឆេននិយាយចូលដល់សាច់រឿងតែម្ដងដោយប្រាប់ថាការដែលគេមកទីនេះគឺមានហេតុផលចំនួន2ទី1គឺសុំការពន្យាពេលចំនួន1សប្តាហ៍សិនដោយសារតែប្រាក់រង្វាន់របស់គេត្រូវបានកាត់បន្ថយអស់ពាក់កណ្ដាលទៅហើយគេបានបញ្យល់អំពីការប្រកួតកាត់សេចក្តីជាមួយកងទីងដែលនឹងត្រូវធ្វើឡើងនៅមួយសប្តាហ៍ទៀតក្នុងរូងភ្នំបិសាចដែលរឿងនេះធ្វើឲ្យអ្នកមានគុណរបស់គេលួចហួសចិត្តយ៉ាងខ្លាំងរូងភ្នំបិសាចមិនមែនជាកន្លែងសម្រាប់សិស្សចូលលេងនោះទេប៉ុន្តែស៊ីឆេនគ្រាន់តែបដិសេធចំពោះការព្រួយបារម្ភនេះដោយគេមានភាពជឿជាក់យ៉ាងមុតមមថាខ្លួននឹងឈ្នះហើយយកលុយដែលនៅសល់នោះមកបានជាក់ជាមិនខាន ជាការប្រាក់សម្រាប់ការពន្យាពេលនេះគេថែមទាំងសន្យានឹងប្រកួតវត្ថុធាតុដើមទាំងអស់ដែលគេរកបានពីរូងភ្នំនោះទៀតផងរឿងនេះធ្វើឲ្យថាការលួចគាំងនិយាយលេងចេញដោយដឹងថាស៊ីឆេនគឺគ្មានការភ័យខ្លាចតតែសោះមានតែការផ្ដោតអារម្មណ៍ទៅលើកិច្ចព្រមព្រៀងតែមួយគត់បន្ទាប់មកអ្នកមានគុណម្នាក់នេះក៏បានដង្ហើបថានៅមានហេតុផលមួយទៀតដែលសំខាន់ជាងនេះដែលធ្វើឲ្យគាត់មកទីនេះផ្ទាល់ ទឹកមុខរបស់ស៊ីឆេនមិនបានផ្លាស់ប្ដូរឡើយគឺត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងបន្ទាប់ហើយអ្នកមានគុណនោះក៏អោនមកបន្តិចដើម្បីរៀបរាប់ចូលដល់គោលបំណងសំខាន់នៃការមកជួបលើកនេះ បន្ទាប់មកយាមកាត់ប្លង់ទៅកាន់សាលាអនុវិទ្យាល័យមួយនៅពេលវ៉ាស៊ីលដែលជាការផ្លាស់ប្ដូរឈុតឆាកទាំងស្រុងជាកន្លែងដែលសិស្សម្នាក់កំពុងភូតខ្លួនយ៉ាងរំភើបព្រោះការប្រឡងចុងក្រោយបានបញ្ចប់ទៅហើយ នាងបានឆៃមើលទូរស័ព្ទបីដោយស្នាមញញឹមត្រៀមខ្លួនសម្រាប់វិស្មការរដូវក្តៅនេះហើយប៉ុន្តែស្រាប់តែមានកំណត់មួយផុសឡើងក្នុងក្បាលនាងថាអូមែនតើ ព្រោះរូបភាពផ្ទៃខាងក្រោយលើអេក្រង់ទូរស័ព្ទរបស់នាងគឺជារូបភាពនាងនិងបងប្រុសដែលជួយរំលឹកនាងថាថ្ងៃនេះគឺជាថ្ងៃប្រឡងបញ្ចប់ការសិក្សាដ៏ធំរបស់គាត់រឿងនេះបានធ្វើឲ្យនាងនឹកឃើញដល់រឿងកាលពី4ឆ្នាំមុនពេលដែលស៊ីឆេននៅក្មេងហើយកំពុងតែរំភើបលោកកឆេងជាមួយនឹងសម្បត្តិប្រឡងជាប់របស់គេ ហើយប្អូនស្រីតូចរបស់គេកំពុងតែញញឹមបិទមាត់មិនចិត្តដោយសួរថាតើបងនឹងខ្លាចជាអ្នកក្រោកនឹងខ្លួនដោយដែលប៉ាម៉ាក់យើងធ្លាប់ធ្វើបានដែរឬទេ កាលពីមុនស៊ីឆេនធ្លាប់សន្យាជាមួយបងអូនស្រីថាគេនឹងខ្លាចជាអ្នកមាននៅក្នុងសមាគមលំដាប់កំពូល ហើយដោយមានអំណាចនេះគេនឹងអាចទម្លាយការពិតពីការបាត់ខ្លួនរបស់ឪពុកម្ដាយពួកគេបាន ប្អូនស្រីរបស់គេគឺជាអ្នកអ៊ុនត្រូលធំបំផុតដោយជឿជាក់យ៉ាងមុតមមថាគេនឹងខ្លាចជាអ្នកដាស់ធម្មពលដ៏ខ្លាំងបំផុតតែការពិតគឺឈឺចាប់ណាស់គេរៀនឆ្នាំចុងក្រោយហើយតែនៅមិនទាន់ដាស់ធម្មពលទៀតទោះគេអស់សង្ឃឹមក៏នាងនៅតែលួងលោមថាវាមិនអីទេ ដូច្នេះគេក៏ខំញញឹមឲ្យថាត្រូវតែប្រឹងបន្តទៀតនេះហើយជាចរិតធ្វើជាបងប្រុសត្រឡប់មកបច្ចុប្បន្នទូរស័ព្ទនាងបានរំលឹកថាគេគឺជាមនុស្សតែម្នាក់គត់ដែលបរាជ័យមិនបានដាស់ធម្មពលនាងដឹងថាគេឯកាតែគេមិនដែលបង្ហាញការជឿចាប់ឲ្យឃើញឡើយស្រាប់តែមិត្តភក្តិម្នាក់លេខមុខមកហើយហៅឈ្មោះនាងស៊ីវយូនមិត្តម្នាក់នេះកំពុងនិយាយពីនិស្សិតទេពកោសល្យថ្មី2នាក់ដែលទើបបញ្ចប់ការសិក្សាពួកគេបានបន្ទុកពេញព្រមទាំងទទួលបានការសរសើរពីអនុប្រធានផ្ទាល់តែម្ដងបន្ទាប់មកសំណួរដ៏ចាក់ដោតក៏លេចឡើងនេះនឹងមិនមែនសាលាបងប្រុសឯងទេអីនាងកាំងស្ងៀមមុនពេលនាងឆ្លើយប្រុសស្អាតសក់ផ្កាឈូកម្នាក់បានចូលមកស្វាគមន៍សៀវយូនហើយគេក៏បបួលនាងទៅបន្ទប់ផ្ទាល់ខ្លួនដ៏ស្គមស្កៃនេះល្ងាចនោះយ៉ាងរលូនតែម្ដងមិត្តនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្ងល់ថានាងស្គាល់អាយដលសាលាបានយ៉ាងម៉េចស្របពេលដែលសៀវយូនមើលទៅភ័យឡើងស្លេកដូច្នេះនាងសម្រេចចិត្តរត់គេយ៉ាងលឿនមិត្តនាងបានត្រឹមតែឈោឆ្ងល់ថាហេតុអីបានជានាងរត់បាត់លឿនម្ល៉េះ
អនុស្សាវរីយ៍ដែលបងប្រុសយំក៏ត្រឡប់មកវិញទាំងអស់ដូច្នេះនាងក៏សម្រេចចិត្តទៅធ្វើម្ហូបយ៉ាងឆ្ងាញ់សម្រាប់គេ កាត់មកយប់នោះក្នុងបន្ទប់ជួលដ៏តូចនាងបានរៀបចំស៊ុបឆ្នាំងភ្លើងយ៉ាងទំនងដើម្បីលើកទឹកចិត្តគេ ស៊ីឈិនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស៊ូសាវយួនថារៀបចំម្ហូបច្រើនម្លេះបានយ៉ាងម៉េច គេកំពុងញ៉ាំយ៉ាងឆ្ងាញ់ខណៈនាងអង្គុយមើលដោយគិតថាគេនៅតែលាក់កាឈីចាំ នៅខាងក្រោយទូរទស្សន៍កំពុងចាក់ផ្សាយព័ត៌មានពេលល្ងាចអំពីការវិតម្លៃប្រយុទ្ធពេលបញ្ចប់ការសិក្សាតែកំឡោះយើងនៅតែបន្តញ៉ាំដោយមិនខ្វល់ពីព័ត៌មានទូរទស្សន៍ដែលនិយាយពី Carl Cavendish ឡើយ សាវយូននៅតែគិតថាគេខំធ្វើរងមក្រោយប្រឡងធ្លាក់តែស្រាប់តែព័ត៌មានប្រកាសពីលទ្ធផលជើងឯកពីអ្នកដ៏កម្រពីការវាយតម្លៃនោះ Carl Cavendish បង្ហាញខ្លួនក្នុងសន្និសីទកាសែតដោយសរសើរយ៉ាងខ្លាំងដល់សិស្សម្នាក់អ្នកអានព័ត៌មានបានបញ្ចេញឈ្មោះសិស្សនោះថាជា C champ ធ្វើឲ្យសាវយូនបើកភ្នែកធំធំ នាងស្ទុះក្រោកពីកៅអីដោយភ្ញាក់ផ្អើលបំផុតនាងស្ទើរតែមិនជឿសោះថាបងប្រុសនាងជាអ្នកបានបន្ទុកពេញនោះបន្ទាប់មកយើងកាត់ទៅឈុតដងងងឹតមួយដែលអ្នកចាត់ការរបស់កងទីងកំពុងតែជជែកគ្នាគេចូលពីលើកងទីងដែលរងរបួសហើយថាគេបានរៀបចំឆាកនិងហៅអ្នកទស្សនាមកឲ្យហើយ អ្នកចាត់ការនេះកំពុងខឹងសម្បែកយ៉ាងខ្លាំងដោយប្រាប់ថាគេធ្វើឲ្យការសម្ដែងនេះខូចទាំងស្រុង គេនិយាយទាំងកំហឹងថាកងធីងមិនត្រឹមតែចាញ់ទេតែចាញ់មនុស្សឲ្យឈ្មោះម្នាក់សោះចាប់ពីពេលនេះទៅអ្នកចាត់ការជាអ្នកបញ្ជាវិញ គេបានរៀបចំការប្រកួតកាត់សេចក្តីរួចហើយកងទីងបានត្រឹមតែអនក្បាលទាំងខ្មាស់អៀនដោយសារតែបាត់បង់ការគ្រប់គ្រងទាំងស្រុង អ្នកចាត់ការកំពុងញ័រខ្លួនខាងហើយប្រកាសថាលេខ1ត្រូវតែជារបស់គ្រួសារកងដាច់ខាត ត្រឡប់មកបន្ទប់វិញព័ត៌មាននៅតែបន្តសរសើរពីកម្ពុជាទេពកោសលទាំងពីរ សន្ទរកថារបស់ខាននៅតែបន្តដោយផ្ដោតលើប្រធានក្រុមម្នាក់ដែលលេចខ្លួនបំផុត សៀវយួនលឺឈ្មោះស៊ីឆេនម្ដងទៀតពេលការពិតបានបង្ហាញនាងងាកក្បាលយ៉ាងលឿនហើយបើកភ្នែកធំធំទាំងភ្ញាក់ព្រើល ព្រោះអ្នកអានព័ត៌មានទៅតែហៅឈ្មោះបងប្រុសនាងថាជាអ្នកបានបន្ទុកពេញ ការផ្សាយនៅតែបន្តដោយ Carl Cavendish ផ្ទាល់កំពុងសរសើរ C Chen នាងក៏ងាកទៅរកគេហើយសួរទាំងរអាក់រអួលថាគេជា C Chen នោះមែនទេ តែកំឡោះយើងនៅតែបន្តញ៉ាំហើយឆ្លើយតបយ៉ាងត្រជាក់ស្រេបដូចជាគ្មានរឿងអ្វីសោះ រឿងនេះធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំងរហូតលបូតស្លាបព្រាធ្លាក់ដល់ដី ហើយនៅខាងក្រៅរន្ទះក៏បាញ់កាត់បិចយ៉ាងកក្រើកនាងគិតវិលវល់ក្នុងក្បាលថាបងប្រុសខ្ញុំបងប្រុសបង្កើតរបស់ខ្ញុំ នាងយល់អស់ហើយទាំងបន្ទុកពេញការសរសើរពីអនុប្រធាននិងគ្រប់យ៉ាងតែម្ដង ភាពស្ងៀមស្ងាត់យ៉ាងយូរបានកើតឡើងនៅតុបាយរហូតទឹកភ្នែកចាប់ផ្ដើមស្រក់ចុះមកលើផ្ទៃមុខនាងលាយឡំនឹងស្នាមញញឹម ព្រោះបងប្រុសនាងពិតជាធ្វើបានមែនគេបានឡើងដល់កំពូលហើយ C Chen សម្លឹងមើលនាងម្ដងលួចគិតថានាងឈួតបាត់ហើយដឹងយប់នោះដែរយើងកាត់ទៅកន្លែងញ៉ាំអីដ៏ថ្លៃថ្នូរមួយដែលប្រសាសក់ផ្កាឈូកកំពុងភ្លក់សាច់គោវ៉ាហ្គីវយ៉ាងឆ្ងាញ់ពិសា គេញញឹមចុងមាត់ហើយទារបាយការណ៍ងារពីដៃគូរបស់គេ ម្ខាងតុគឺនារីសក់មាសឈ្មោះ Kit Slier ធំយ៉ាងសង្ហានាងបានរុញ tablet ដែលមានរបាយការណ៍ទាំងប្រមាណដោយបង្ហាញពីឯកសារសម្ងាត់របស់អង្គភាពមួយឈ្មោះ Devourer ដែលបានសម្ងំស្ងាត់បាត់មួយឆ្នាំហើយ ហើយរបាយការណ៍នោះបញ្ជាក់ថាគោលដៅរបស់ពួកគេអាចនឹងដឹងខ្លួនបាត់ទៅហើយឯដល់សាលាសក់ផ្កាឈូកប្រាប់ភ្នាក់ងារគេឲ្យញ៉ាំទៅការងារនេះល្អណាស់ តែខែជាដៃគូមានរឿងមួយទៀតត្រូវរាយការណ៍គឺនាងកំពុងតាមដានមនុស្សសង្ស័យម្នាក់ដែលទើបតាក់ទងជាមួយគេថ្មីនេះ ហើយធម្មពលរបស់គេម្នាក់នេះការឡើងលឿនខ្លាំងពេកការហៅលបឿននេះថាមិនធម្មតាគឺនៅតិចពេកហើយ ចំណែក C Chen កំពុងនៅក្នុងពំបិសាច់ឡើងដល់កម្រិត17វាយកំទេចទីនោះធម្មពលរបស់គេគឺខ្លាំងមែនទែនជាពិសេសលបឿនហើយគេក៏ស៊ាំនឹងទំនាញ10ដងដែរ បន្ថែមទៀតគេដឹងថាការប្រើថ្នាក់តួអង្គជួយបង្កើនភាពស្ទាត់ជំនាញបានផ្កាយបន្ថែមមានន័យថាថ្នាក់ទាំង4របស់គេនៅមិនទាន់ពេញនៅឡើយទេ ដូច្នេះគេដាក់ពិន្ទុថ្មីនោះទៅក្នុងលបឿនផ្ទាល់ធ្វើឲ្យវាកាន់ដល់កម្រិតអ្នកលួចជាតិ ទោះមានធម្មពលខ្លាំងក្តីពេលនេះគេកំពុងជួបហ្វូងខ្លាអវកាសដែលត្រៀមលួចខាមដឹកនាំដោយមេកាយនៅលើទូលដែលជាម្ចាស់ជាន់នេះជាសត្វតោដ៏ធំដែលគេស្ទើរតែមិនអាចប៉ះពាល់បាន គ្រាន់តែក្រហមភ្លាមហ្វូងសត្វក៏សម្រុកចូលមកព្រួងគ្នា ដូច្នេះ C Chen បានបញ្ចេញពន្លឺដល់ទេវភាពត្រៀមខ្លួនវាយបកដោយរត់កាត់ពួកវាក្នុងលបឿនភ្លៀកបន្ទោដើម្បីគេចពីការវិវត្តដំបូងប៉ុន្តែមេតោនោះមានរបាំងការពារដ៏គួរឲ្យធំទ្រាំបំផុតព្រោះរាល់ពេលដែល C Chen ព្យាយាមវាតែបាត់ខ្លួនរួចលេចឡើងក្បែរកូនចៅជាជំនាញគេចខ្លួនដ៏អស្ចារ្យដូច្នេះទម្រង់របស់វាតែងផ្លាស់ប្ដូរតែមិនដែលបែកបាក់ធ្វើឲ្យគេជាប់គាំងជានិច្ច C Chen មួយដឹងក្បួនមេតោនេះវាជាកំសាកពិតមែនតែសំងំនៅពីក្រោយ ហើយគេដឹងថាមេនេះគ្មានបំណងវាយជាមួយគេផ្ទាល់ទេគេឆ្ងល់ថាតើថ្នាក់មួយណាមានជំនាញការពារខ្លួនហួសចិត្តយ៉ាងនេះពេលនោះខ្លាអវកាសមួយទៀតក៏លោតតម្រង់រកគេដូច្នេះកំឡោះយើងក៏បញ្ចេញធម្មពលភ្លេចបន្ទោត្រៀមវិតទល់ជាមួយវាតែម្ដងហើយគេក៏ចាប់មុខរបស់វាជាមួយនឹងដៃដែលពោពេញដោយចរន្តអគ្គិសនីប៉ុន្តែខ្លានោះស្រាប់តែបាត់ខ្លួនក្នុងពន្លឺពណ៌ស្វែងម្ដងទៀត វាគឺជារបៀបដដែលរាល់ពេលគេចង់សម្លាប់គោដៅស្រាប់តែបាត់ខ្លួនហើយលេចឡើងវិញក្បែរមេតោយ៉ាងសុវត្ថិភាពព្រោះតែវាតែងតែធ្វើបែបនេះ គ្រាន់តែគេជប់ភ្លាមសត្វមួយទៀតសម្រុកចូលដើម្បីបោកគេឲ្យចូលអន្ទាក់ដដែល ដូច្នេះ C Chen បញ្ចេញធម្មពលពេញដៃទាំងពីរលែងចង់លេងសើចទៀតហើយក៏រត់កាត់សមរភូមិក្នុងពន្លឺពណ៌លឿងនិងស្វាយ តែទម្រង់វាល្អឥតខ្ចោះតែរក្សាកម្រិតនៃការគ្រប់គ្រង គេត្រូវបានជាប់គាំងនឹងការវាយនិងការពារមិនជាចប់រាល់ពេលគេវាយចំគោដៅ គោដៅក៏បាត់ហ្វូនហេបដូរទីតាំងរបស់ហ្វូងតែមួយដើម្បីប្រយុទ្ធឡើងវិញភ្លាមខ្លាមួយទៀតបានចូលមកជំនួសភ្លាមបន្តការវាយប្រហារយ៉ាងសាហាវបង្ខំឲ្យគេត្រូវគេចពីការវាយប្រហារដែលមិនមែនជាការគំរាមកំហែងតាំងពីដំបូង រឿងទាំងអស់នេះគ្រាន់តែជាសង្គ្រាមដ៏ធំមិនចេះចប់ហើយទីបំផុត C Chen ចាប់ផ្ដើមហត់នឿយធុញទ្រាន់នឹងមេកាយនេះខ្លាំងណាស់ C Chen ដឹងថាតើអវកាសនេះកំពុងតែលេងសើចជាមួយគេភ្លាមនោះគេក៏នឹកឃើញកំណត់ថ្មីមួយហេតុអ្វីបានជាគេទ្រពជាយឹមប៉ុណ្ណឹងលបឿនជាមួយខ្មាំងសត្រូវដែលចេះ teleport អញ្ចឹង ដល់ពេលដែលត្រូវបដូរថ្នាក់តួអង្គពាក់កណ្ដាលទីហើយព្រោះបើមេនេះមិនព្រមវាយផ្ទាល់ទេគេនឹងខ្លាចជាគ្រូមុនអាគមហើយកំទេចសមរភូមិនេះតែម្ដង ភ្លាមនោះគេក៏ខ្លាចជាគ្រូមុនអាគមទឹកកកកម្ពូលជាមួយរូបរាងថ្មីហើយបញ្ចេញការវាយប្រហារដោយបន្លាទឹកកកពីលើមេឃតែម្ដង បំណែកទឹកកកនេះកំទេចសមរភូមិខ្ទេចខ្ទីបង្ខំឲ្យហ្វូងខ្លារត់ខ្ចាត់ខ្ចាយចំណែកមេតោបានត្រឹមមើលទម្រង់ដ៏ល្អរបស់វាត្រូវបំផ្លាញចោល
កំឡោះយើងដឹងថាក្រុមមន្តអាគមខ្សោយកាយសម្បទាតែបើវាយពីចម្ងាយគឺស៊ីដាច់តែម្ដង សត្វឆ្មាដ៏ធំនេះងើបមើលលើមេឃដែលកំពុងធ្លាក់មកលើក្បាលរបស់វាហើយកូនចៅវាត្រូវបានសម្លាប់ម្ដងមួយនោះលែងមានការ teleport ទៀតហើយក្នុងភាពភ័យស្លន់ស្លោហ្វូងសត្វព្យាយាមរត់គេចតាមទ្វារអវកាសតែពួកវាត្រូវបានផ្ដុំគ្នានៅកន្លែងតែមួយចំពេលដែលគេចង់បានតែម្ដង គ្រាន់តែក្តាប់ដៃទៅកក់ភ្លាមគេក៏ទិញអន្ទាក់ដោយចាក់ទម្លុះក្បាលមេតោនោះជាមួយនឹងបន្លាទៅកក់ដ៏ធំមួយ តែគេនៅមិនទាន់ចប់ទេដោយរៀបចំគ្រាប់បែកតកជាមុនព្រោះពេលនេះលែងមានកន្លែងលាក់ខ្លួនទៀតហើយ មេនេះស្រែកក្រហមដោយភ័យខ្លាចបំផុតមុនពេលត្រូវបំផ្លាញទាំងស្រុង ហើយគ្រាប់បែកទឹកកកក៏ផ្ទុះឡើងដែលជារលកធម្មពលទឹកកកដ៏ធំគ្របដណ្ដប់ជាន់នេះទាំងមូលក្នុងពន្លឺដ៏ចាំងភ្នែកតែម្ដងធ្វើឲ្យមេតានៅវងវាទាំងអស់កកភ្លាមនឹងបែកខ្ទេចក្នុងមួយព្រិចភ្នែក មុនពេលតកករលីអស់គេក៏បដូរថែតទូអង្គម្ដងទៀតពេលនេះទៅជាអ្នកចម្បាំងមានពន្លឺពណ៌ស្វាយ បន្ទាប់មកគេប្រកាសថាចន់ទី1នៃប៉មនោះត្រូវបានជំរះជាផ្លូវការដោយមើលទៅគេដូចជាមិនបែកញើសសោះឡើយ នៅកន្លែងផ្សេងបរិះម្នាក់ទៀតក្នុងថ្នាក់អ្នកចម្បាំងកំពុងកំទេចបិសាចមួយជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាចចុះម្ដេចយ៉ាងស្រស់ស្អាតខណៈហ្វូងសត្វពណ៌ស្វាយទាំងមូលរលាយបាត់ជុំវិញខ្លួនគេ សត្វមួយក្នុងចំណោមនោះដែលជាតោសបានរលាយបាត់ទាំងស្រុងចូលទៅក្នុងអាកាសជាមួយសំឡេងវឹបចុងក្រោយត្រឡប់មកស៊ីជេនវិញពេលនេះជាន់ទាំងមូលខ្លាយជាដីទឹកកកដោយបន្សល់ទុកតែគ្រាប់ភ្លើងពណ៌ស្វាយមួយប៉ុណ្ណោះ ជាការពិតគេឡើងកម្រិត24និងបានរបស់ល្អៗពីមេនេះទៀតផង ប៉ុន្តែរង្វាន់ពិតប្រាកដគឺការជូនដំណឹងរបស់ប្រព័ន្ធថាមេតោនេះអាចត្រូវបានលេបត្របាក់ដូច្នេះគេក៏ចាប់ផ្ដើមស្រូបយកធម្មពលរបស់វាភ្លាមៗដោយចង់ដឹងខ្លាំងថាតើមេកៅនេះមានថ្នាក់តួអង្គអ្វីឲ្យប្រាកដធម្មពលសាកសពនេះបានហូរចូលដៃរបស់គាត់ដូចជាការដោនឡូតទិន្នន័យអញ្ចឹងដោយស្រូបយកធម្មពលងងឹតទាំងស្រុងចូលក្នុងបាតដៃគាត់ហើយគាត់ក៏បាននឹងចម្លើយវាជាផ្ទាំងកម្រិតធម្មពលពេញលេញរបស់ស្ដេចតោហ្វេនធំមែនជាប្រភេទ class អ្នកតាក់សัตว์កម្រិតផ្កាយគាត់មិនដែលជួប class បែបនេះពីមុនមកទេ គ្រប់យ៉ាងគឺច្បាស់តែម្ដងប៊ូសមួយនេះគ្រាន់តែខ្លាំងសម្បកក្រៅប៉ុណ្ណោះវាពួននៅពីក្រោយសត្វចិញ្ចឹមរបស់វាពេញមួយការប្រយុទ្ធតែម្ដង ជំនាញរបស់អ្នកតាក់សត្វនេះត្រូវបានបង្ហាញយ៉ាងច្បាស់វាជាកញ្ចប់កម្រិតផ្កាយដើម្បីចាប់បង្ខំធ្វើកិច្ចសន្យាជាមួយសត្វចម្លែក CJ ទទួលស្គាល់ថាការ teleport គឺលុយមែនប៉ុន្តែការផ្សងសត្វត្រូវការគម្រាមកំហែងដែលស្ដាប់ទៅដូចជាគួរឲ្យឈឺក្បាលណាស់ ពេលនោះការបំផុនភ្នែកទឹកកកទាំងអស់ក៏បានបែកខ្ទេចដោយបង្ហាញថាជាន់ទី1របស់ Dread Spire តាមពិតវាជាវាខ្សាច់ដ៏ធំល្វឹងល្វើយនិងស្កាត់ចង្ងំគាត់សម្លឹងមើលវារហ័សស្ថានីដែលពោពេញទៅដោយឆ្អឹងសត្វចម្លែកយក្សរហូតតតែមានសសរធម្មពលភ្លើងមួយបានផ្ទុះចេញពីគំនរខ្សាច់ដ៏ឆ្ងាយដែលវាគឺជាច្រកទ្វារទៅកាន់ជាន់ទី2ទីបំផុតវាបានបើកហើយ ប៉ុន្តែសំឡេងក្រហមតិចៗបានបន្លឺឡើងចេញពីទីងងឹតព្រោះប្រកាសណាស់ថារឿងនេះវាមិនទាន់ចប់នោះទេ ដែលធ្វើឲ្យគាត់ងាកក្បាលមកវិញហើយព្រមព្រៀងខ្លួនភ្លាមតែម្ដង សំឡេងមួយនេះគឺបន្លឺចេញមកពីខាងក្នុងនៃផ្ទាំងឆ្អឹងចំនីយក្សមួយ ហើយកូនតោដ៏តូចនឹងមានរោមច្រន់មួយក្បាលបានវាចេញមកជាប់ចំណងច្រវាក់ពណ៌ស្វាយភ្លឺភ្លេចហើយវាកំពុងព្យាយាមធ្វើខ្លួនឲ្យមើលទៅសាហាវ នេះធ្វើឲ្យ CJ ងឿងឆ្ងល់យ៉ាងខ្លាំងព្រោះគាត់មើលរំលងមួយក្បាលគាត់បញ្ចេញធម្មពលដោររន្ទះដើម្បីត្រៀមខ្លួនចាត់ការសត្រូវដែលនៅសេសសល់មួយនេះប៉ុន្តែក៏ទើបតែនឹកឃើញមួយក្បាលនេះមិនបានរលាយបាត់ទេនៅពេលដែលបូស្លាប់ច្រវាក់ធម្មពលផ្កាយទាំងនោះមិនមែនជាចំណងទេតាមពិតវាគឺជាគុកឃុំឃាំងសោះ ដូច្នេះជាមួយនឹងផែនការថ្មីលើក្នុងគំនិតរន្ទះរបស់គាត់បានបញ្ចេញពន្លឺយ៉ាងសាហាវហើយកូនតោតូចនោះបានត្រឹមតែសម្លឹងមើលទាំងការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលស៊ីចិនហោះកាត់ហើយវាបំបែកច្រវាក់របស់វាដោយការវាយប្រហារតែមួយដងប៉ុណ្ណោះញ៉ាំមកវិញគាត់បានប្រាប់កូនតោដែលទៅតែរួចខ្លួននោះថាគាត់នឹងផ្ដោតសេរីភាពឲ្យវារួចក៏សួរថាតើវាខ្សាច់នេះជាផ្ទះរបស់វាតាំងពីដើមមែនទេស៊ីចិនបាននិយាយពាក្យមួយឃ្លាទៅកាន់កូនតោអំពីការបាត់បង់ថាពួកយើងទាំងពីរគឺមិនខុសគ្នាទេ កូនតោតូចនោះហាក់ដូចជាយល់ពីសាច់រឿងកំសត់នេះដោយវាជូនពរឲ្យគាត់មានសុវត្ថិភាពជាលើកចុងក្រោយមុនពេលគាត់ងាកចេញដើម្បីបន្តទៅជាន់បន្ទាប់ ប៉ុន្តែនៅពេលដែលគាត់កំពុងដើរចេញសម្លេងចម្លែកមួយបានលោតបន្លឺឡើងនៅក្បែរត្រចៀករបស់គាត់ ផ្ទាំងប្រព័ន្ធបានបង្ហាញសំណើកិច្ចសន្យាពីកូនតោដែលផ្ដល់ការចែករំលែកពិន្ទុបទពិសោធន៍និងការមើលឃើញគ្រោះថ្នាក់ផ្ទាល់ដែលធ្វើឲ្យស៊ីចេនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាខុសពីផែនការរបស់គាត់ ហើយពេលនេះគាត់ត្រូវតែសម្រេចចិត្តថាតើត្រូវទទួលយកនៅកិច្ចសន្យាពីស្ដេចតោលីអូ